បរិសុទ្ធទុនខ្សោយម្នាក់គ្រប់គ្រាន់សម្រាប់ថ្ងៃនេះយើងនឹងបន្តនៅថ្ងៃស្អែកហេតុអ្វីបានជាពិភពលោកនេះអយុត្តិធម៌ម្ល៉េះហេតុអ្វីបានជាមនុស្សគ្រប់គ្នាធ្វើបាបខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ខ្ញុំគ្រាន់តែចង់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ហើយរស់នៅជីវិតសាមញ្ញធម្មតាគ្រូពេទ្យចាស់ដ៏គួរឲ្យគោរពអ្នកគោរពបូជាផ្នែកវិទ្យាសាស្ត្រនៃជ្រលងព្រះអស្ចារ្យមកមានឫសគល់អមតៈបរិសុទ្ធនិងរឹងមាំពិតជាទ្រង់គឺជាជម្រើសដ៏ល្អបំផុតដែលទទួលមរតកពីព្រះអស្ចារ្យរបស់ខ្ញុំដោយសារស្ថានសួគ៌មានព្រះហឫទ័យសប្បុរសណាស់បុរសចំណាស់ម្នាក់នេះនឹងយកអ្នកជាសិស្សរបស់ខ្ញុំស្ថានសួគ៌នឹងផែនដីសិល្បៈវិទ្យាសាស្ត្រដ៏ជ្រាលជ្រៅនឹងដើមបានវិលត្រឡប់ទៅរកប្រភពដើមវិញអ្វីទាំងអស់សុទ្ធតែមានវិញ្ញាណផ្ទៃមេឃការពីការទៅអ្នកដែលទទួលបានសញ្ញាសម្គាល់របស់ព្រះសង្ឃផ្នែកវិទ្យាសាស្ត្រគឺជាព្រះពេទ្យថ្មីដ៏គួរឲ្យគោរពរបស់ Pavilion នៅពេលដែលគ្រូពេទ្យដ៏គោរពលេចឡើងម្ដងទៀតនៅក្នុងលោកខេត្តទាំង9នឹងត្រូវរង្គោះរង្គើហើយត្រកូលចំនួន100នឹងបងស្រីត្រូវបានចាត់ទុកថាជា Paramount នៅលើពិភពលោកអាហារថ្ងៃត្រង់ទី1អនាគតនៃព្រះបន្លាអស្ថិលើនេះស្ថិតនៅក្នុងដៃរបស់អ្នកហើយហេសួស្ដីបងប្រុសឈប់ដេកក្រោកឡើងដល់ពេលសម្រាប់មិត្តភាពខ្លះហើយអ្នកអាចវាយខ្ញុំបានប៉ុន្តែកុំប៉ះម្ចាស់របស់ខ្ញុំគាត់ចាស់ហើយ Lord Tiger ក្មេងម្នាក់នេះពិតជាមិនអាចត្រូវគេវាយដំដោយល្ងងខ្លៅហើយឥឡូវនេះកំពុងយល់ច្រឡំលោកគ្រូកុំភ័យអីដែលអ្នកធ្វើឲ្យគូដណ្ដឹងរបស់អ្នកចុះខ្សោយកាលពីយប់មិញសូមលោកក្រវៃក្មេងយើងសត្វសាហាវណាស់ដូច្នេះថ្ងៃនេះយើងបានសម្រេចចិត្តផ្លាស់ប្ដូររបៀបដែលយើងលេងជាមួយអ្នកយើងនឹងមិនវាយអ្នកទៀតទេអ្នកបានធ្វើការយ៉ាងលំបាកកាលពីយប់មិញនេះជាអ្វីដែលខ្ញុំបានធ្វើជាពិសេសសម្រាប់អ្នកអាហារពេលព្រឹកដ៏ស្រឡាញ់ញ៉ាំវាទាំងអស់ខ្ញុំធានាថាអ្នកក្នុងរយៈពេល24ម៉ោងនឹងមានសុវត្ថិភាពនិងមានសុខភាពល្អនិងមានថ្ងៃរីករាយធម្មតាខ្ញុំត្រូវតែរស់រានមានជីវិតជាមុនសិនមានតែពេលនោះទេទើបខ្ញុំនឹងមានឱកាសរកឃើញសង្សឹកខ្ញុំលីនរងចាំខ្ញុំនឹងញ៉ាំវាខ្សែភាពយន្តនេះត្រូវបានបកប្រែហើយបានរៀបរាប់ដោយវាបានធ្លាក់ចុះនៅលើប្រព័ន្ធផ្សព្វផ្សាយដូចជាអ្នកនឹងត្រូវលិតវាឡើងលិតវាឲ្យស្អាតខ្ញុំនឹងផ្ដល់ឲ្យអ្នកកន្លះម៉ោងបន្ថែមខ្ញុំស្ដោះទឹកមាត់ញ៉ាំវាស្ងួតវាគួរឲ្យធុញណាស់ជីតារបស់អ្នកនឹងបន្ថែមគ្រឿងផ្សំមួយចំនួនសម្រាប់អ្នកបន្ថែមវាឲ្យខ្ញុំមួយខាំម្ដងការញ៉ាំវាស្ងួតងាយនឹងថប់ដង្ហើមផឹកវានេះជាការធ្វើបាបខ្លាំងពេកហើយខ្ញុំនឹងប្រយុទ្ធជាមួយអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាភ្លាមនោះពោពេញដោយថាមពលលោកម្ចាស់មានអ្វីចម្លែកអំពីក្មេងនេះចម្លែកណាស់ខ្ញុំវីគាត់តើអ្នកគិតថាកាំបិតនេះស្អាតទេបងប្រុសធំខ្ញុំខុសហើយដែល William បង្ខំខ្ញុំឲ្យធ្វើវាគាត់បានឲ្យខ្ញុំ500,000មែនទេអ្នកមិនចូលចិត្តលិតទេយកបរិសុទ្ធរបស់អ្នកទៅហើយទុកឲ្យកន្លែងនេះស្អាតហើយអនុញ្ញាតឲ្យបង្គន់ស្អាតផងដែរបើមិនដូច្នោះទេ3ឆ្នាំក្រោយមក3ឆ្នាំនៃការចិញ្ចឹមនាគព្រឹកមួយសត្វហ្វីនិកយំខ្លឹមសារនៃឆ្នាំបានទទួល Pavilion ខ្ញុំបានស្ទាត់ជំនាញយ៉ាងពេញលេញខ្ញុំបានទៅដល់ឋានសួគ៌ដ៏រុងរឿងរួចហើយពិភពមនុស្សដល់ពេលចាក់ចេញហើយបេសិស្សរបស់អ្នកប្រកាសជាមិនធ្វើឲ្យអ្នកខកចិត្តឡើយជាបាពិភពលោកផ្លូវដ៏អស្ចារ្យដែលឈរនៅឆ្ងាយការធ្វើឲ្យជ្រលងភ្នំព្រះអស្ត្រួសឡើងវិញសារព្រះវិទ្យាសាស្ត្រជាន់ខ្ពស់យ៉នចាស់ទុំមួយថ្នាក់អនុបណ្ឌិតនៃ Pavilion នៃសាខាខ្ពស់នៃព្រះវិទ្យាសាស្ត្រនៃស្ថានសួគ៌និងផែនដីហើយសត្វហ្វូនិកយំនេះគឺជាអ្នកប្រាជ្ញផ្នែកវិទ្យាសាស្ត្រថ្មីដែលនឹងបង្ហាញខ្លួននៅលើពិភពលោកដល់អ្នករាល់គ្នាឲ្យចាប់ផ្ដើម Medicine God Pavilion Valley ឡើងវិញបាត់ចាស់គ្រូសាចូលរដ្ឋធានីនៃវិទ្យាល័យយ៉នគ្រូសាចូលរដ្ឋធានីនៃវិទ្យាល័យយ៉នពាក្យចាំអារាមពិតជាការពិតគ្រូពេទ្យដ៏មានកិត្យានុភាពរូបនេះច្បាស់ជានឹងបង្ហាញខ្លួននៅថ្ងៃរបស់មេគ្រូសានីមួយយើងត្រូវតែស្វែងរកទីតាំងរបស់គ្រូពេទ្យដ៏គួរឲ្យគោរពមុនគ្រូសាធំផ្សេងទៀតទាំងអស់ថាតើគ្រូសាយ៉ូអាចរស់ឡើងវិញបានឬអត់គឺអាស្រ័យតែលើពេលវេលានេះប៉ុណ្ណោះព្រះសង្ឃអង្គថ្មីមួយអង្គនេះបានលេចមុខនៅក្នុងទីក្រុងឆុងហេយ៉ាងហោចណាស់ឆុងហេរបស់យើងនឹងទទួលបាន
សំណាងដ៏អស្ចារ្យសម្រាប់រយៈពេល200ឆ្នាំរហ័សអ្នកណាដែលរកឃើញអ្នកគោរពបូជាខាងវិទ្យាសាស្ត្រនឹងទទួលបានរង្វាន់នៅស្ថានសួគ៌លីហើយចៅហ្វាយកែតម្រង់បានល្អយើងនឹងគោរពតាមការបង្រៀនរបស់អ្នកចៅហ្វាយសម្រស់តូចមកដល់ហើយអ្នកហ៊ានប៉ះគ្រួសារខ្ញុំអ្នកកំពុងស្នើសុំសេចក្តីស្លាប់ចាងសួនខ្ញុំឆ្ងល់ថាវាជាអ្នកណាប្រែថាអ្នកជាឧក្រិដ្ឋជនតូចដែលបានកែតម្រង់តើអ្នកចង់សប្បាយអ្វីដែរបៈអវយវៈរបស់គាត់ឲ្យគាត់មើលដោយផ្ទាល់ភ្នែកពីរបៀបដែលខ្ញុំប្រព្រឹត្តចំពោះប្អូនស្រីរបស់គាត់ឈប់វាយស្អប់ណាស់អ្នកណាប្រាប់អ្នកឲ្យដោះលែងចៅហ្វាយហេលីនបងប្រុសលីនឈួននេះជាការយល់ច្រឡំទាំងអស់ចេញទៅគ្រាន់តែរងចាំលោកក្រវ័យក្មេងនឹងមិនអនុញ្ញាតឲ្យអ្នកចុះចាញ់ឡើយយើងនឹងចេញដំណើរឲ្យបងប្រុសធំតើអ្នកសុខសប្បាយទេយ៉ាឈុនប៉ាសុខសប្បាយទេប៉ាល្អហើយដែលកូនត្រឡប់មកវិញតើអ្នកហ៊ានត្រឡប់មកវិញដោយរបៀបណាហេតុអ្វីបានជាអ្នកមិនស្លាប់នៅទីនោះខ្ញុំនៅពេលនោះអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋហើយត្រូវបានចាប់ដាក់គុកលីលៀនបានបញ្ជូនមនុស្សមកផ្ទះរបស់យើងដើម្បីទាមទារលុយសំរបស់ឪពុកយើងរាប់រយពាន់ទាំងអស់នេះត្រូវបានលួចដោយពួកគេហើយចុងក្រោយពួកគេបានវាយជើងប៉ាដើម្បីព្យាបាលរបួសប៉ាខ្ញុំបានព្យាយាមខ្ចីលុយកន្តែខ្ញុំមិនអាចងាកទៅរកការខ្ចីប្រាក់ពីអ្នកឲ្យខ្ចីប្រាក់បានទេប៉ុន្តែខ្ញុំខ្ចីបានត្រឹមតែ30,000ប៉ុណ្ណោះពួកគេទាមទារឲ្យខ្ញុំសងប្រាក់វិញចំនួន3លានពួកគេបានមកផ្ទះរបស់យើងជារៀងរាល់ថ្ងៃដើម្បីទារបំណុលជីស៊ូបងប្រុសខ្ញុំសុំទោសអ្នកមិនមែនជាបងប្រុសរបស់ខ្ញុំទេអ្នកមិនសមនឹងធ្វើជាបងប្រុសរបស់ខ្ញុំទេខ្ញុំចង់មិនមានបងប្រុសដូចអ្នកចេញទៅក្រៅទេចេញពីទីនេះអ្នកល្ងងឲ្យលេងខ្ញុំទៅវាជាបងប្រុសដែលធ្វើឲ្យអ្នកនឹងប៉ាខកចិត្តឥឡូវនេះបងប្រុសត្រឡប់មកវិញហើយចាប់ពីពេលនេះទៅគ្មានអ្នកណាអាចធ្វើបាបអ្នកបានដែរទេខ្ញុំនឹងសងអ្នកនឹងប៉ាឲ្យបានត្រឹមត្រូវតើមានប្រយោជន៍អ្វីបើគ្រាន់តែអួតខ្លួនអ្នកកំពុងអួតអាងតើជើងរបស់ប៉ាអាចធូរស្រាលបានទេប៉ាសូមមើលជើងរបស់អ្នកផងអ្នកមិនមែនជាគ្រូពេទ្យទេតើអ្នកកំពុងមើលអ្វីសៀវជូអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយបងប្រុសរបស់អ្នកបែបនេះនៅតែការពីគាត់បានធ្វើឲ្យគ្រួសារយើងរងទុក្ខវេទនាតើគាត់មិនកំពុងងាកមករកខ្ញុំទេមិនអាចរកការងារត្រឹមត្រូវបានទេឈប់វាសៀវជូឈប់លេងសើចទៅប៉ាជើងរបស់ខ្ញុំបានជាសះស្បើយហើយតើរឿងនេះអាចទៅរួចដោយរបៀបណាប៉ាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំបានរៀនជំនាញមួយចំនួននៅក្នុងពន្ធនាគារខ្សែភាពយន្តនេះត្រូវបានបកប្រែខ្ញុំបានភ្ជាប់ឆ្អឹងបាក់របស់អ្នកឡើងវិញរួចហើយសៀវឈួនកូនប្រុសខ្ញុំក្លាយជាមនុស្សមានសមត្ថភាពហើយដោយវិធីនេះប៉ាប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំមិននៅទីនេះទេតើលីនធ្លាប់ទៅលេងទេតើនាងសុខសប្បាយជាទេឥឡូវនេះនាងមិនដែលមកតតែសោះតើរឿងនេះអាចទៅរួចដោយរបៀបណានាងបានសន្យាជាមួយខ្ញុំថានាងនឹងមើលថែគ្រួសារស្ត្រីនោះភ្លេចដើមកំណើតរបស់នាងយូរមកហើយអ្នកបានតស៊ូដើម្បីនាងហើយបានជាប់គុកនាងបានងាកមកហើយបានរួមរកជាមួយវូឡែងនោះវូលៀងថែមទាំងបានជួយនាងបើកក្រុមហ៊ុនថ្មីមួយទៀតផងថ្ងៃនេះជាសន្និសីទសារព័ត៌មានអ៊ីផូរបស់ក្រុមហ៊ុននាងពិធីនេះប្រារព្ធឡើងនៅសន្តាគារហួរលីនមិនមែនជាមនុស្សបែបនោះទេច្បាស់ជាមានការយល់ច្រឡំខ្លះនៅទីនេះប៉ាខ្ញុំនឹងទៅជួបនាងឥឡូវនេះហើយសូមការបំភ្លឺចៅឈួនយើងនឹងយ៉ាងលីនមិនស្ថិតនៅលើកម្រិតដូចគ្នាទេ Alec Force មិនផ្អែមទេប៉ាខ្ញុំត្រូវតែទៅឈៀវឈួនសូមលោកគ្រូវូមេតាករណាជីមម៉ូរ៉ាននារីវ័យក្មេងនៃគ្រួសារជីនារីវ័យក្មេងរបស់យើងកំពុងគាំងបេដូបងប្អូនជីដូនមួយរបស់ Warren Williams ត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់សូនីយ៉ាលេខាធិការនាយកប្រតិបត្តិកិច្ចការរបស់គីមជាមួយខ្ញុំមិនទាន់ចប់នៅឡើយទេឥឡូវនេះនាងមិនអាចទៅណាបានទេលោកក្រវ័យក្មេងវូមិនឆ្លៀតឱកាសពីស្ថានភាពនោះទេប្រសិនបើអ្នកពន្យាពេលការព្យាបាលនារីវ័យក្មេងនឹងមិនអនុញ្ញាតឲ្យអ្នកចុះចាញ់ឡើយមាននរណាម្នាក់នៅក្នុងគ្រួសារគីមចង់ឲ្យនាងស្លាប់ច្រើនជាងខ្ញុំណែនាំអ្នកឲ្យចុះហត្ថលេខាលើកិច្ចសន្យានេះនិងបោះបង់ភាគហ៊ុន30របស់ក្រុមគីមខ្ញុំនឹងរើឡានចេញភ្លាមហើយនឹងរៀបចំផ្លូវដោយខ្លួនឯងអំដំណើរអ្នកទៅមន្ទីរពេទ្យខ្ញុំនឹងជួយអ្នកស្វែងរកវេជ្ជបណ្ឌិតដ៏ល្អបំផុតនៅ John High អ្នកគួរឲ្យស្អប់ខ្ពើមនេះមិនមែនជាកន្លែងសម្រាប់អ្នកបម្រើនិយាយទេអ្នកយកកិច្ចសន្យាមកឲ្យក្មេងស្រីសៀវក្មេងកិច្ចសន្យារបស់យើងដែលត្រូវតែទោះបីជាខ្ញុំស្លាប់ក៏ដោយគ្រួសារចង្ការរបស់ខ្ញុំនឹងមិនធ្លាក់ទៅក្នុងដៃរបស់គ្រួសារអ៊ូរបស់អ្នកទេបន្ទាប់មកខ្ញុំនឹងបញ្ជូនអ្នកឲ្យចេញដំណើរមុនម៉ោង
ម្ចាស់ខ្ញុំបានប្រាប់ខ្ញុំពេលដែលគាត់បានបង្រៀនខ្ញុំពីជំនាញរបស់ខ្ញុំដើម្បីរក្សាសេចក្តីសប្បុរសនិងព្យាបាលពិភពលោកយកក្មេងនេះចេញឈប់តើអ្នកដឹងទេថាអ្នកកំពុងធ្វើអត្តឃាតជនពាលណាភ្លេចរត់ខោរបស់ខ្លួនហើយឲ្យអ្នកវាចេញមកមិនចង់ស្លាប់ទេបាត់បង់ឥឡូវនេះខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតនិយាយជាមួយខ្ញុំឲ្យបានត្រឹមត្រូវដូច្នេះអ្នកចង់ក្លាយជាវីរបុរសដែលជួយសង្គ្រោះហើយមិនទាំងមើលខ្លួនឯងផងបាក់ជើងរបស់គាត់សម្រាប់ខ្ញុំកុំមកចិត្តទៀតខ្ញុំនឹងសម្លាប់អ្នកដោយដាវមួយដើមបងធំខ្ញុំខុសហើយសូមដោះលែងខ្ញុំទៅសូមឲ្យខ្ញុំទៅចោះបងប្រុសធំខ្ញុំមកពីគ្រួសារអ៊ូប្រសិនបើអ្នកហ៊ានប៉ះខ្ញុំគ្រួសារអ៊ូនឹងមិនអនុញ្ញាតឲ្យអ្នកចេញពីគ្រួសារអ៊ូម្ដងទៀតទេតើអ្នកមានទំនាក់ទំនងអ្វីជាមួយវីលៀមគាត់ជាបងប្អូនជីដូនមួយរបស់ខ្ញុំអ្នកស្គាល់គាត់ច្រើនជាងគ្រាន់តែស្គាល់គាត់តាំងពីយើងស្គាល់គ្នាតែធ្វើឲ្យអ្វីកាន់តែងាយស្រួលបងប្រុសធំអនុញ្ញាតឲ្យខ្ញុំនាំស្ត្រីពីរនាក់នេះត្រឡប់ទៅជាមួយខ្ញុំប្រាប់អ្នកថាស្ត្រីទាំងពីរនាក់នេះប្រាប់បងប្អូនជីដូនមួយរបស់អ្នកឲ្យលៀងរបស់គាត់ហើយរងចាំខ្ញុំអ្នកគឺជាចេញទៅអរគុណលោកដើម្បីជួយសង្គ្រោះជីវិតរបស់យើងខ្ញុំសូមសួរឈ្មោះដ៏ថ្លៃថ្នូររបស់លោកប្រកាសជានឹងសង់អ្នកវិញយ៉ាងច្រើននៅពេលអនាគតនារីវ័យក្មេងសូមឲ្យខ្ញុំបានឃើញលោកម្ចាស់ខ្ញុំបានសិក្សាជំនាញវេជ្ជសាស្ត្រជាមូលដ្ឋាននារីវ័យក្មេងរបស់យើងមានជំងឺបេះដូងពីពេលដែលនាងមានការវាយប្រហារនាងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយអ្នកជំនាញមានពេលទេសួស្ដីលោកទោះបីជាអ្នកទើបតែជួយសង្គ្រោះនារីវ័យក្មេងរបស់យើងក៏ដោយប្រសិនបើអ្នកមិនចង់ឲ្យនាងស្លាប់បន្ទាប់មកផ្លាស់ទីទៅម្ខាងនារីវ័យក្មេងអ្នកភ្ញាក់ហើយទើបតែពេលនេះទេដែលបុរសនោះបានបណ្ដេញមនុស្សអាក្រក់នោះចេញពូរ៉េននឹងសំបីតែសូមអបអរសាទរដល់លោកអគ្គនាយកក្រុមហ៊ុន Fan Group ត្រូវបានបង្កើតឡើងអស់ហើយតម្លៃទីផ្សាររបស់វាបានលើសពី $1000 លានថែមទាំងត្រូវបានចុះបញ្ជីនៅលើផ្សារព្រំដែនកំពុងរងចាំជាមួយក្រុមហិរញ្ញវត្ថុកម្ពុជាដូចជា Young Master ដែលអ្នកកំពុងគ្រប់គ្រងប្រសិនបើមានឱកាសក្លាយជាអ្នកមាននាពេលឲ្យបានញឹកញាប់ជាងមុនសម្លាញ់មានរឿងអ្វីអណ្ដាតភ្លើងចាស់របស់អ្នកបានចេញពីខាងក្នុងគាត់បានបំផ្លាញផែនការដែលខ្ញុំត្រូវរត់ភាគហ៊ុននៃក្រុមខិនតើគាត់គួរតែស្លាប់នៅក្នុងគុកមុនទេលើកនេះខ្ញុំស្រាវពេកហើយខ្ញុំនឹងវាបំបាក់អវយវៈរបស់គាត់ផ្ទាល់ឲ្យគាត់លុតជង្គង់នៅចំពោះមុខខ្ញុំសូមក្តីមេត្តាដូចឆ្កែរំខានណាស់ជាមួយមនុស្សជាច្រើននៅជុំវិញថ្ងៃនេះជាថ្ងៃដែលក្រុមហ៊ុនរបស់ខ្ញុំចូលជាសាធារណៈសន្យានឹងខ្ញុំថាអ្នកនឹងមិនបង្កបញ្ហាទេវីលៀមត្រៀមខ្លួនស្លាប់តើអ្នកហ៊ានយ៉ាងណាអ្នកបានបំបិតមាត់ខ្ញុំហើយដាក់ខ្ញុំក្នុងគុកបានបាក់ជើងឪពុកខ្ញុំហើយបានធ្វើឲ្យមនុស្សអាម៉ាស់មុខប្អូនស្រីខ្ញុំអ្នកអាចនិយាយពាក្យចុងក្រោយរបស់អ្នកឥឡូវនេះតើអ្នកកំពុងធ្វើអ្វីលេងខ្ញុំទៅលោកក្រវ័យក្មេងអ៊ូតើអ្នកសុខសប្បាយជីទេអ្វីដែលអាចកើតឡើងចំពោះខ្ញុំទើបតែត្រូវបានវាយឆ្មក់ដោយសម្រាមមួយដុំនេះលីនគួរឲ្យស្អប់ខ្ពើមនិងគ្មានភាពអៀនខ្មាស់ហើយអ្វីបានជាអ្នកការពារគាត់នីវសុំទោសលោកគ្រូវ័យក្មេងវូលោកក្រវ័យក្មេងអ៊ូដើម្បីជាប្រយោជន៍ដល់ខ្ញុំគាត់នៅតែអាចទុកជីវិតអ្នកបានសុំទោសគាត់មិនអាចទៅរួចលីនឈួនអ្នកជាមនុស្សសម្រាមដែលមិនដឹងថាអ្វីល្អសម្រាប់អ្នកថ្ងៃនេះអ្នកហ៊ានបង្ហាញខ្លួននៅទីនេះដោយរបៀបណាគ្មានអ្នកណាអាចជួយសង្គ្រោះអ្នកបានលីនឈួនលុតជង្គង់សុំទោសបើមិនដូច្នោះទេសេចក្តីស្លាប់គឺជាផ្លូវតែមួយគត់របស់អ្នកកាលពី3ឆ្នាំមុនគាត់ជាអ្នកដែលបានរំលោភអ្នកដោយសារតែខ្ញុំបានជួយសង្គ្រោះអ្នកខ្ញុំបានជាប់គុកនៅក្នុងពន្ធនាគារគាត់បានជួឃាតករឲ្យសម្លាប់ខ្ញុំបានបញ្ជូនមនុស្សទៅបាក់ជើងឪពុកខ្ញុំហើយថែមទាំងចិត្តណាឲ្យលុយខ្ញុំខ្ចីដើម្បីបំបាក់មុខប្អូនស្រីខ្ញុំទៀតផងអ្វីបានមកដល់ចំណុចនេះហើយខ្ញុំមិនរំពឹងថាអ្នកនឹងគិតពីរយៈពេល8ឆ្នាំដែលខ្ញុំបានការពារអ្នកទេចងចាំពីស្នេហាអតីតកាលរបស់យើងប៉ុន្តែយ៉ាងហោចណាស់អ្នកគួរតែមានសមត្ថភាពក្នុងការបែងចែកអ្វីដែលត្រឹមត្រូវមកពីគាត់ខុសវីលៀមគឺជាសត្វសាហាវដែលមានរូបរាងជាមនុស្សគាត់មិនសមនឹងឲ្យអ្នកប្រព្រឹត្តបែបនេះទេរឹងរូសប្រកាន់ខ្ជាប់នៅព្រឹត្តិការណ៍ពី3ឆ្នាំមុនគ្រាន់តែបង្ហាញថាអ្នកមានគំនិតតូចចង្អៀតប៉ុណ្ណាលោកក្រវ័យក្មេងវូនិងខ្ញុំពិតជាមានការយល់ច្រឡំមួយកាលពី3ឆ្នាំមុនប៉ុន្តែពេលវេលាតែងតែរំកិលទៅមុខជានិច្ចមើលមកខ្ញុំឥឡូវនេះបន្ទាប់មកមើលខ្លួនឯងឥឡូវនេះតើអ្នកមានសិទ្ធិអ្វីទៅបង្កាច់បង្ខូចឬចាប់ប្រកាន់នាងលីនគាត់ប្រហែលជាបានគំរាមកំហែងហើយជាមូលហេតុដែលអ្នកកំពុងប្រព្រឹត្តខ្ញុំនៅក្នុងបែបនេះ
ខ្ញុំបានរៀនជំនាញជាច្រើនដែលភ្ជាប់មកជាមួយខ្ញុំអាចការពារអ្នកបានខ្ញុំក៏អាចផ្ដល់ឲ្យអ្នកនូវជីវិតលើសពីអ្នកដទៃទាំងអស់លេងចោលម្ដាយរបស់ទីលីនអ្នកនេះទើបតែចេញពីគុកលេខាធិការនៃពន្ធនាគារកំណែតម្រង់ការងារម្នាក់ឈ្មោះជាលិនតើអ្នកណាជាអ្នកផ្ដល់ភាពក្លាហានដល់អ្នកដើម្បីធ្វើជាគ្រូកង្វល់ដល់កូនស្រីរបស់ខ្ញុំលីនសនខ្ញុំគិតថាអ្នកខ្លាយជាមនុស្សល្ងងដោយសារជាប់គុកអ្នកលែងមានការយល់ដឹងអំពីខ្លួនឯងទៀតហើយនាយកប្រតិបត្តិបច្ចុប្បន្នសម្រាប់អ្នកគឺនៅ Pinnacle អ្នកជាអត្ថភាពដែលមិនស័ក្តិសមនឹងការកោតសរសើរតើអ្នកនឹងប្រើអ្វីដើម្បីផ្ដល់សុភមង្គលដល់អ្នកភាពក្រអឺតក្រទុំរបស់អ្នកឬដោយមាត់របស់អ្នកជាក្មេងសាលាមិនសិក្សាលេងនៅផ្ទះតើនោះជាខ្សែទទួលយកដ៏ឈ្ងុយឆ្ងាញ់របស់អ្នកខ្ញុំគិតថាអ្នកបន្ទាប់ពីទម្រង់រដូវក្តៅខ្លាយជាមនុស្សចាស់ទុំហើយរៀនពីកំហុសរបស់អ្នកដើម្បីខិតខំទៅមុខខ្ញុំមិននឹកស្មានថាអ្នកនៅតែមានគំនិតតូចចង្អៀតមិនមានសុវត្ថិភាពនិងអាត្មានិយមបែបនេះទេសូមអភ័យទោសដល់លោក Young Master Wu លោកក្រឹវវ័យក្មេងដើម្បីជាប្រយោជន៍ដល់ខ្ញុំនៅតែអាចទុកជីវិតរបស់អ្នកធ្វើឲ្យខ្ញុំលុតជង្គង់តើគ្រូសាវូអាចទ្រាំទ្របានទេប្រសិនបើខ្ញុំលុតជង្គង់នៅថ្ងៃនេះគ្រូសាវូនឹងត្រូវបំផ្លាញចោលគ្រាន់តែដោយសារតែគាត់បានបង្កើតក្រុមហ៊ុននិងបានជួយក្រុមហ៊ុនរបស់អ្នកឲ្យក្លាយជាសាធារណៈអ្នកអាចអត់ទោសឲ្យគាត់ចំពោះការរំលោភអ្នកការពារគាត់នៅចំពោះមុខខ្ញុំហើយធ្វើឲ្យខ្ញុំលុតជង្គង់នៅចំពោះមុខគាត់កុំភ្លេចខ្ញុំជាគូដណ្ដឹងរបស់អ្នកឆ្មើងឆ្មៃក្នុងពន្លឺថ្ងៃអ្នកហ៊ានដាក់ដៃលើកូនស្រីខ្ញុំហើយមានចិត្តងាយអាក្រក់តើអ្នកជឿវាអត់ខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសហើយនឹងចាប់ខ្លួនអ្នកធ្វើឲ្យអ្នកចំណាយពេល10ឆ្នាំទៀតនៅក្នុងពន្ធនាគារខ្ញុំជាគូដណ្ដឹងរបស់នាងគូដណ្ដឹងនៅពេលនោះអំណោយនៃការភ្ជាប់ពីលុយដែលអ្នកបានឲ្យលីនរបស់យើងមិនមែនសំបីតែមួយចំណែកនៃលុយរបស់លោកក្រវ័យក្មេងវូទេតើអ្នកហ៊ានអះអាងថាជាគូដណ្ដឹងរបស់នាងដោយរបៀបណាចូលលះបង់ភាពក្រអឺតក្រទុំនិងភាពឆ្លើយរបស់អ្នកចេញឲ្យបានឆាប់ធ្វើជាមនុស្សល្ងងឬនៅទីនេះអ្នកមានក្លិននៃភាពក្រីក្រអ្នកកំពុងបំពុលបរិស្ថាននៃពិធីជប់លៀងរបស់យើងទាំងស្រុងក្រអឺតក្រទុំនិងឆ្លើយគ្មានភាពអៀនខ្មាសជនពៀលនេះសំនឹងស្លាប់បន្ទាប់ពីជាប់គុក3ឆ្នាំអ្នកមិនបានប្រសើរឡើងតតែសោះអនាគតរបស់អ្នកអាប់ហើយអ្នកនឹងក្លាយជាឆ្កែនៅបាតសង្គមជារៀងរហូតចិត្តចង្អៀតភ្នែកខ្លីអ្នកមិនអាចមើលឃើញថាស៊ីវឈៀនតែងតែរក្សាទុកសែកឲ្យគាត់នោះទេប្រសិនបើអកប្បកិរិយាមិនសមហេតុផលរបស់អ្នកនៅថ្ងៃនេះគឺសម្រាប់រឿងនេះយក3លាននេះជាចំនួនទឹកប្រាក់នោះជា100ដងនៃអំណោយក្បត់ដែលអ្នកបានផ្ដល់ឲ្យខ្ញុំនៅពេលនោះយកសែកនេះហើយបាត់ពីភ្នែកខ្ញុំជារៀងរហូតបន្ទាប់មកលុតជង្គង់សុំទោសលោក Young Master Wu ពង្វែងផ្លូវខ្ញុំមានសមត្ថភាពទៅដល់ឋានសួគ៌នៅក្នុងក្រសែភ្នែករបស់ខ្ញុំលុយគ្រាន់តែជាលេខមួយខ្សែប៉ុណ្ណោះខ្ញុំមិនខ្វល់ពីលុយនេះតតែសោះកាលពីពេលនោះអំណោយភ្ជាប់ពាក្យដែលខ្ញុំបានឲ្យគ្រួសារអ្នកមិនមែនគ្រាន់តែជាលុយកាក់ទេវាក៏រួមបញ្ចូលទាំងខ្សែដៃត្បូងជេររបស់ម្ដាយខ្ញុំបានចាក់ចេញដើម្បីអនាគតកូនប្រសារស្រីរបស់នាងម្ដាយខ្សែដៃនេះគាត់បានឲ្យវាមកយើងដោយស្ម័គ្រចិត្តនៅពេលនោះឥឡូវនេះវាជារបស់យើងទាំងអស់ហើយអ្នកគិតថាវាមិនសមរម្យវាសមនឹងខ្ញុំឥតខ្ចោះខ្ញុំនឹងមិនឲ្យវាទេម៉ាក់ហើយស៊ូមិនមែនគ្រាន់តែជាខ្សែដៃដែលខូចនោះទេហើយគាត់ជាអ្នកដែលបានផ្ដល់ឲ្យវាអាចមានតម្លៃប៉ុន្មានខ្ញុំមានមិត្តម្នាក់ដែលហាងរបស់គាត់ទើបតែទទួលបានខ្សែដៃមួយបាច់ជាមួយនឹងតម្លាភាពដ៏ល្អឥតខ្ចោះខ្ញុំនឹងទិញមួយគូឲ្យអ្នកកុំឲ្យសម្រាមនេះធ្វើឲ្យលីនមានអារម្មណ៍ឆ្កងអីពិតជាស័ក្តិសមធ្វើជាកូនប្រសាររបស់ខ្ញុំលោកក្រវ័យក្មេងវូជាមួយនឹងពាក្យសម្ដីរបស់អ្នកមីងខ្ញុំនឹងប្រគល់ខ្សែដៃដែលខូចនេះទៅគាត់វិញមើលចុះខ្ញុំទើបតែប្រគល់វាទៅដៃអ្នកវិញប៉ុន្តែអ្នកមិនចាប់វាទេកុំបន្ទោសខ្ញុំអីទោះយ៉ាងណាក៏ដោយខ្ញុំព្រមានអ្នកថ្ងៃនេះអ្នកមិនហ៊ានជំរិតទារប្រាក់ពីខ្ញុំជាមួយកូនប្រសាររបស់ខ្ញុំទេលោកក្រវ័យក្មេងវូនៅទីនេះការកំទេចអ្នកគឺងាយស្រួលជាងការកំទេចស្រមោចនេះត្រូវបានទុកដោយម្ដាយរបស់ខ្ញុំអនុស្សាវរីយ៍តែមួយគត់របស់នាងអ្នកពិតជាបានបំផ្លាញវាហើយមើលទឹកមុខស្ងប់របស់អ្នកតើអ្នកចង់ញ៉ាំអ្វីខ្ញុំឬអ្វីមួយខ្ញុំកំពុងព្រមានអ្នកពិធីជប់លៀងនេះថ្ងៃនេះត្រូវបានរៀបចំជាពិសេសដោយ Young Master Wu សម្រាប់ពិធីមង្គលការរបស់យើងបើអ្នកហ៊ានប៉ះសក់មួយសរសៃមកលើខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកស្លាប់ដោយគ្មានកន្លែងបញ្ចុះសពខ្ញុំចង់ឃើញតែស្លាប់ដោយគ្មានកន្លែងបញ្ចុះសពនៅថ្ងៃនេះគ្រប់គ្រាន់ហើយលីនសួនថ្ងៃនេះអ្នកចូលមករំខានពិធីជប់លៀងអាជីវកម្មរបស់ខ្ញុំជាមុនសិនបន្ទាប់មកនិយាយដោយមិនគោរពចំពោះយុវជនវូខ្ញុំអាចមើលរំលងរឿងទាំងអស់នោះហើយថែមទាំងអាចអង្វរជំនួសអ្នកបានទៀតផងប៉ុន្តែឥឡូវនេះអ្នកពិតជាចង់ដាក់ដៃលើម្ដាយរបស់ខ្ញុំនៅក្នុងភ្នែករបស់អ្នកតើអ្នកមិនមានគុណធម៌ជាមូលដ្ឋានបំផុតនៃការគោរពអ្នកចាស់ទុំទេខ្ញុំប្រហែលជាខ្វាក់ភ្នែកនៅពេលនោះទើបមិនធ្លាប់គិតខ្ពស់ពីអ្នកប្រាក់ 3000 យួនទាំងនេះជាលុយដែលខ្ញុំត្រូវចំណាយសម្រាប់ខ្សែដៃដែលខូចរបស់អ្នកខ្ញុំបានទិញខ្សែដៃដែលខូចនេះម៉ាក់ខ្ញុំអាចវាតាមដែលគាត់ចង់បានឥឡូវសូមទោសម្ដាយខ្ញុំភ្លាម3000 យួនអ្នកពិតជាមានចិត្តទូលីមែន
ខ្សែដៃនេះទោះបីជាវាមិនមែនជាកញ្ចក់ដូចត្បូងយេតឬពណ៌បៃតងអធិរាជក៏ដោយប៉ុន្តែខ្សែដៃនេះត្រូវបានបន្តអស់រយៈពេល9ជំនាន់មកហើយនៅក្នុងគ្រួសារលីនរបស់យើងវាស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះវាមានតម្លៃជាង30លានជាងនេះទៅទៀតខ្សែដៃនេះគឺជាវត្ថុអនុស្សាវរីយ៍តែមួយគត់ដែលម្ដាយខ្ញុំបានបន្សល់ទុកតម្លៃរបស់វាមិនអាចវាស់វែងដោយលុយបានទេកន្ទុយកញ្ជ្រោងរបស់អ្នកកំពុងមិនមែនជា30លានពិតប្រាកដទេវាច្បាស់ណាស់ថាអ្នកទើបតែឃើញថាស៊ីវឈៀនកំពុងធ្វើបានល្អហើយអ្នកចង់ជំរិតទាវប្រាក់ពីនាងលីនឈ្នះពិតជាគួរឲ្យស្អប់ខ្ពើមណាស់វាជារឿងមួយដែលត្រូវធំក្លិននៃភាពក្រីក្រប៉ុន្តែមនសិការរបស់អ្នករលួយទាំងស្រុងលេខាធិការលីកុំនិយាយបែបនោះអីចុះបើអ្វីដែលគាត់និយាយជាការពិតតើវាមិនយុត្តិធម៌ទេក្នុងការសម្លាប់អ្នកនៅលើ Young Master Wuhem កុំប្រញាប់វិនិច្ឆ័យពេកថ្ងៃនេះ Eider Chu អ្នកវិតម្លៃដ៏អស្ចារ្យនៃ Wubel Pavilion ក៏នៅទីនេះដែរឲ្យ Eider Chu វិតម្លៃវានៅទីនេះវិញ Eider Chu ខ្ញុំរំខានអ្នកបរិសុទ្ធចំណាស់ម្នាក់នេះបានស្រឡាញ់និងបង្រៀនខ្ញុំពេញមួយជីវិតរបស់ខ្ញុំអ្នកសរសើរជាន់ខ្ពស់នៃ Wubel Pavilion លើសពីនេះទៅទៀតថ្ងៃនេះដើម្បីអាចជួយលោកក្រឹវវ័យក្មេងវូជាមួយនឹងជំនួយតិចតួចតើជាកិត្តិយសដ៏អស្ចារ្យបំផុតរបស់បរិសុទ្ធចំណាស់ម្នាក់នេះទេនេះមិនមែនជាពណ៌បៃតងអធិរាជទេហើយវាក៏មិនមែនជាយេតកញ្ចក់ដែរប៉ុន្តែគុណភាពនៃត្បូងនេះមានភាពទន់ភ្លន់និងរលោងវាដូចជាស្បែកដែលប៉ះកណ្ដាលភាពកក់ក្ដៅត្រជាក់របស់វាបញ្ចេញក្លិនក្រអូបនេះជាត្បូងយេតក្រអូបថ្នាក់ខ្ពស់មកពីព្រះបរមរាជវាំងបុរាណវាមានតម្លៃមិនអាចកាត់ថ្លៃបានតម្លៃរបស់វាមិនអាចវាស់វែងបានសួនសត្វចាស់ខ្ញុំសូមអភ័យទោសដល់អ្នកទាំងអស់គ្នាខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាបរិសុទ្ធចំណាស់ម្នាក់នេះស្ទើរតែវិនិច្ឆ័យខុសយេតនេះគ្រាន់តែជាអូយគ្រាន់តែធ្វើត្រាប់តាមវាគ្រាន់តែថារូបរាងខាងក្រៅរបស់វាត្រូវបានធ្វើត្រាប់តាមយ៉ាងល្អប៉ុណ្ណោះប៉ុន្តែសិប្បកម្មផ្ទៃក្នុងរបស់វាគឺឆៅនឹងអន់គ្មានតម្លៃមួយកាក់មួយសេនគ្មានតម្លៃមួយកាក់មួយសេនវាហាក់ដូចជា3000យន្តគឺច្រើនពេកសម្រាប់អ្នកក្នុងការផ្ដល់ឲ្យលុយ3000យន្តដើម្បីបណ្ដេញចោលបែបនេះចេញគឺពិតជាមិនសមនឹងវាទេសម្រាប់អត់ប្រយោជន៍ដោយពិចារណាថាអ្នកបានមើលថៃលីនជំនួសខ្ញុំហើយដើម្បីរក្សាទុកលើកដំបូងដ៏មានតម្លៃបំផុតរបស់នាងសម្រាប់ខ្ញុំតែទៅដល់ចំណុចដែលត្រូវត្រដុសប្រឆាំងប៉ុណ្ណោះអ្នកនៅខាងក្រៅខ្ញុំនឹងទុកជីវិតឆ្កែរបស់អ្នកនៅថ្ងៃនេះឥឡូវលុតជង្គង់ចុះហើយសុំទោសខ្ញុំលីនមីងស៊ូដល់អ្នកនឹងភ្ញៀវទាំងអស់ដែលមានវត្តមានចំពោះអាកប្បកិរិយាមិនខ្មាស់អៀនរបស់ឥឡូវនេះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកវាចេញលីនឈួនវាជាសំណាងអាក្រក់របស់អ្នកហើយដែលលោកក្រឹវវ័យក្មេងវូអនុញ្ញាតឲ្យអ្នកចាក់ចេញបន្ទាបបន្ថោកខ្លួនឯងចុះបន្ទាបបន្ថោកការគោរពខ្លួនឯងដ៏កំសត់និងមិនមានសុវត្ថិភាពរបស់អ្នកលុតជង្គង់ចុះហើយសុំទោសបន្ទាប់មកយកលុយដែលខ្ញុំឲ្យអ្នកហើយវាចេញពីទីនេះប្រហែលជាអ្នកមានអារម្មណ៍អាម៉ាស់បន្តិចនៅទីនេះប៉ុន្តែជាមួយនឹងលុយដែលខ្ញុំឲ្យអ្នកនៅក្នុងក្រសែភ្នែកមនុស្សសាមញ្ញអ្នកនឹងនៅតែជាមនុស្សពូកែម្នាក់ដែលលើសគេការសន្ទនារបស់សៀវអ្នកពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំណាស់ខ្ញុំតែងតែគិតថាគាត់បង្ខំអ្នកហើយអ្នកត្រូវបានបង្ខំឲ្យចុះចូលនឹងគាត់ខ្ញុំថែមទាំងចង់យកអ្នកទៅឆ្ងាយដោយសមត្ថភាពរបស់ខ្ញុំទៀតផងខ្ញុំអាចផ្ដល់ឲ្យអ្នកនៅឋានៈសេរីរុងរឿងនិងទ្រព្យសម្បត្តិដែលមិនអាចប្រៀបផ្ទឹមបានឥឡូវនេះវាហាក់ដូចជាខ្ញុំជារឿងកំ pl ែងចំពោះអ្នកវិញអ្នកបានបាត់បង់ឱកាសដើម្បីឡើងដល់ភាពលេចធ្លោមួយជំហានហើយនិយាយពីការធ្វើឲ្យខ្ញុំលុតជង្គង់ខ្ញុំហ៊ានសួរអ្នកដែលមានវត្តមានទាំងអស់ដែលមានសិទ្ធិធ្វើដូច្នេះចំពោះអ្នកវិញវីលៀមខ្ញុំនឹងធ្វើឲ្យអ្នកសងបំណុលឈាមរបស់អ្នកការពីចៅហ្វាយវ័យក្មេងនឹងឆ្មើងឆ្មៃនឹងឆ្លើយសម្លឹងមើលមនុស្សគ្រប់គ្នាគាត់ហ៊ានប្រឈមមុខនឹងមនុស្សគ្រប់គ្នាដែលមានវត្តមាននៅថ្ងៃនេះដោយខ្លួនឯងគ្រូសានិងអិសរាជនល្បីទាំងអស់របស់ John Pay ចុងហើយរបស់ខ្ញុំមិនដែលឃើញមនុស្សឆ្មើងឆ្មៃបែបនេះយូរមកហើយអ្នកណាផ្ដល់ភាពក្លាហានដល់អ្នកពូជាងណានដូច្នេះវាគឺជាគ្រូសាអ៊ូមួយក្នុងចំណោមព្រះដ៏មានព្រះភិក្ខដ៏អស្ចារ្យលោកគ្រូធំជាងណានបានមកដល់ហើយលោកគ្រូធំជាអានមានភាពល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឲ្យរាងកាយរឹងមាំរបស់គាត់បានឈានដល់កម្រិតជំនាញយូរមកហើយមិនក្រអឺតក្រទុំខ្លាំងពេកលោកគ្រូធំយាននឹងមិនហ៊ានចេញមុខមកដោះស្រាយជាមួយនរណាម្នាក់នោះទេអ្នកចង់ការពារគាត់អ្នកយកខុសហើយថ្ងៃនេះខ្ញុំមិននៅទីនេះដើម្បីការពារម្ចាស់វ័យក្មេងរបស់ខ្ញុំទេខ្ញុំនៅទីនេះក្នុងនាមម្ចាស់វ័យក្មេងរបស់ខ្ញុំដើម្បីវាយឆ្កែនោះចៅហ្វាយវ័យក្មេងដែលមានចរិតថ្នាក់ទាបបែបនេះបានប្រកួតប្រជែងអ្នកម្ដងហើយម្ដងទៀតសូមអនុញ្ញាតឲ្យខ្ញុំធ្វើឲ្យគាត់ពិការពូជាងណានថ្ងៃនេះជាពិធីជប់លៀងអាជីវកម្មរបស់លីនការឃើញឈាមគឺជាសំណាងល្អខ្ញុំសូមឲ្យអ្នកយកចិត្តទុកដាក់ចំពោះដែនកំណត់របស់អ្នកទុកជីវិតឆ្កែរបស់គាត់លីនជាមួយខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកហើយវាគឺជាអ្នកដែលមិនបានផ្ដល់តម្លៃដល់វាអ្នកកំពុងប្រាថ្នាចង់ស្លាប់
នឹកប្រជាជនយើងទាំងអស់គ្នាបានមកដល់យ៉ាងលឿនមកជាមួយខ្ញុំដើម្បីជួយសង្គ្រោះលោកលីនយើងពិតជាមិនអាចអនុញ្ញាតឲ្យគ្រួសារអ៊ូធ្វើបាបគាត់បានទេនៅចំពោះមុខលោក Grandmaster Jinan គាត់នៅតែហ៊ានធ្វើជាមនុស្សក្រអឺតក្រទមបែបនេះប្រហែលជាមិនដឹងពីរបៀបសរសេរតួអង្គសម្រាប់សេចក្តីស្លាប់ទេភ្ញាក់ផ្អើលទេលោកគ្រូធំ Jinan មិនមែនជាមនុស្សបែបសម្រាប់កម្រិតទាបប្រភេទនេះអាចប៉ះពាល់ជាមួយសពថ្ងៃនេះខ្ញុំនឹងបំបែកឆ្អឹងគ្រប់អ៊ីងនៅក្នុងខ្លួនរបស់អ្នកដើម្បីអនុញ្ញាតឲ្យអ្នកជាកូនដែលល្ងងខ្លៅទេអំណាចរបស់ចៅហ្វាយនេះមិនអាចត្រឡប់វិញបានទេអ្នកណាដែលហ៊ានប៉ះលោកលីនគឺជាសត្រូវរបស់គ្រួសារជីនរបស់ខ្ញុំអ្នកស្រីអូចៅហ្វាយស្រុកវូជីននៃគ្រួសារវូក៏នៅទីនេះដែរប្រជាជនរបស់យើងអាចលោកម្ចាស់យើងនឹងដោះស្រាយជាមួយសមាជិកគ្រួសារវូអ្នកគួរតែចាក់ចេញមុនគេមិនចាំបាច់ទេខ្ញុំដឹងថាអ្នកមានជំនាញក្បាច់គុណប៉ុន្តែវូជានឹងខុសពីវូរ៉ែនគាត់គឺជាចៅហ្វាយនេះពិតប្រាកដចៅហ្វាយនេះគឺជាអត្តភាពលើសពីមនុស្សធម្មតាមនុស្សដែលខ្ញុំបាននាំមកប្រហែលជាមិនអាចទ្រាំទ្រនឹងពួកគេបានយូរទេអ្នកគួរតែចាក់ចេញមុនគេគីមរ៉ាន់ខ្ញុំមិនបានស្វែងរកអ្នកយ៉ាងសកម្មទេប៉ុន្តែអ្នកបានមកមាត់ទ្វារផ្ទះខ្ញុំយ៉ាងសកម្មលើសពីនេះទៅទៀតតើខួរក្បាលរបស់អ្នកត្រូវបានគៀបសង្កត់ដោយទ្វារមួយដែលនៅពីមុខពូយៀនមែនទេចង់ការពារសម្រាមមួយដុំពីបាតសង្គមម្ចាស់វ័យក្មេងម្នាក់នេះពិតជាមានចិត្តមេត្តាថាខ្ញុំធ្លាប់ដេញតាមអ្នកលុតជង្គង់ចុះហើយសុំទោសខ្ញុំឥឡូវនេះហើយប្រគល់ភាគហ៊ុនគ្រួសារសាច់ញាតិរបស់អ្នកដោយគោរពប្រតិបត្តិពិចារណាទុកជីវិតរបស់អ្នកបើមិនដូច្នោះទេវាសនារបស់អ្នកនៅថ្ងៃនេះនឹងកាន់តែអាក្រក់ជាងការវាយប្រហារជីវិតទាបនេះទៅទៀតការពារលោកលីនកុំធ្វើបាបនារីវ័យក្មេងរបស់យើងលោកលីនអ្នកដែលវាយប្រហារស្ត្រីខ្ញុំឃើញថាអ្នកជាជីដូនគ្មានអ្វីពិសេសទេអ្នកស្រីជីនសុខសប្បាយជីទេលោកម្ចាស់អ្នកបានសង្គ្រោះខ្ញុំម្ដងទៀតក្មេងនេះតើប្រវត្តិរបស់គាត់ជាអ្វីកម្លាំងរបស់គាត់ពិតជាខ្លាំងមែនពូជាងណានសុខសប្បាយជីទេខ្ញុំមិនអីទេគ្រាន់តែខ្ញុំធ្វេសប្រហែសមួយផ្លែតនោះហើយជាមូលហេតុដែលខ្ញុំបានផ្ដល់ឲ្យគាត់នៅការបានបញ្ចេញធម្មពលរបស់ខ្ញុំ30ហើយកំទេចគាត់រហូតដល់ស្លាប់អ្នកទោសដែលទើបត្រូវបានដោះលែងឲ្យស្លាប់ដោយដៃរបស់ពូជាណានគឺជាសំណាងដ៏អស្ចារ្យរបស់គាត់លើពី8អាយុកាលលោកគ្រូធំជាណានធ្វើសកម្មភាពយ៉ាងលឿនប្រសិនបើសម្រាមនេះងាប់បន្ទាប់មកស្លាកស្នាមតែមួយគត់នៅលើកំណត់ត្រារបស់កូនស្រីខ្ញុំនឹងរត់ទៅវិញប្រសិនបើអ្នកបានដឹងថារឿងនេះនឹងកើតឡើងមិនធ្វើសកម្មភាពបានលុតនៅពេលនោះចុះដោយស្ដាប់បង្គាប់ពីមុនហើយរកការសុំទោសឥឡូវហើយអ្វីបានជាអ្នកបាត់បង់ជីវិតនៅទីនេះសួស្ដីគីមូរ៉ានខ្ញុំនឹងផ្ដល់ឱកាសចុងក្រោយដល់អ្នកលុតជង្គង់ចុះនៅចំពោះមុខខ្ញុំដោយគោរពប្រតិបត្តិហើយចុះចូលនឹងទុកជីវិតរបស់អ្នកបានអ្នកកំពុងស្រមៃនៅថ្ងៃនេះខ្ញុំនឹងការពារលោកលីនដោយជីវិតរបស់ខ្ញុំបើអ្នកហ៊ានធ្វើបាបខ្ញុំគ្រួសារជីនរបស់យើងនឹងមិនលើកលែងអ្នកឡើយខ្ញុំធ្លាប់គិតថាអ្នកឆ្លាតណាស់ប៉ុន្តែឥឡូវនេះអ្នកពិតជាល្ងងមែនមាននរណាម្នាក់នៅក្នុងគ្រួសារញាតិសន្តានចង់ឲ្យអ្នកដឹងរឿងនេះច្រើនជាងខ្ញុំឥឡូវនេះមានភាពរុងរវើកជាមួយនារីវ័យក្មេងច្បងនៃគ្រួសារសាច់ញាតិដែលចូលរួមគ្រួសារញាតិសន្តានមានភាពល្បីល្បាញដូចយកតំណែងចុងក្រោយដែលនៅសល់ក្នុងចំណោមគ្រួសារធំទាំង4នៃទីក្រុងឆុងហេយ៉ាងណាក៏ដោយគ្រួសារអ៊ូហាក់ដូចជាមានគុណសម្បត្តិជាងគ្រួសារខិនថុកខិនដ៏សក្ការៈផ្នែកវិទ្យាសាស្ត្រតើគាត់អាចជាអ្នកសក្ការៈផ្នែកវិទ្យាសាស្ត្រថ្មីបានទេរឿងនេះមានសារៈសំខាន់ខ្លាំងណាស់ខ្ញុំត្រូវតែរាយការណ៍ទៅ Eider Wang ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលោក John Eider Wang CT ចៅហ្វាយនេះចូលអនាគតគ្រួសារវូរបស់ខ្ញុំថាតើយើងអាចចូលរួមជាមួយគ្រួសារធំទាំង4បានដែរឬទេទាំងអស់គឺអាស្រ័យលើអ្នកទាំង3សេចក្តីសប្បុរសនិងគុណធម៌ដ៏អស្ចារ្យរបស់អ្នករបស់ខ្ញុំប្រកាសជានឹងឆ្លាក់នៅក្នុងចិត្តរបស់យើងលោកបុកបរោះអ៊ូយើងមិននៅទីនេះថ្ងៃនេះទេដោយសារតែកិច្ចការគ្រួសារអ៊ូអ្នកបានធ្វើជាមនុស្សអួតអាងបន្តិចហើយបាទអ៊ីវូមានភាពក្រអឺតក្រទមបញ្ហាថ្ងៃនេះច្បាស់ជានិយាយអំពីការលេចចេញនៅចំណាត់វិទ្យាសាស្ត្រជាអាទិភាពចម្បងមិននិយាយពីបញ្ហាថ្ងៃនេះទេចាប់ពីពេលនេះទៅសង្ហៃទាំងមូលនឹងត្រូវបានដឹកនាំដោយអ្នកវិទ្យាសាស្ត្រថ្មីដ៏ខ្ពង់ខ្ពស់ព្រះសង្ឃថ្មីដែលគួរឲ្យគោរពអាចលេចចេញនៅក្នុងទីក្រុងឆុងហេរបស់យើងគឺជាទ្រព្យសម្បត្តិរបស់ត្រកូលរាប់មិនអស់របស់ឆុងហេនិងទ្រព្យសម្បត្តិរបស់មនុស្សសាមញ្ញរាប់លាននាក់គ្រួសារយោរបស់ខ្ញុំមានឆន្ទៈក្នុងការដាក់ស្នើហើយចូលរួមជាមួយពូជពង្សវិទ្យាសាស្ត្រដ៏គួរឲ្យគោរពថ្មីការលេចចេញនៅព្រះតិចគុណផ្នែកវិទ្យាសាស្ត្រថ្មីនឹងនាំមកនៅឆុងហេរបស់យើងយ៉ាងហោចណាស់30ឆ្នាំនៃសំណាងដ៏អស្ចារ្យដូច្នេះក្នុងនាមជាចៅហ្វាយក្រុមតំណាងឲ្យបំណងប្រាថ្នារបស់គ្រួសារត្រកូលឆុងហេដែលរៀបការហើយខ្ញុំសុខចិត្តចូលរួមជាមួយលោកប្រធានយោហើយនឹងពូជពង្សរបស់វិជ្ជបណ្ឌិតខ្ញុំក៏សង្ឃឹមថា Eider Wang អ្នកនឹងជួយយើងឲ្យសម្រេចបាននៅរឿងនេះគ្រួសារវូរបស់ខ្ញុំក៏មានឆន្ទៈក្នុងការចុះចូលនឹងព្រះករុណាជាម្ចាស់វិទ្យាសាស្ត្ររបស់ព្រះសង្ឃថ្មី Eider Wang អ្នកនៅតែបដិសេធមិនបញ្ជាក់ពីជំហររបស់អ្នកតើអ្នកចង់មានន័យយ៉ាងណាពិតប្រាកដដោយរឿងនេះតើវាមកពីភាពស្មោះត្រង់របស់យើងមិនគ្រប់គ្រាន់ទេដើម្បីអាចចូលរួមជាមួយពូជពង្សដ៏គួរឲ្យគោរពខាងវិទ្យាសាស្ត្រគឺជាផែនការដ៏អស្ចារ្យរបស់គ្រួសារយ៉ាវសម្រាប់100ឆ្នាំខាងមុខថ្ងៃនេះយើងត្រូវតែធ្វើឲ្យ Eider Wang យល់ព្រមខ្ញុំដឹងរួចហើយអំពីភាពស្មោះត្រង់របស់អ្នកទាំង3ទោះជាយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែជាអ្នកចាស់ទុំនៃព្រះបន្លាឆ្នាំនៅចំពោះមុខអ្នកគោរពបូជាសេចក្តីរបស់ខ្ញុំមានទម្ងន់តិចតួចខ្ញុំមិនហ៊ានសន្យាជាមួយអ្នកទាំងអស់គ្នាដោយប្រញាប់ប្រញាល់ខ្ញុំមានសំណាងគ្រប់គ្រាន់ដើម្បីជួបជាមួយគ្រូពេទ្យដ៏ស័ក្តិសមអ្នកទាំង3បរិះចំណាស់ម្នាក់នេះសុខចិត្តបង្ហាញ Eider Wang ពិតជាមានចិត្តអាណិតអាសូរណាស់សេចក្តីសប្បុរសនិងគុណធម៌ដ៏អស្ចារ្យបែបនេះយើងនឹងមិនភ្លេចឡើយតើសញ្ញាសម្គាល់ងាររងគ្រោះផ្នែកវិទ្យាសាស្ត្រអ្វីតើវលយ៉ាងនៃគ្រួសារវូនៅឯណាពូជាណានទុកក្មេងរកពីម្នាក់នេះចោលមួយដង្ហើមខ្ញុំចង់ធ្វើទារុណកម្មគាត់យឺតធ្វើឲ្យគាត់ចង់ឲ្យគាត់ស្លាប់ចំពោះកញ្ញាគីមនាងក៏គួរតែបង់ថ្លៃសមរម្យដែរវូលៀងកុំទៅឆ្ងាយពេកបើអ្នកធ្វើបែបនេះគ្រួសារយើងពិតជាមិនទុកអ្នកចោលឡើយប្រអែតអ្នកកំពុងសុំឲ្យស្លាប់ខ្សែភាពយន្តនេះស្ងាត់ឈឹងហើយត្រូវបាននិទានដោយអូព្រះជាម្ចាស់ឲ្យតើខ្ញុំទើបតែឃើញចៅហ្វាយស្រុកជៀនត្រូវបានបណ្ដេញចេញដោយកណ្ដាប់ដៃរបស់ក្មេងរកពីម្នាក់នេះហើយថែមទាំងស្ដោះឈាមក្មេងទៀតផង
ប៉ុន្តែមានកម្លាំងខ្លាំងជាងចៅហ្វាយនាយវាពិតជាមិនគួរឲ្យជឿតតែសោះពូជីអានណានសុខសប្បាយជីទេលីងឈួនអ្នកពិតជាមានចិត្តអំនួតមែនអ្នកវាប្រហារនឹងធ្វើឲ្យមនុស្សរងរបួសក្នុងករណីមានការមិនចុះសម្រុងគ្នារយៈពេល3ឆ្នាំឥឡូវនេះយ៉ាងរហ័សនេះសុំទោសលោក Grandmaster Jenon ហើយអនុញ្ញាតឲ្យគាត់ទុកជីវិតរបស់មិនដូច្នោះទេគាត់ទើបតែនិយាយថាគាត់នឹងបំបែកឆ្អឹងទាំងអស់នៅក្នុងខ្លួនខ្ញុំទុកឲ្យខ្ញុំដកដង្ហើមមួយដង្ហើមហើយធ្វើទារុណកម្មហើយដើម្បីបានជាអ្នកមិននិយាយនៅពេលចង់ឲ្យខ្ញុំសុំទោសគាត់អ្នកចាញ់ដែលមិនអាចទ្រាំទ្រនឹងចលនាទាំង3របស់ខ្ញុំបានតើគាត់ស័ក្តិសមទេខ្ញុំកំពុងជួយសង្គ្រោះអ្នកខ្ញុំទទួលស្គាល់ថាអ្នកមានសមត្ថភាពខ្លះប៉ុន្តែតើវាមានប្រយោជន៍អ្វីមានចៅហ្វាយនាយរាប់មិនអស់នៅក្នុងលោកនេះតើពួកគេទាំងអស់គ្នាមិនបានខ្លាយជាឧបករណ៍របស់គ្រូសាដែលបានធ្វើឲ្យ Grandmaster Jenon រងរបួសដែលមានន័យថាអ្នកបានធ្វើឲ្យគ្រូសាអ៊ូទាំងមូលអរំប្រសិនបើគ្រូសាអ៊ូចង់ឲ្យអ្នកស្លាប់ទោះបីជាអ្នកមានអំណាចមិនធម្មតាក៏ដោយតែសមត្ថភាពដ៏អស្ចារ្យរបស់អ្នកល្អប៉ុណ្ណាទោះបីជាអ្នកមិនគិតពីខ្លួនឯងក៏ដោយអ្នកនៅតែមានឪពុកនិងប្អូនស្រីរបស់អ្នក3ឆ្នាំនៃការដាំដុះនាគព្រឹកមួយសត្វហ្វីនិចយំខ្ញុំថ្ងៃនេះលែងដូច3ឆ្នាំមុនទៀតហើយអ្នកណាហ៊ានធ្វើបាបគ្រូសាខ្ញុំនឹងបំផ្លាញត្រកូលរបស់ពួកគេទាំងមូលគ្រូសាវូនៅក្នុងក្រសែភ្នែករបស់ខ្ញុំគឺគ្មានអ្វីក្រៅពីស្រមោចទេមិនស្គាល់ល្អពីអាក្រក់មិនអាចបែងចែករវាងខុសនិងត្រូវបានទេហើយពោពេញដោយភាពមិនសមហេតុផលដែលគួរឲ្យមិនត្រឹមតែអ្នកធ្វើឲ្យខ្ញុំខកចិត្តទេអ្នកក៏ស្អប់ខ្ញុំដែរគ្រូសាពណ៌ខៀវគឺដូចជាស្រមោចនៅក្នុងភ្នែករបស់អ្នកសូម្បីតែគ្រូសាអភិជនកម្ពុជានៅចាងហៃគ្រូសាដ៏អស្ចារ្យទាំង3មិនហ៊ាននិយាយបែបនោះទេអ្នកបានជាប់គុក3ឆ្នាំហើយឥឡូវនេះអ្នកបានរួចផុតពីទោសហើយអ្នកបានលើសគ្រូសាដ៏អស្ចារ្យទាំង3នោះហើយអ្នកដែលបានជាប់ពន្ធនាគាររយៈពេល3ឆ្នាំលើសពូជសាសដ៏អស្ចារ្យទាំង3នោះគឺមិនអាចទៅរួចទេខ្ញុំគិតថាគាត់ខឹងដោយសារត្រូវបានទៅហើយប្រសិនបើយើងអនុញ្ញាតឲ្យគាត់បន្តទាំងអង្គថាជាគ្រូពេទ្យដែលទើបនឹងលេចចេញជាទីគោរពទៀតផងគ្រូពេទ្យដ៏គួរឲ្យគោរពលេចចេញពីលើទីក្រុងសៀងហៃនេះក្រហមហើយសត្វហ្វូនីជ្រៀងតើបុគ្គលដ៏គួរឲ្យគោរពផ្នែកវិទ្យាសាស្ត្រនោះជាមនុស្សអស្ចារ្យប្រភេទណាព្រះបន្លាថ្នាំដ៏ទេវភាពនៃហ៊ូហៀហើយជាង90នៃទ្រព្យសកម្មអស្ចារ្យរបស់ប្រទេសត្រូវបានគ្រប់គ្រងដោយគាត់តែទ្រព្យសម្បត្តិអាចប្រកួតប្រជែងជាមួយពាក់កណ្ដាលប្រទេសបានលើសពីនេះទៅទៀតអិសរាជនដែលមានអំណាចនិងមានឥទ្ធិពលទទួលបានការពេញចិត្តពីគាត់មែនគ្មានអ្វីប្រៀបផ្ទឹមបាននៅក្រោមឋានសួគ៌របស់គាត់តើគាត់ស័ក្តិសមទេអត្តសញ្ញាណរបស់ខ្ញុំជាគ្រូពេទ្យដ៏គួរឲ្យអំណាចដ៏អស្ចារ្យបែបនេះមែនម្យ៉ាងទៀតសូម្បីតែចៅហ្វាយក្រុងឆាងហៃក៏ដោយនិងប្រមុខនៃគ្រួសារធំទាំង4ពេលពួកគេជួបគ្រូពេទ្យដ៏មានកិត្តិយសតែអន់ក្បាលចុះនៅក្រោមមេឃលើកលែងតែព្រះម្ចាស់ប្រជាជាតិហ៊ូស៊ីដែលមានឋានៈខ្ពស់ជាងអ្នកគោរពខាងវិទ្យាសាស្ត្រកន្លះអ្នកណាដែលជួបនឹងអ្នកគោរពបូជាតែអនុវត្តការគោរពដ៏ខ្ពង់ខ្ពស់ដើម្បីអាចអនុវត្តទម្រង់នៃការគោរពដ៏ខ្ពស់និងការគោរពបូជាចំពោះព្រះតេជគុណគឺជាកិត្តិយសមួយជីវិតគួរឲ្យអស់សំណើចណាស់អ្នកជាសម្រាមដែលរស់នៅបាត់បំផុតនៃសង្គមមិនស្គាល់អត្តសញ្ញាណរបស់ព្រះសង្ឃទេខ្ញុំខ្លាចនៅថ្ងៃអនាគតទោះបីជាអ្នកមានឱកាសជួបជាមួយគ្រូពេទ្យដ៏ស័ក្តិសមក៏ដោយនឹងខកខានឱកាសដ៏ធំមួយសម្រាមប្រភេទនេះមិនត្រូវបង្ហាញខ្លួននៅចំពោះមុខឯកឧត្តមជាដាច់ខាតគ្រូពេទ្យដ៏គួរឲ្យគោរពអ្នកធ្វើឲ្យគ្រប់ព្រះអង្គនិងបំផ្លាញអារម្មណ៍របស់ព្រះអង្គផ្នែកវិទ្យាសាស្ត្រខ្ញុំជាគ្រូពេទ្យដែលអ្នកគោរពនិយាយអ្នកពិតជាបានធ្វើឲ្យភ្នែកខ្ញុំខ្វាក់មែនហើយបំផ្លាញអារម្មណ៍របស់ខ្ញុំដោយក្រអឺតក្រទមឈ្មោះរបស់អ្នកមានគុណផ្នែកវិទ្យាសាស្ត្រគឺជាសេរីរុងរឿងរបស់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលអ្នកហ៊ានធ្វើត្រាប់តាមអ្នករបស់អ្នកទីការធ្វើពុតជាគ្រូពេទ្យដ៏ស័ក្តិសមគឺស្មើនឹងការប្រមាថការសម្លាប់អ្នកមិនគ្រប់គ្រាន់ដើម្បីបំបត្តិកំហឹងរបស់សាធារណជនខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយមនុស្សឈួតនេះបើមិនដូច្នោះទេក្រុមគ្រួសាររបស់យើងនឹងត្រូវជាប់ពាក់ព័ន្ធនឹងរោងទុក្ខវេទនាដើមឡើយខ្ញុំចង់ទុកជីវិតរបស់អ្នកប៉ុន្តែអ្នកបានធ្វើពុតជាគ្រូពេទ្យដ៏ប្រព្រឹត្តការហាមឃាត់ដ៏ធំមួយរបស់ពិភពលោកសូម្បីតែមនុស្សហំតាក់ក៏មិនអាចជួយសង្គ្រោះអ្នកបានដែរលោកឈ្មោះរបស់ព្រះដ៏មានតម្លៃផ្នែកវិទ្យាសាស្ត្រគឺជាពាក្យហាមឃាត់សម្រាប់យើងទាំងអស់គ្នាអ្នកពិតជាមិនត្រូវជំទាស់នឹងវាម្ដងទៀតទេបើមិនដូច្នោះទេទោះបីជាខ្ញុំប្រថុយជីវិតនិងដាក់បន្ទុកលើយើងទាំងអស់គ្នាសមាជិកគ្រួសារយើងនៅតែមិនអាចជួយសង្គ្រោះអ្នកបានកញ្ញាជីនធីនីចិត្តខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងធ្វើអ្នកបន្តនិយាយថាអ្នកចង់សង្គ្រោះខ្ញុំតែតាមពិតអ្នកគ្រាន់តែចង់ការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងក្រសែភ្នែករបស់អ្នកប្រហែលជាវាប្រសើរជាងប្រសិនបើខ្ញុំស្លាប់នៅក្នុងគុកទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែចង់សួរអ្នកប្រសិនបើខ្ញុំពិតជាអ្នកប្រាជ្ញផ្នែកវិទ្យាសាស្ត្រដែលអ្នកទាំងអស់គ្នាគោរពបូជាមែនតើអ្នកនឹងបោះបង់ចោល William ហើយជ្រើសរើសម្ដងទៀតទេប្រសិនបើក្នុងជីវិតនេះខ្ញុំអាចទទួលបានការពេញចិត្តពីគ្រូពេទ្យខ្ញុំសុខចិត្តខ្លាយជាសត្វត្រឆានប៉ុន្តែអ្នកលីនស៊ូមិនមែនជាទីគោរពខាងវិទ្យាសាស្ត្រទេចំណងជើងនៃកិត្តិយសផ្នែកវិទ្យាសាស្ត្រនិយាយចេញពីមាត់របស់អ្នកម្ដងណាស់អ្នកនិយាយរឿងទាំងអស់នេះគ្មានអ្វីក្រៅពីការទទួលបានការអាណិតអាសូរពីខ្ញុំហើយឲ្យខ្ញុំទុកជីវិតអ្នកទេប៉ុន្តែជាអកុសលឱកាសរបស់អ្នកជាមួយខ្ញុំអស់ហើយមិត្តរួមការងារទាំងអស់កូនប្រុសបះបោររូបនេះបានប្រព្រឹត្តបទឧក្រិដ្ឋដែលតម្រូវឲ្យប្រហារជីវិតដំបូងគាត់មនុស្សសាមញ្ញម្នាក់បានបំពេញការហាមឃាត់ជាមួយនឹងក្បាច់គុណធ្វើឲ្យអ្នកជំនាញខាងគ្រួសារអភិជនរបស់យើងតែមានចិត្តណាបង្កភាពវឹកវរនៅក្នុងលោកសិល្បៈក្បាច់គុណខ្ពស់ឧក្រិដ្ឋកម្មរបស់គាត់តម្រូវឲ្យប្រហារជីវិតជាមួយនឹងឋានៈទាបរបស់គាត់ដែលត្រូវបានក្លែងបន្លំជា medical van ទីទោសដោយការសម្លាប់រង្គាលសាច់ញាតិ9ចំនួនបើយើងមិនសម្លាប់គាត់ថ្ងៃនេះទេនៅពេលដែលព្រះវេទបណ្ឌិតខឹងសម្បានាពេលអនាគតយើងទាំងអស់គ្នានឹងមានទោសប្រហារជីវិតសម្ដីរបស់លោកតាជីយ៉ានសំហេតុផលណាស់គ្រួសារហានរបស់យើងនៅថ្ងៃនេះស្បត់ថានឹងប្រហារជីវិតគ្រួសារម៉ារបស់យើងនៅថ្ងៃនេះនឹងប្រហារជីវិតកូនប្រុសគ្រួសារថ្មីរបស់យើងបូករួមទាំងគ្រួសារតៅរបស់យើងគ្រួសារលូគាំទ្រសំណើនេះដូច្នេះ Melly ទើបតែនិយាយខុសមួយម៉ាត់ឥឡូវនេះគ្មានចិត្តណាប្រមាថមើលងាយគ្រូពេទ្យទេប្រសិនបើអ្នកទាំងអស់គ្នានៅតែបន្តឈ្លានពានបែបនេះបន្ទាប់មកថ្ងៃនេះគ្រួសារជីនរបស់យើងនឹងប្រឆាំងនឹងអ្នកគីម៉ូរ៉ានគុំនិយាយថាគ្រួសារសាច់ញាតិរបស់អ្នកលែងដូចមុនទៀតហើយទោះបីជាវាស្ថិតនៅកំពូលនៃសេរីរុងរឿងរបស់វាក៏ដែលមានវត្តមានរូបរួមគ្នាអ្នកនឹងនៅតែដួលរលំហើយរលាយបាត់ទៅប្រែคล้ายទៅជាភេសដើរទៅខាងអ្នកនៅតែមានឱកាសរស់នៅបើមិនដូច្នោះទេស្លាប់មិត្តរួមការងារកូនប្រុសបះបោនេះមានវប្បធម៌ជ្រៅជ្រះគាត់ប្រហែលជាសម្រេចបាននៅភាពល្អឥតខ្ចោះរបស់ Grandmaster រួចហើយចូលយើងធ្វើសកម្មភាពរួមគ្នាហើយសម្រាប់គាត់អ្នកណាហ៊ានធ្វើចលនាត្រកូលទាំងមូលរបស់ពួកគេនឹងត្រូវវិនាស
ប៉ាជាប្រមុខគ្រួសារវូខ្ញុំទើបតែរៀបចំពិធីជប់លៀងក្រុមហ៊ុនធម្មតាមួយសម្រាប់លីនតើអ្នកបានអញ្ជើញលោកអភិបាលក្រុងយ៉នយ៉ាងវាងនឹងចូលដែលជាអ្នកមានបំពេញអស់នេះគឺជារឿងតូចតាចមួយប្រសិនបើវារំខានដល់គ្រួសាររបស់យើងមិនអាចទ្រាំទ្រនឹងផលវិបាកតាមច្បាប់បានទេអ្នកល្ងងឲ្យតើអ្នកចង់សម្លាប់ខ្ញុំទេតើអ្នកបានធ្វើឲ្យតួអង្គដ៏មានអំណាចណាម្នាក់អន់ចិត្តព្រះក្មេកឲ្យសៀវលៀងមានចរិតនិងអាកប្បកិរិយាល្អច្បាស់ជាមានការយល់ច្រឡំនៅទីនេះបិទមាត់ទៅគ្រួសារអ្នកតើអ្នកមានឋានៈទាបបែបណាដែលហ៊ានធ្វើក្មេកខ្ញុំបើអ្នកនិយាយមិនសមហេតុផលម្ដងទៀតខ្ញុំនឹងហែកមាត់របស់អ្នកជាបំណែកខ្ញុំយល់ហើយលោកតាវាត្រូវតែជាអតីតអ្នកទោសនេះធ្វើពុតជាព្រះម្ចាស់ដ៏គួរឲ្យគោរពខាងវិទ្យាសាស្ត្របានធ្វើឲ្យតួអង្គសំខាន់មួយចំនួនអានចិត្តហើយខ្ញុំកំពុងរៀបចំខ្លួនដើម្បីរួបរวมជាមួយគ្រួសាររតីទៀតដើម្បីប្រហារជីវិតគាត់លោកគ្រូយុវជនពិសិដ្ឋនិយាយត្រូវណាស់មនុស្សម្នាក់នេះបានធ្វើត្រាប់តាមអ្នកគោរពបូជាផ្នែកវិទ្យាសាស្ត្រទទួលទោសប្រហារជីវិតចំពោះឧក្រិដ្ឋកម្មរបស់គាត់តាក់ទងនឹងបញ្ហាថ្ងៃនេះឥឡូវនេះវាច្បាស់ណាស់ថាខ្ញុំនៅតែសួរអ្នកក្នុងនាមព្រះអស្ Pavilion Valley ដើម្បីដោះស្រាយជាមួយមនុស្សម្នាក់នេះនេះគឺជាព្រះអស្របស់យើងជ្រលងភ្នំ Pavilion ព្រះម្ចាស់វិទ្យាសាស្ត្រថ្មីដ៏គួរឲ្យគោរពតើឋានៈដ៏ថ្លៃថ្នូរផ្នែកវិទ្យាសាស្ត្រគួរឲ្យគោរពប៉ុណ្ណាពីមន្ត្រីជាន់ខ្ពស់និងអភិជនរហូតដល់អ្នកលក់ដូរនិងសាមញ្ញជនអ្នកណាហ៊ានប្រមាថនឹងត្រូវប្រហារជីវិតដោយគ្មានករណីលើកលែងការមកដល់របស់ព្រះសង្ឃនៅ Zhonghe គឺជាពរជ័យមួយសម្រាប់គ្រប់វណ្ណៈឥឡូវនេះមាននរណាម្នាក់ធ្វើពុតជាគ្រូពេទ្យដ៏គួរឲ្យគោរពនៅពេលព្រឹកព្រលឹមគ្រូសាយ៉ាវរបស់យើងនឹងក្លាយជាអ្នកដំបូងគេដែលជំទាស់ត្រឹមត្រូវហើយក្រែងលោយើងធ្វើឲ្យដៃរបស់អ្នកគាត់នៅក្នុងជ្រលងភ្នំព្រះអស្ថានគ្រូសាអ៊ូរបស់យើងមានឆន្ទៈធ្វើវាសម្រាប់ដើម្បីប្រហារជីវិតមនុស្សម្នាក់នេះសម្រាប់គាត់ពេលឆោនខ្ញុំប្រាប់អ្នកឲ្យចាក់ចេញឥឡូវនេះប៉ុន្តែអ្នកទូចចង់បង្ហាញកម្លាំងរបស់អ្នកអ្នកសុំនឹងស្លាប់ហើយអ្នកនាងអេដឺវ៉ាងនៃព្រះអស្លោកជេងចៅហ្វាយក្រុង Pavilion Valley និងលោកโจអ្នកមានបំផុតគ្នានៅទីនេះអ្នកបានខិតខំអស់ពីសមត្ថភាពហើយលោកជិន Meren មកពីគ្រួសារជិនស្វាគមន៍លោក Elderwall កាលឪពុកចុងរបស់ខ្ញុំជីនគូចាងនៅមានជីវិតបាននាំខ្ញុំមកគោរពអ្នកស្រីគីននេះកំពុងឈរជាមួយលោកវិជ្ជបណ្ឌិតដ៏គោរពហើយទំនាក់ទំនងរបស់ពួកគេហាក់ដូចជាពិសេសណាស់ខ្ញុំចាំថាកញ្ញាគីមមានអ្វីមួយដែលអ្នកត្រូវការទេកញ្ញាអេដាវ៉ាងលោកលីនវាមិនមែនចិត្តនានៅពេលនេះទេដើម្បីធ្វើឲ្យគ្រូពេទ្យគោរពអន់ចិត្តទុយទៅវិញពួកគេឈ្លានពានលោកលីនគ្រាន់តែនិយាយលេងសើចបន្តិចប៉ុណ្ណោះប៉ុន្តែពួកគេមិនព្រមទុកវាចោលទេចង់សម្លាប់លោកលីនព្រះសង្ឃទាំងអស់ដែលធ្លាប់គោរពបូជាក្នុងវិស័យវិទ្យាសាស្ត្រខ្ញុំជឿថាសុទ្ធតែមានមានព្រះរិទ្ធគុណផ្នែកវិទ្យាសាស្ត្រមានវត្តមានក៏ដោយមិនធ្វើដូច្នោះទេដោយសារតែការធ្វើអលង្ការបានលេបរបស់លោកយ៉ាងខុសខើលោកភ្លូនការប្រមេតមើលងាយគ្រូពេទ្យគឺជាបទក្រិតដែលអាចប្រន្ទាទោសដល់ស្លាប់ក្មេងជំទង់មកពីគ្រួសារសាច់ញាតិអាចចូលចិត្តនេះដើម្បីចេញពីនរណាម្នាក់នេះចៅហ្វាយក្រុងវ៉ាងយូអ្នកគឺជាបញ្ហានេះតាក់ទងនឹងអ្នកគោរពខាងវិទ្យាសាស្ត្រវាគួរតែត្រូវបានដោះស្រាយដោយខ្ញុំដោយ Pavilion Valley ផ្ទាល់តែបានផ្ដល់ឲ្យអ្នកនៅភាពក្លាហានដើម្បីធ្វើសកម្មភាពក្នុងនាម Pavilion របស់ខ្ញុំកុំគិតថាគ្រាន់តែដោយសារតែថ្ងៃនេះអ្នកមកផឹកតែក្រីក្រអ្នកអាចប្រើថ្នាំរបស់ខ្ញុំដោយមិនពិតបានព្រះឈ្មោះ Pavilion Valley មនុស្សរៀបសារម្នាក់នេះមិនហ៊ានទេខ្ញុំមិនហ៊ានទេអ្នកស្រីគីននិយាយត្រូវព្រះសង្ឃដែលមានព្រះកិត្តិនាមខាងវិទ្យាសាស្ត្រគឺសុចរិតនិងសប្បុរសអាចធ្វើបានដោយរបៀបណាដោយសារតែការអលណ្ដាតដោយចិត្តយ៉ាងខុសខើអ្នកទាំងអស់គ្នានេះមិនបានលើកដំកើងកិត្យានុភាពរបស់គ្រូពេទ្យដ៏ខ្ពង់ខ្ពស់នោះទេផ្ទុយទៅវិញវាគឺជាការបង្កាច់បង្ខូចកិត្តិយសផ្នែកវិទ្យាសាស្ត្រប្រសិនបើនរណាម្នាក់និយាយអំពីបញ្ហានេះបើដូច្នោះមែនតើគ្រូពេទ្យដែលគោរពបូជាមិនខ្លាចជាមនុស្សក្រហមទេតាមគំនិតខ្ញុំអ្នកគឺជាអ្នកដែលសមនឹងទទួលទោសប្រហារជីវិតលោកលីនមនុស្សទាំងនោះទើបតែធ្វើឲ្យអ្នកអាក់អន់ចិត្តតើអ្នកចង់ដោះស្រាយជាមួយពួកគេដោយរបៀបណាបន្លាព្រះអស្ថិតនៅក្រោមការបញ្ជារបស់ព្រះសង្ឃវិទ្យាសាស្ត្រវាមានទ្រព្យសម្បត្តិយ៉ាងច្រើនក្រោមជំនួសរបស់ម្នាក់នេះគឺជាព្រះបន្លាព្រះម្ចាស់រោមហោស្របសាខាសៀងហៃទោះយ៉ាងណាក៏ដោយគាត់ជាអ្នកក្រោមបង្គាប់របស់ខ្ញុំមិនទាន់បានស្គាល់គាត់នៅឡើយទេដើម្បីចាប់ផ្ដើមការសម្លាប់រង្គាលនៅមុខទីក្រុងសៀងហៃអ្នកមានបំផុតនៃទីក្រុងសៀងហៃនឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់គ្រូពេទ្យវាមិនសមរម្យទេពិធីជប់លៀងអាជីវកម្មនេះបញ្ចប់នៅទីនេះអ្នកផ្សេងទៀតទាំងអស់ចេញទៅក្រៅលើសពីនេះទៅទៀតចំពោះគ្រូសាវូខ្ញុំនឹងដោះស្រាយកាន់ន័យជាមួយអ្នកផ្ទាល់នៅពេលក្រោយនេះជាពិធីចុះបញ្ជីក្រុមហ៊ុនរបស់ខ្ញុំនិយាយដោយសិទ្ធិអ្វីថាវាត្រូវបានលុបចោលតើអ្នកមិនបានឃើញអេដឺវ៉ាងឈរនៅក្បែរនេះទេល្អឥតប្រយោជន៍អ្នកមិនត្រូវប្រឆាំងគាត់ទេតើអ្នកមិនបាននិយាយអ្វីដែលលោកលីននិយាយទេហេតុអ្វីបានជាអ្នកទាំងអស់គ្នាមិនចេញទៅក្រៅអេដឺវ៉ាងសូមជួបជោបរិះដែលមានជាងគេបំផុតនឹងខ្ញុំចៅហ្វាយក្រុងចាងក៏គួរតែចាក់ចេញមុនគេដែរថ្ងៃមួយទៀតដែលខ្ញុំបានជួបជាមួយគ្រូពេទ្យដ៏ស័ក្តិសមខ្ញុំនឹងបង្ហាញពាក្យរបស់អ្នកសូមអរគុណអេដឺវ៉ាងបើដូច្នោះយើងនឹងមិនរំខានអ្នកទៀតទេគុំរំខានអ្នកបន្ថែមទៀតសូមអរគុណលោកគ្រូវងអរគុណសម្រាប់ការយល់ឃើញដ៏ឆ្លៀវវៃរបស់លោកគ្រូគុណធម៌ដ៏អស្ចារ្យរបស់អ្នកពិតជានឹងចងចាំវាទុកក្នុងចិត្តអ្នកនាងគីនអ្នកពិតជាមានសុជីវធម៌ពេកហើយខ្ញុំនិងលោកលីននៅតែមានរឿងចង់ពិភាក្សាគ្នាសូមផ្ដល់ភាពងាយស្រួលខ្លះដល់យើងកញ្ញាឈិនប៉ុន្តែកញ្ញាឈិនធានាថាខ្ញុំនឹងមិនអីទេលោកលីនតើខ្ញុំអាចមើលសញ្ញាសម្គាល់វិទ្យាសាស្ត្រដ៏គួរឲ្យគោរពរបស់អ្នកបានទេសញ្ញាសម្គាល់វិទ្យាសាស្ត្រ Venerable វាពិតជាសញ្ញាសម្គាល់វិទ្យាសាស្ត្រដ៏មានតម្លៃសិស្សចំនួនទី9របស់ព្រះអស្ដឺមួយនៃ Pavilion Valley នៃសាខាចុងហៃស្វាគមន៍ព្រះម្ចាស់វិទ្យាសាស្ត្រក្រោកឡើងអរគុណអ្នកគ្រូពេទ្យដ៏មានតម្លៃសង្គ្រាមដ៏គួរឲ្យគោរពខាងវិទ្យាសាស្ត្រហងលេបានជួបប្រទះនឹងការចុះសម្លេងក្រហមហើយ Phoenix ហើយស៊ូក៏ត្រកូលរាប់រយនិងគ្រួសារអភិជនទាំងអស់បានដឹងពីរូបរាងរបស់អ្នក7ថ្ងៃក្រោយមកព្រះអស្ត្ររបស់យើង Pavilion Valley នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងក្រុមដំបូងរបស់ជប់លៀងដ៏ស្វាគមន៍សម្រាប់អ្នកនៅពេលនោះជ្រលងភ្នំព្រះអស្ត្រនិងកងកម្លាំងសាខារបស់វាប៉ាយពីពេញតំបន់ផ្សេងគ្នាក៏នឹងបញ្ជូនតំណាងឲ្យមកជួបជាមួយព្រះតេជគុណផងដែរត្រកូលកម្ពូល100នៃវ៉ាស៊ីយ៉ាក៏នឹងប្រមូលផ្ដុំគ្នាដើម្បីផ្ដល់ការអបអរសាទរមិនចាំបាច់មានរឿងនេះដើម្បីបង្កើតទស្សនីយភាពដ៏អស្ចារ្យបែបនេះទេរៀលដាល់ពីពេញគ្រប់ទីនៃវ៉ាជគ្រប់គ្រងទ្រព្យសម្បត្តិពាក់កណ្ដាលរបស់វ៉ាជណាតែមួយប៉ះពាល់ដល់រាងកាយទាំងមូលវាថែមទាំងអាចប៉ះពាល់ដល់ឧស្សាហកម្មអស្ថកទៀតផងនិងខ្សែជីវិតសេដ្ឋកិច្ចទោះជាយ៉ាងណាក៏ដោយតាំងពីព្រះគ្រូធម្មបាមុនបានទទួលមរណភាពជ្រលងភ្នំព្រះអស្ត្រ
និងកងកម្លាំងសាខារបស់ខ្លួននៅក្នុងតំបន់ប្រទេសនឹងការមិនចុះសម្រុងក្នុងចំណោមពួកគេកម្លាំងសាខាមួយចំនួនក៏បានប្រព្រឹត្តអំពើដែលរំលោភលើវិជ្ជសាស្ត្រផងដែរគោលការណ៍នៃព្រះបន្លាពិធីជប់លៀងស្វាគមន៍នេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្កើតឡើងវិញព្រះបន្លាដែលជាព្រះដ៏មានព្រះភិក្ខត្រាស់ដឹងខាងវិជ្ជសាស្ត្រពិតជាមានបញ្ហាមែនអ្វីនឹងធ្វើតាមការរៀបចំរបស់ឯដឺវ៉ាងអរគុណសម្រាប់ការជឿទុកចិត្តលើអសស្ថានវិជ្ជាបណ្ឌិតម្នាក់នេះពិតជាមិនធ្វើឲ្យអ្នកខកចិត្តឡើយគ្រូពេទ្យដ៏គោរពគួរឲ្យគោរពខាងវិជ្ជសាស្ត្រនេះជាពិធីជប់លៀងស្វាគមន៍សញ្ញាសម្គាល់ព្រះគ្រីស្ទនា9និងតំណាងឲ្យឋានៈនិងតំណែងដ៏ខ្ពង់ខ្ពស់បំផុតរបស់អ្នកកាត់នេះគឺជាកាត់នាគកំពូល Medicine God Pavilion របស់យើងមានតែកាត់បែបនេះមួយប៉ុណ្ណោះនៅក្នុងជាមួយកាត់នេះអ្នកអាចធ្វើការទិញទំនិញនៅគ្រប់ទីកន្លែងដោយគ្មានដែនកំណត់នៃការចំណាយចាស់ជាងមួយខ្ញុំឃើញថាអ្នកចាស់ណាស់ហើយមិនចាំបាច់អន់ក្បាលជានិច្ចពេលនិយាយជាមួយខ្ញុំទេបើអ្នកគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងចាក់ចេញឥឡូវនេះលោកគ្រូផ្នែកវិទ្យាសាស្ត្រខ្ញុំនឹងទៅជួបអ្នកមិនចាំបាច់ទេខ្ញុំមិនចូលចិត្តឲ្យអ្នកដទៃដើរតាមខ្ញុំទេបញ្ជូនមនុស្សពីព្រះបន្លាឆ្នាំចៅហ្វាយនីទាំង9នាក់ដើម្បីការពារគ្រូពេទ្យដ៏គួរឲ្យគោរពដោយសម្ងាត់គុំរំខានដល់គ្រូពេទ្យដែលគោរពបូជាបាត់ចាស់ទៅរក lobby សន្តាគារណាឯដឺវ៉ាងមានការគោរពយ៉ាងខ្លាំងចំពោះលីនស៊ូតើវាអាចទៅរួចទេដែលថាលេងឈួងពិតជាមានអត្តសញ្ញាណដឹងអំពីភាពមិនអាចទៅរួចនោះទេគាត់ទើបតែជាអ្នកទោសដែលទើបត្រូវបានដោះលែងថ្មីនេះគាត់អាចមានអត្តសញ្ញាណដែលសំបីតែឯដឺវ៉ាងក៏គោរពដោយតែរកវិធីដោះស្រាយរឿងនេះបើមិនដូច្នោះទេចុះបើមនុស្សឥតប្រយោជន៍នោះត្រឡប់មកវិញដើម្បីសងសឹកយើងវិញមីងស៊ូអ្នកមិនចាំបាច់ភ័យទេអ្នកមិនបានចំណាយពេលនៅខាងលើទេគ្រូសាអភិជននៃរង្វង់មូឆេងហេដូច្នេះមានរឿងខ្លះដែលអ្នកមិនដឹងនៅថ្ងៃនេះឯដឺវ៉ាងទំនងជាត្រូវបានអញ្ជើញដោយគីនមូរ៉ាងនៅពេលនោះឪពុករបស់ King Meren ស្ដេចកេហ្សងបានជួយឯដឺវ៉ាងម្ដងនោះហើយជាមូលហេតុដែលឯដឺវ៉ាងដើម្បីសងគុណវិញនៅពេលដែលគុណនេះត្រូវបានសងវិញនៅថ្ងៃនេះការការពារពីឯដឺវ៉ាងពេលអនាគតមិនថាវាជាគីមូរ៉ានឬជាមនុស្សគ្មានប្រយោជន៍នោះទេពួកគេនឹងមិនអាចបង្កបញ្ហាអ្វីបានទេដោយការរំពឹងទុកមនុស្សគ្មានប្រយោជន៍នៅតែជាមនុស្សគ្មានប្រយោជន៍ដដែលខ្ញុំដឹងហើយថាគាត់អាចមានទំនាក់ទំនងជាមួយឯដឺវ៉ាងយ៉ាងដូចម្ដេចលោកលីនសុខសប្បាយជីទេកញ្ញាជីនតើអ្នកកំពុងរងចាំខ្ញុំឥឡូវនេះទេចាស់ជាងគេទី1គិតថាខ្ញុំដូចជាអ្នកស្គាល់គ្នាចាស់របស់គាត់បានជែកជាមួយខ្ញុំយូរបន្តិចនារីវ័យក្មេងរបស់យើងព្រួយបារម្ភថាអាចមានអ្វីមួយកើតឡើងទីនេះខ្ញុំមិនដែលឃើញនារីវ័យក្មេងរបស់យើងបារម្ភពីនរណាម្នាក់មិននិយាយរឿងមិនសមហេតុផលទេមើលទៅដូចជាអ្នកស្គាល់គ្នាចាស់របស់ឯដឺវ៉ាងពិតជាសំណាងមួយមែនអបអរសាទរលោកលិនលោកលិនអ្នកបានជួយសង្គ្រោះជីវិតខ្ញុំនេះជាកលិះនៃ Shen Yubei Vela លេខ1វាជាសញ្ញាតូចមួយនៃការដឹងគុណរបស់ខ្ញុំសូមទទួលយកវាគ្រូពេទ្យជួយសង្គ្រោះជីវិតគឺគ្រាន់តែជាផ្នែកមួយនៃកាតព្វកិច្ចរបស់អ្នកស្រីឈិនអ្នកចិត្តល្អពេកហើយបោកជានីដូនដារបស់គ្រូសាឈិនយើងគឺសេចក្តីសប្បុរសមួយដំណក់ត្រូវតែតបស្នងវិញជាមួយនឹងនីតិក្រដូវដែលបើលោកមិនទទួលយកវាទេខ្ញុំពិតជាមានអារម្មណ៍មិនស្រួលចិត្តណាស់សូមទទួលយកវាចុះប្រសិនបើដូច្នោះមែនសូមអរគុណអ្នកស្រីឈិនក្រុមគ្រូសាខ្ញុំនៅតែរងចាំខ្ញុំដូច្នេះខ្ញុំនឹងត្រឡប់ទៅវិញមុនគេមិនអីទេឈប់សម្លឹងមើលស្រីបើអ្នកនៅតែសម្លឹងមើលភ្នែករបស់អ្នកនឹងស្រវាំងអ្នកកំពុងស្នើសុំការវីដំគ្រូសាលីនអូព្រះជាម្ចាស់ឲ្យជើងរបស់ប៉ាបានធូរស្រាលហើយបន្តិចបន្តួចនឹងមិនបង្កគ្រោះថ្នាក់ទេខ្ញុំនឹងផឹកស្រា2 3កែវជាមួយអ្នកយើងនឹងមិនផឹកស្រានេះនៅថ្ងៃនេះទេខ្ញុំចង់និយាយជាមួយប៉ាអំពីរឿងធ្ងន់ធ្ងរមួយហេតុអ្វីបានជាអ្នកធ្ងន់ធ្ងររំលេះអ្នកមិនក្មេងទៀតទេដល់ពេលដែលអ្នកត្រូវតាំងលំនៅនិងបង្កើតគ្រួសារហើយខ្ញុំបានសុំអ្នកនៅក្បែរនោះណែនាំអ្នកឲ្យស្គាល់នរណាម្នាក់សម្រាប់រៀបការស្ត្រីនោះមានអាយុច្រើនជាងអ្នក10ឆ្នាំលេងលេះគ្នាហើយមានកូនមានថ្ងៃល្អមួយក្នុងខែនេះអ្នកទាំងពីរគួរតែរៀបការជាមួយគ្នានៅពេលនោះប៉ាកូនអ្នកខ្ញុំមានសុខភាពល្អឥតខ្ចោះខ្ញុំមិនចាំបាច់រកអ្នកដែលមានអាយុច្រើនជាងខ្ញុំ10ឆ្នាំទេហើយមានសិទ្ធិមានកូនខ្ញុំបានប្រាប់អ្នកហើយថាអ្នកមិនយល់ស្របទេពួកគេមិនបានមើលងាយអ្នកចំពោះការជាប់គុណតែអ្នកធ្វើផ្ទុយពីនេះអ្នកប្រមាថអ្នកដទៃតែអ្នកចង់ឲ្យគ្រូសាលីនរបស់យើងគ្មានកូនចៅទេនៅក្នុងចិត្តរបស់អ្នកនៅតែមិនអាចបំភ្លេចបានថាឥឡូវនេះនាងជានាយកប្រតិបត្តិនៃក្រុមមួយនាងមិនស្ថិតនៅកម្រិតដូចគ្នានឹងយើងទេអ្នកពិតជាមានមហិច្ឆតានិងមិនប្រកបតែអ្នកចង់ធ្វើឲ្យខ្ញុំខឹងរហូតដល់ស្លាប់មែនទេនាងនិងខ្ញុំពិតជាមិនស្ថិតនៅលើកម្រិតដូចគ្នាទេវាល្អដែលអ្នកដឹងវានៅក្នុងចិត្តរបស់អ្នកភ្លេចនាងយ៉ាងលឿនរស់នៅដោយស្ងប់ស្ងាត់ស្វែងរកស្ត្រីម្នាក់រៀបការហើយមានកូនយល់ហើយប៉ាមានរឿងមួយទៀតដែលប្អូនស្រីរបស់អ្នកបានចូលរួមជាមួយក្រុម King រួចហើយនាងបានសុំឲ្យនរណាម្នាក់នៅ Chain Group រកការងារសន្តិសុខឲ្យអ្នកយប់នេះប្រញាប់ទៅញ៉ាំអាហារពេលល្ងាចឲ្យហើយបន្ទាប់មកសម្រាប់បន្តិចនៅព្រឹកស្អែកទៅក្រុមហ៊ុនជាមួយប្អូនស្រីរបស់អ្នកប៉ាញ៉ាំ Chain Group តើនោះមិនមែនជាក្រុមហ៊ុនរបស់ Chain ខ្ញុំទេបាទចាស់សោះខ្ញុំនឹងជីមម៉ូរ៉ានហៅទូរស័ព្ទទៅលោកលីនតើការសម្ដែងរបស់ប៉ាពេលនេះយ៉ាងយន្តនេះត្រូវបានបកប្រែអ្នកអាចនឹងមានដោយមីឌាវីឡានៅឈូងសមុទ្រយេនយល់ត្រូវបានសម្អាតរួចរាល់ហើយអ្នកអាចផ្លាស់ទីលំនៅនៅពេលណាក៏បានប៉ាជីស៊ូខ្ញុំក៏មានដំណឹងខ្លះសម្រាប់អ្នកដើម្បីអបអរសាទរដែរជីស៊ូរកការងារថ្មីបានហើយដល់ពេលដែលយើងត្រូវផ្លាស់ទៅផ្ទះថ្មីហើយតើអ្នកនាំយើងទៅកន្លែងខុសមែនទេបាត់ឈៀវឈួនខ្ញុំធ្លាប់ឮថាកន្លែងនេះមានតម្លៃជាង100,000ក្នុង1ម៉ែត្រការអភិវឌ្ឍអចលនទ្រព្យថ្លៃបំផុតនៅទីនេះ
នេះហើយវានៅជិតកន្លែងធ្វើការរបស់ស៊ីហ្សូវាមានចម្ងាយត្រឹមតែ2ស្ថានីយ៍រថភ្លើងក្រោមដីប៉ុណ្ណោះខ្ញុំត្រូវរាយការណ៍ទៅក្រុមហ៊ុននៅថ្ងៃស្អែកខ្ញុំមិនមានពេលទៅជាមួយទេខ្ញុំនៅទីនេះដើម្បីស្រមៃស៊ីហ្សូចុះបើខ្ញុំឈ្នះតើយើងភ្នាល់យ៉ាងម៉េចដែរបន្ទាប់មកកុំខឹងនឹងខ្ញុំទៀតអីបើខ្ញុំចាញ់ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកធ្វើអ្វីដែលអ្នកចង់ធ្វើជាមួយខ្ញុំអ្នកនឹងបាត់ពីភ្នែកខ្ញុំជារៀងរហូតអូព្រះជាម្ចាស់ឲ្យតើក្លិនស្អុយអ្វីម្លេះវាប្រែថាវាជាក្រុមគ្រួសារនៃសារធាតុផ្ទុកលីនស៊ូសំណាងអាក្រក់ណាស់ស្រីល្ងងអ្នកតែងតែល្អជាងខ្ញុំនៅសាលាថ្ងៃនេះដល់វេនខ្ញុំហើយសូមអភ័យទោសយើងនឹងចាក់ចេញភ្លាមឪពុកគ្រួសារយើងរស់នៅទីនេះយើងមិនទៅណាទេខ្ញុំដឹងថាអ្នកចង់ធ្វើអ្វីមួយសម្រាប់គ្រួសារនៅក្នុងចិត្តរបស់អ្នកអាចមកច្រកចូលតំបន់វីឡានេះបានហើយមើលជុំវិញនឹងឃើញទេសភាពនៅខាងក្នុងខ្ញុំពិតជាសប្បាយចិត្តណាស់លោកតាចាប់ពីពេលនេះទៅនេះនឹងក្លាយជាការបម្រុងទុករបស់គ្រួសារយើងប្រយ័ត្នមាត់របស់អ្នកក្មេងដែលផ្ដល់ភាពក្លាហានដល់អ្នកនិយាយជាមួយមិត្តស្រីរបស់ខ្ញុំបែបនេះសុំទោសនាងឥឡូវនេះសម្លាញ់កុំខឹងអីមនុស្សដូចយើងមកពីវណ្ណៈខ្ពស់តើយើងអាចអន់លំទោនដល់កម្រិតសម្រាមថ្នាក់ទាបប្រភេទនេះបានយ៉ាងងាយដោយរបៀបណាជាពិសេសអ្នកទើបតែត្រូវបានដំឡើងឋានៈទៅជាក្រុមចង្ការអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានប្រាក់ខែប្រចាំឆ្នាំរបស់អ្នកគឺ3លានគ្រួសារទាំងមូលរបស់ពួកគេនេះប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេមិនដល់30បើមិនដូច្នោះទេនឹងមិនមានក្លិនស្អុយនៃភាពក្រីក្រខ្លាំងបែបនេះទេអ្នកត្រូវតែជាអ្នកឈ្នះសម្រាប់ថ្នាក់របស់យើងបងប្រុសដែលបានកែតម្រង់ដោយភ្នែកងឿងឆ្ងល់វាហាក់ដូចជាកំណែទម្រង់របស់អ្នកមិនមានប្រសិទ្ធភាពខ្លាំងទេអ្នកនឹងក្រុមគ្រួសាររបស់អ្នកបានអ្នកមិនកំពុងព្យាយាមលួចចូលទៅក្នុងសហគមន៍របស់យើងដើម្បីលួចរបស់របស់អ្នកមែនទេលីនជាមួយតើខ្ញុំអាចទុកចិត្តអ្នកពីកុមារភាពរហូតដល់ពេញវ័យបានទេតើខ្ញុំធ្លាប់កុហកអ្នកនៅពេលណាជេនយ៉ាសិនឈប់បង្កាច់បង្ខូចមនុស្សនៅទីនេះទៀតទៅគ្រួសារខ្ញុំរស់នៅទីនេះលីនស៊ូតើអ្នកកំពុងនិយាយថាខ្ញុំបានញ៉ាំច្រើនពេកនៅភោជនីយដ្ឋានមីឆៃលីងមែនទេហើយចេតនាចំអកឲ្យខ្ញុំដើម្បីជួយគ្រួសាររបស់អ្នករស់នៅទីនេះតើអ្នកដឹងទេថាផ្ទះនៅទីនេះមានតម្លៃប៉ុន្មានទោះបីជាអ្នកបានលក់តម្រងនំគ្រួសាររបស់អ្នកគ្រាន់តែក្នុងការទិញបង្គន់តែមួយនៅទីនេះជាកង្វល់របស់អ្នកទេអ្នកក្រយូពេកហើយវាធ្វើឲ្យអ្នកមានការសម្លាញ់របស់ខ្ញុំគឺជាអ្នកគ្រប់គ្រងទូទៅនៃផ្នែកទីផ្សាររបស់ក្រុមហ៊ុន Chen Group ជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន3លានចាំតែវីឡាធម្មតាមួយប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ដ៏ឆ្នើមនៃឈូងសមុទ្រ Shengyo ហើយអ្នកទាំងអស់គ្នាគឺវាដោយការដេរនៅក្នុងពន្ធនាគារឬដោយប្រាក់ខែអ្នកហាត់ការ3,000ក្នុងមួយខែរបស់អ្នកឬប្រហែលជាពូដែលបោះសម្អាតផ្លូវនេះត្រូវឲ្យឪពុករបស់អ្នកដើម្បីជួយប្អូនប្រុសរបស់អ្នកដែលបានកែតម្រង់ខ្លួនជាអ្នកទោសរកឃើញថែមទាំងបានធ្វើការងារក្រៅម៉ោងបន្ថែមដោយរើសលីមកទៀតផងមិនចម្លែកទេដែលវាមានក្លិនមិនល្អបែបនេះយ៉ាងពិតប្រាកដប្រយ័ត្នមាត់របស់អ្នកបើមិនដូច្នោះទេខ្ញុំអាចជួយអ្នកបានអ្នកហ៊ានវាខ្ញុំសម្លាញ់គាត់វាខ្ញុំក្មេងដែលអ្នកកំពុងស្វែងរកនេះមិនទាន់ចប់ទេថ្ងៃនេះសន្តិសុខខ្សែភាពយន្តនេះត្រូវបានបកប្រែនឹងនិទានដោយលោកលីខ្ញុំជាអ្នកគ្រប់គ្រងនៃសង្កាត់ Shinjuku Bay Vale របស់យើងមកកាន់ផ្ទះសូមស្វាគមន៍ជើងរបស់ខ្ញុំយើងត្រូវបានគេវាយដំណើរមាត់ទ្វាររបស់យើងជាឆ្មាំសន្តិសុខគ្រាន់តែសម្រាប់បង្ហាញមែនទេលោកលីសូមស្ងប់ចិត្តតាក់ទងនឹងហេតុការណ៍ថ្ងៃនេះខ្ញុំពិតជានឹងផ្ដល់ការពន្យល់ដល់អ្នកវីនរណាម្នាក់នៅច្រកចូលសហគមន៍របស់យើងឥឡូវនេះសូមអភ័យទោសជាបន្ទាន់ដល់ម្ចាស់ដ៏ថ្លៃថ្នូររបស់យើងកូនសុំទោសប៉ាយើងមិនចាំបាច់សុំទោសទេពួកគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនយើងមិនអាចធ្វើឲ្យពួកគេអាក់អន់ចិត្តបានទេពួកគេក៏មិនអាចមានលទ្ធភាពធ្វើឲ្យយើងអាក់អន់ចិត្តដែរភាពក្រអឺតក្រទុំអ្វីខ្ញុំមិនចង់ឲ្យបរិសុទ្ធចំណាស់អាក្រក់ម្នាក់នេះសុំទោសទេខ្ញុំចង់ឲ្យអ្នកសុំទោសខ្ញុំនឹងសងជំងឺចិត្តខ្ញុំវិញ1លានសម្រាប់បញ្ហាផ្លូវចិត្តបើមិនដូច្នោះទេខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសហើយចាប់ខ្លួនអ្នក1លានតើគ្រួសារយើងអាចមានលុយច្រើនយ៉ាងនេះដោយរបៀបណានារីវ័យក្មេងសូមពិចារណាថាអ្នកនឹងឆេវរបស់យើងមិត្តរួមថ្នាក់មិនបង្ខំខ្ញុំឲ្យបង់ប្រាក់ទេខ្ញុំសុំទោសអ្នកខ្ញុំនឹងលុតជង្គង់ហើយរាប់ដើម្បីសុំទោសអ្នកប៉ាឥឡូវអ្នកសុំទោសប៉ាខ្ញុំនឹងជីស៊ូហើយខ្ញុំអាចទុកវាចោលបានបើមិនដូច្នោះទេអ្នកនឹងទទួលផលវិបាកដោយខ្លួនឯងអ្នកកំពុងធ្វើឲ្យខ្ញុំខឹងអ្នកទើបតែចូលម្ដងប៉ុណ្ណោះខ្ញុំមិនចង់បាត់បង់កូនប្រុសរបស់ខ្ញុំទេប៉ាសូមអភ័យទោសប៉ុន្តែខ្ញុំពិតជាមិនបានកុហកអ្នកទេពួកគេពិតជាមិនអាចមានលទ្ធភាពធ្វើឲ្យនរណាម្នាក់ដែលមានឋានៈដូចខ្ញុំគ្រួសារលៀនរបស់យើងមានភាពស្មោះត្រង់និងជាមោទនភាពសម្រាប់ជំនាន់តើខ្ញុំអាចផ្ដល់កំណើតឲ្យអ្នកដោយរបៀបណាកូនប្រុសម្នាក់នេះដែលមិនដឹងពីរបៀបធ្វើជាមនុស្សសាមញ្ញអ្នកបានវាយប្រហាររាងកាយម្ចាស់ដ៏ឆ្នើមរបស់យើងជាមុនសិនហើយបន្ទាប់មកគំរាមកំហែងពួកគេដោយពាក្យសម្ដីអ្នកមិនសុំទោសឆាប់ទេកុំបន្ទោសខ្ញុំចំពោះការមិនសមរម្យមិនអីទេប៉ាយ៉ាងហោចណាស់អ្នកគឺជាអ្នកគ្រប់គ្រងអចលនទ្រព្យនៃសហគមន៍នេះអ្នកគួរតែមានបញ្ញាខ្លះតើអ្នកហ៊ានធ្វើដូចម្តេចដោយមិនសុំឲ្យយើងសុំទោសពួកគេជាម្ចាស់ហើយយើងមិនមែនជាម្ចាស់ទេបើកភ្នែករបស់អ្នកឲ្យធំហើយមើលឲ្យច្បាស់នេះគឺជាតំបន់ Shinjuku Bay Vale អចលនទ្រព្យថ្លៃបំផុតនៅទីក្រុងតូក្យូមើលរូបរាងគ្រួសារអ្នកក្រីក្រអ្នកមិនសាកសម្រើសសម្រាមនៅទីនេះទេប៉ុន្តែអ្នកហ៊ានហៅខ្លួនឯងថាជាម្ចាស់ខ្ញុំនឹងប្រាប់អ្នកជាលើកចុងក្រោយបើមិនដូច្នោះទេសូមអភ័យទោសភ្លាមផលវិបាកនឹងលើសពីអ្វីដែលអ្នកអាចទ្រាំទ្របានប្រសិនបើអ្នកធ្វើបាបខ្ញុំអ្នកក៏នឹងមិនអាចទ្រាំទ្រនឹងផលវិបាកបានដែរមាត់របស់ Popper នេះពិតជារឹងរូសណាស់លីនស៊ូអ្នកថ្មីនេះទទួលបានកម្មសិក្សាមួយគឺក្រុមហ៊ុន Chen Group
ទោះបីជាវាមិននៅក្នុងផ្នែកទីផ្សារក៏ដោយតែមានតែពាក្យមួយម៉ាត់ពីសម្លាញ់របស់ខ្ញុំអ្នកអាចត្រូវបានបណ្តេញចេញភ្លាមហើយអ្នកនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅនៅទូទាំងទីក្រុងឥឡូវនេះចូលមានភាពរឹងមាំរបស់អ្នកបងប្រុសអ ுக ្រិតជនដែលបានកែតម្រង់បានលុបជង្គង់សុំទោសដោយពិចារណាថាយើងជាមិត្តរួមថ្នាក់ខ្ញុំអាចនឹងទុកអ្នកចោលហេហេគ្រាន់តែសុំទោសមិនគ្រប់គ្រាន់ទេឥឡូវលិតវាឲ្យស្អាតសម្រាប់ខ្ញុំអ្នកកំពុងធ្វើបាបមនុស្សច្រើនពេកហើយនេះមិនមែនជាការធ្វើបាបមនុស្សទេនេះជាការគៀបសង្កត់ពីវណ្ណៈខ្ពស់ចុះរឿងនេះវិញយប់នេះមកវិឡាខ្ញុំហើយធ្វើជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលិកពេញសិទ្ធិយកការផ្ដល់ជូនផ្អាករបស់អ្នកក្មេងល្ងងឯងហ៊ានដាក់ដៃលើគាត់ឲ្យបាក់ជើងផងបើកភ្នែកឆ្កែរបស់អ្នកហើយមើលឲ្យច្បាស់កុំយកកាត់គ្មានតម្លៃហើយហ៊ានធ្វើពុតជាម្ចាស់សហគមន៍ថ្ងៃនេះគ្មានអ្នកណាអាចជួយសង្គ្រោះអ្នកបានឡើយវិឡាលេខ1កាត់ចូលប្រើប្រាស់លេខ1អ្នកគឺជាម្ចាស់ web ដ៏ឆ្នើមបំផុតរបស់ Shanghai Base វិឡា web លេខ1លោក Sir ខ្ញុំទើបតែខ្វាក់ភ្នែកឥឡូវនេះខ្ញុំសុំទោសខ្ញុំសុំនឹងស្លាប់ខ្ញុំសុំនឹងស្លាប់ខ្ញុំសុំនឹងស្លាប់ដោយមិនអាចទៅរួចទេគាត់ជាអតីតអ្នកទោសដែលទើបតែចេញពីពន្ធនាគារគាត់អាចធ្វើជាម្ចាស់នៅទីនេះដោយរបៀបណាជាម្ចាស់ web នៃមនុស្សអាក្រក់លេខ1នៅពេលនោះអាក្រក់លេខ1មានតម្លៃយ៉ាងហោចណាស់មួយគាត់នឹងប្រើអ្វីដើម្បីទិញវាខ្ញុំដឹងថាគាត់ប្រហែលជាបានលួចកាត់ចូលប្រើប្រាស់របស់គាត់ក្រុមគ្រួសារទាំងមូលរបស់គាត់ចង់ឆ្លៀតឱកាសលួចរបស់ពីមនុស្សអាក្រក់លេខ1ការដេញថ្លៃគឺត្រឹមត្រូវជនអាក្រក់លេខ1មានតម្លៃ1000លានដុល្លារថាតើគ្រួសារគាត់មើលទៅអាក្រក់ប៉ុណ្ណាភ្លេចថា1000លានពួកគេប្រហែលជាមិនអាចរកចំណូលបានសូម្បីតែ100លោកលីតាអ្នកកំពុងបញ្ជាក់ថាការលួចរបស់ម្ចាស់មិនមែនជារឿងតូចតាចទេជាពិសេសនៅពេលដែលវាជាវិឡាលេខ1ប្រហែលជាអ្នកគ្រប់គ្រងអចលនទ្រព្យក៏ត្រូវបានជាប់ពាក់ព័ន្ធផងដែរសូមពន្យល់ផងថាអ្នកទទួលបានកាត់ចូលប្រើប្រាស់នេះពីណាអ្នកទើបតែនិយាយថាយើងជាម្ចាស់ web តើអ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះយើងឥឡូវនេះត្រូវបានផ្ដល់ឲ្យខ្ញុំដោយមិត្តម្នាក់ប្រសិនបើលោកលីមិនបានរំលឹកខ្ញុំទេខ្ញុំពិតជានឹងត្រូវបានបោកបញ្ឆោតដោយអ្នកចោលប្លន់លេខ1របស់អ្នកមានតម្លៃ1000លានដុល្លារតើអ្នកក្រីក្រដូចអ្នកអាចស្គាល់មិត្តដ៏សប្បុរសបែបនេះដោយរបៀបណាគួរឲ្យអស់សំណើចណាស់ប្រសិនបើអ្នកមិនមានកញ្ចក់អ្នកត្រូវតែមានទឹកនោមត្រឹមត្រូវកុំមើលថាអ្នកជាមនុស្សបែបណាឲ្យសោះហើយអ្នកនៅតែហ៊ាននិយាយអ្នកមានមិត្តម្នាក់ដែលបរិច្ចាគវិមាន1000លានដុល្លារដោយសប្បុរសហេតុអ្វីបានជាអ្នកមិននិយាយថាអ្នកស្គាល់បុរសមានបំផុតនៅចុងហេត្រូវបានផ្ដល់ឲ្យអ្នកដោយបុរសមានបំផុតโจបៃលីជាបុរសមានបំផុតនៅចុងហេពិតជាចង់ផ្ដល់អំណោយដែលមានតម្លៃជាង100លានអាស្រ័យលើថាតើខ្ញុំមានឆន្ទៈទទួលយកថាអ្នកត្រូវបានលាបត្រដាងពីបទលួចហើយឥឡូវនេះអ្នកបានលះបង់ខ្លួនឯងតើអ្នកនឹងចូលមែនទេបុរសដែលមានជាងគេបំផុតដែលផ្ដល់របស់របរដល់អាស្រ័យលើថាតើអ្នកទទួលយកហេតុអ្វីអ្នកមិននិយាយថាលោកចាងចៅហ្វាយក្រុងនៃចាងហៃឬប្រហែលជាអេដឺវ៉ាងនៃព្រះបន្លាឆ្នាំហ៊ាននិយាយដោយផ្ទាល់ទៀតវាគឺជាអ្នកគោរពខាងវិទ្យាសាស្ត្រដែលទើបតែបង្ហាញខ្លួននៅក្នុងលោកនេះយូស្វេតើមានអ្វីកើតឡើងពិតប្រាកដនៅទីនេះអ្នកបានសន្យាជាមួយប៉ាថាអ្នកនឹងផ្លាស់ប្ដូរជីវិតថ្មីប៉ាខ្ញុំជាគ្រូពេទ្យដ៏គួរឲ្យគោរពក្នុងរយៈពេល3ឆ្នាំនេះនៅក្នុងពន្ធនាគារល្ងងខ្លៅណាស់ដែលពិតជាជួយអ្នកយកគាត់ចុះមកបាក់ជើងរបស់គាត់បន្ទាប់មកបញ្ជូនគាត់ទៅអ្នកគ្រប់គ្រងស្ថានីយ៍ប៉ូលីសមិនត្រូវបានលួចដោយឈាវឈួនទេខ្ញុំបានរើសវានៅតាមផ្លូវពេលកំពុងបោះសម្អាតអ្នកចាស់ឲ្យអ្នកចាត់ទុកខ្ញុំដូចជាក្មេងអាយុ3ឆ្នាំឬមនុស្សល្ងងម្នាក់អ្នកហ៊ានដាក់ដៃលើពុកខ្ញុំអ្នកកំពុងស្វែងរកសេចក្តីស្លាប់មែនទេឈួតមែនអ្នកហេតុអ្វីបានជាអ្នកទាំងអស់គ្នានៅតែឈរនៅទីនោះដោយភ្ញាក់ផ្អើលចូលទៅចាប់គាត់មាននរណាម្នាក់កំពុងសម្លាប់មនុស្សនៅច្រកចូលសហគមន៍សូមអញ្ជើញបងប្អូនទាំងអស់មកយកសម្ភារៈមកទេរត់យ៉ាវឈួនរត់ប៉ាខ្ញុំសុខសប្បាយជាទេកូនវេទនាណាស់បើខ្ញុំមិនបាក់ដៃទាំងពីររបស់អ្នកនៅថ្ងៃនេះបន្ទាប់មកឈ្មោះរបស់ខ្ញុំមិនមែនជាឈ្មោះរបស់អ្នកក្នុងចំណោមអ្នកនឹងគេចផុតពីថ្ងៃនេះទេពេលដែលឈួនអស់ពេលបែបនេះព្យាយាមក្លាហានទៀតអីប្រញាប់ឡើងហើយសម្លាប់ពួកវាចោលឲ្យខ្ញុំឈប់សូមអភ័យទោសលោកម្ចាស់លីនខ្ញុំមកយឺតហើយសៀវខឹមនាយកប្រតិបត្តិគីមខ្ញុំនេះហើយខ្ញុំមកពីក្រុមហ៊ុន Chem Group Lee Daejen អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានទីផ្សារសូមមើលថាតើអ្នកច្រឡំគាត់ជាមួយអ្នកផ្សេងឬប្រហែលជាមានការយល់ច្រឡំរវាងអ្នកនិងគាត់ក្មេងម្នាក់នេះគាត់ជាឧក្រិដ្ឋជនដែលទើបតែចេញពីពន្ធនាគារយប់នេះគាត់បាននាំឪពុកនិងប្អូនស្រីរបស់គាត់មកលួចចូលទៅក្នុងវិឡាលេខ1ដើម្បីលួចរបស់ណាងល្អខ្ញុំបានរកឃើញវាតាំងពីដំណឹងដល់ការគ្រប់គ្រងទ្រព្យសម្បត្តិនិងត្រៀមខ្លួនដើម្បីចាប់គាត់តើអ្នកដឹងទេថាអ្នកណាជាម្ចាស់មនុស្សអាក្រក់លេខ1ម្ចាស់របស់មនុស្សអាក្រក់លេខ1តែងតែមានអាថ៌កំបាំងខ្លាំងណាស់គេថាគ្រួសារខ្ញុំពិតជាសមនឹងស្លាប់មែនពួកគេពិតជាហ៊ានលួចពីវិឡារបស់សៀវឆេនពួកគេគ្រាន់តែជាសត្វដែលមិនអាចអត់ទោសបានតើអ្នកមានសិទ្ធិអ្វីមកវាខ្ញុំច្បាស់ជានិយាយជំនួសសៀវឆេនការប្រមាថកេរ្តិ៍ឈ្មោះរបស់លោកលីនសមនឹងទទួលបានការជំរាបលេខាធិការតើអ្នកអាចធ្វើដូចម្តេចដើម្បីជាប្រយោជន៍ដល់ចៅប្រសិនបើខ្ញុំនិយាយថាមិនច្បាស់អ្នកនៅតែហ៊ានប្រមាថកេរ្តិ៍ឈ្មោះរបស់លោកលីននាយកប្រតិបត្តិឆេនលេខ1ដ៏អាក្រក់នេះបានដល់ឲ្យលោកលីនរួចហើយលោកលីនកំពុងត្រឡប់ទៅផ្ទះរបស់គាត់វិញហើយអ្នកពិតជាហ៊ានបញ្ឈប់គាត់ហើយចោទប្រកាន់គាត់ពីបទនាយកប្រតិបត្តិសូមអភ័យទោសខ្ញុំមិនដឹងថាលោកលីនជាមិត្តរបស់អ្នកទេគឺជាអ្នកទាំងពីរដែលបានញុះញង់ខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យរបស់គ្រួសារយើងមានសមត្ថភាពច្រើនក្នុងការបែងចែកអ្វីដែលខុសនិងអ្វីដែលត្រូវនោះទេអ្នកពិតជាខ្វាក់ភ្នែកឥឡូវនេះដោះឯកសន្តាននោះចេញភ្លាមហើយចេញទៅនាយកប្រតិបត្តិខេងសូមផ្ដល់ឲ្យខ្ញុំឱកាសដែលខ្ញុំពិតជានឹងបើកភ្នែករបស់ខ្ញុំឲ្យកាន់តែទូលាយនាពេលអនាគតលោកលីនខ្ញុំខ្វាក់ភ្នែកទាំងស្រុងសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំបាននិយាយថាការធ្វើឲ្យខ្ញុំអាក់អន់ចិត្តគឺជាអ្វីមួយដែលអ្នកមិនអាចទ្រាំទ្របានតើខ្ញុំអាចសុំយោបល់ពីសៀវបានទេដោយពិចារណាពីរបៀបដែលខ្ញុំបានធ្វើការយ៉ាងរយៈពេលជាច្រើនឆ្នាំសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងខ្ញុំគ្រាន់តែព្យាយាមលេងសើចលើលោកលីនប៉ុណ្ណោះតាមពិតទៅយើងគ្រាន់តែលេងសើចទេ
ខ្ញុំនឹងយ៉ាវខើជាមិត្តរួមថ្នាក់វិទ្យាល័យយើងមានទំនាក់ទំនងល្អណាស់ចៅស៊ូមិនត្រឹមត្រូវទេខ្ញុំមិនស្គាល់អ្នកទេលីនស៊ូអ្នកអាចធ្វើបែបនេះដោយបានធ្វើវាធំហើយភ្លេចមិត្តរួមថ្នាក់ចាស់របស់អ្នកមានមុនសិកានៅសល់ទេមុនសិកាគឺសម្រាប់មនុស្សមិនមែនសម្រាប់ចិញ្ចឹមឆ្កែទេអ្នកនិយាយថាអ្នកកំពុងលេងសើចមកខ្ញុំនឹងជឿវាអរគុណច្រើនលោកសៀវខេងសម្រាប់ការយករបស់អ្នកអរគុណច្រើនសៀវឈិនអ្នកពិតជាមានភ្នែកដ៏មុតស្រួចសម្រាប់តបមកអនុញ្ញាតឲ្យខ្ញុំលេងសើចលើអ្នកផងដែរលីដៃជីនឥឡូវនេះខ្ញុំកំពុងបន្ធូរបន្ថយភារកិច្ចទាំងអស់របស់អ្នកដល់ពីក្រុមហ៊ុនភ្លាមលោកនាយកប្រតិបត្តិខេងសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតធ្វើឲ្យក្រុមហ៊ុនលោកលីនអនុញ្ញាតឲ្យខ្ញុំបើកផ្លូវឲ្យអ្នកស្រីឈិនអរគុណចំពោះការលំបាកតើអ្នកចង់ឃើញផ្ទះថ្មីរបស់យើងទេតើទាំងអស់នេះជាការពិតមែនទេខ្ញុំធានាជាមួយនឹងចរិតរបស់ខ្ញុំវាជាការពិតទាំងអស់តោះទៅសម្លាញ់វាមិនអីទេតើសៀវឆេនមិនមែនគ្រាន់តែនិយាយថានាងកំពុងលេងសើចទេនាយកប្រតិបត្តិគីមបាននិយាយលេងសើចថានៅតែជាស្ដេចគ្រប់អ្នកគ្រប់គ្រងទូទៅនៃផ្នែកទីផ្សារសម្លាញ់ឲ្យយើងកុំឈរនៅទីនេះទៀតអីតោះត្រឡប់ទៅវិញហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅការសម្រាប់ដ៏ល្អមួយមិនអីទេជំរាបសួរអនុប្រធានម៉ាហេតុអ្វីបានជាអ្នកហៅខ្ញុំយឺតម្លេះលីដៃជេនអ្នកត្រូវបានបណ្តេញចេញការស៊ើបអង្កេតក៏បានបង្ហាញផងដែរអ្នកត្រូវបានសង្ស័យថាក្លែងបន្លំកិននេះគ្រាន់តែរងចាំការស៊ើបអង្កេតសម្លាញ់ឲ្យចូលយើងប្រញាប់ទៅផ្ទះអ្នកជាមនុស្សអាក្រក់វាជាកំហុសរបស់អ្នកទាំងអស់ចេញពីការមើលឃើញរបស់ខ្ញុំវាជាកំហុសរបស់ខ្ញុំមិនបានទំនាក់ទំនងល្អជាមួយការគ្រប់គ្រងអចលនទ្រព្យជាមុនទេបណ្ដាលឲ្យពូលីននិងលោកលីនត្រូវទទួលទោសខុសលោកចេននាយកប្រតិបត្តិអ្នកពិតជាចិត្តល្អពេកហើយអ្នកបានផ្ដល់ឲ្យគ្រួសារយើងនៅផ្ទះធំមួយខ្ញុំមិនអាចអរគុណអ្នកគ្រប់គ្រាន់ទេសៀវខេងហេតុអ្វីបានជាអ្នកឲ្យផ្ទះមួយដល់ឆាវឈួនមានតម្លៃពេកហើយយើងមិនអាចទទួលយកបានទេពូលីនអ្នកមិនចាំបាច់ហៅខ្ញុំថាសៀវឆេនទេអ្នកអាចហៅខ្ញុំថាម៉ៃរ៉ាន់បានលោកលីនបានជួយសង្គ្រោះជីវិតខ្ញុំពីមុនមកទុកឲ្យតែផ្ទះមួយខ្នងសិនសំបីតែវាសម្រាប់ខ្ញុំរៀបការក៏ដោយនារីវ័យក្មេងរបស់យើងនឹងមានឆន្ទៈកុំនិយាយរឿងមិនសមហេតុផលកញ្ញាលីនខ្ញុំទើបតែដឹងនៅរសៀលនេះថាអ្នកបានចូលរួមជាមួយ Out Game Group តើត្រឹមត្រូវទេត្រូវហើយខ្ញុំឆ្ងល់ថាតើអ្នកចាប់អារម្មណ៍នឹងមុខតំណែងនេះដែរឬទេអ្នកគ្រប់គ្រងផ្នែកទីផ្សារទេនាយកប្រតិបត្តិឈិនខ្ញុំទើបតែបញ្ចប់ការសិក្សាហើយខ្ញុំមិនទាន់មានបទពិសោធន៍ការងារខ្ញុំបានពិនិត្យមើលប្រវត្តិរូបសង្ខេបរបស់អ្នកមិនមានបទពិសោធន៍ការងារច្រើនក៏ដោយក្នុងអំឡុងពេលរបស់អ្នកនៅសាលាចំណេះដឹងវិជ្ជាជីវៈរបស់អ្នកគឺជាបទពិសោធន៍ដ៏រឹងមាំមួយអ្នកអាចប្រមូលវាបន្តិចម្ដងតាមរយៈការងារយើងខ្ញុំក៏អាចជួយអ្នកបានដែរប៉ុន្តែអ្នកស្រីលីនសូមស្វាគមន៍មកកាន់ក្រុមហ៊ុនរបស់យើងចាប់ពីពេលនេះទៅយើងនឹងដូចជាក្រុមគ្រួសារយោពមប៉ាខ្ញុំនឹងទៅជួបអ្នកជួបគ្នាយិននឹងមេសងបន្ទាប់មកពូលីនខ្ញុំនឹងចាក់ចេញឥឡូវនេះនាយកប្រតិបត្តិឈិនឪពុកខ្ញុំពីមុនតែងតែជំរុញខ្ញុំឲ្យរកប្រពន្ធដើម្បីបន្តពូជពង្សគ្រួសារលីនខ្ញុំខ្លាចថាបើអ្នកនៅតែបែបនេះទៀតគាត់នឹងយល់ច្រឡំការយល់ច្រឡំគឺល្អណាស់អ្នកតើអ្នកបាននិយាយអ្វីអ្នកលែងចាំបាច់ហៅខ្ញុំថាសៀវឈិនទៀតហើយអ្នកអាចហៅខ្ញុំថាម៉ៃរ៉ាន់បានលីនឈួននេះតើខ្ញុំអាចហៅអ្នកថាជាការពិតអ្នកអាចហៅលីនឈួនបានដែរឬទេខ្ញុំចង់សុំការអនុគ្រោះពីអ្នកខ្ញុំមិនដឹងថាវាងាយស្រួលសម្រាប់អ្នកទេម៉ូរ៉ានពិតណាស់ប្រាប់ខ្ញុំផងថ្ងៃស្អែកជាពិធីជប់លៀងខួបកំណើតរបស់ជីតាខ្ញុំចង់ឲ្យអ្នកមកធ្វើជាមិត្តប្រុសរបស់ខ្ញុំហើយអំដំណើរខ្ញុំប៉ុន្តែកុំយល់ច្រឡំវាគ្រាន់តែធ្វើពុតជាមិត្តប្រុសរបស់ខ្ញុំនឹកណាស់ខ្ញុំខ្លាចជួបគ្នាថ្ងៃស្អែកនៅសន្តាគារបូឡូប៉ៃសួស្ដីអ្នកនាងរងចាំខ្ញុំប៉ាណេណាប៉ាហត់នឿយហើយគាត់បានឡើងទៅជាន់លើដើម្បីសម្រាកអ្នកចាត់ការទូទៅលីនអ្នកនៅតែត្រូវធ្វើការនៅថ្ងៃស្អែកគួរតែសម្រាកមុនហើយបងប្រុសមានរឿងអ្វីបងប្រុសសុំទោសដែលខ្ញុំយល់ច្រឡំអ្នកពីមុនខ្ញុំមិនគួរប្រព្រឹត្តចំពោះអ្នកដោយអាកប្បកិរិយាបែបនេះទេខ្ញុំពិតជាមិនគួរវាអ្នកទេវាមិនអីទេយើងនៅជាមួយបងប្រុសនៅទីនេះឥឡូវនេះគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទៀតទេបងប្រុសគ្រូពេទ្យដ៏គោរពនេះគឺជាអំណោយអបអរសាទរដែលរៀបចំឡើងតាមការស្នើសុំរបស់អ្នករៀបរាប់ដោយអ៊ីម៉ាស្ដារឡើងវិញចំនួន9គ្រាប់ខ្លឹមសារនៃស្ថានសួគ៌និងសំអសដកកមចំនួន15ដែលបានចម្រាញ់ចេញពីខ្លឹមសារនៃព្រះអាទិត្យអាចពន្យាអាយុជីវិតបាន10ឆ្នាំវាគឺជាកំណប់ទ្រព្យដ៏អស្ចារ្យមួយក្នុងចំណោមកំណប់របស់វាគឺមានរាប់ដុល្លារដោយវិធីនេះបញ្ហាដែលខ្ញុំបានសុំឲ្យអ្នកស៊ើបមានកញ្ញាលីទេគីមូរ៉ានគឺជាកូនស្រីស្របច្បាប់របស់សាខាសំខាន់របស់គ្រួសារគីមពី3ឆ្នាំមុនចៅហ្វាយចាស់រូបនេះមានជំងឺធ្ងន់ធ្ងរមាននរណាម្នាក់នៅក្នុងគ្រួសារគីមអាចទទួលខុសត្រូវដ៏ធំបានគីមូរ៉ានបានឡើងកាន់តំណែងជាអ្នកដឹកនាំគ្រួសារនៅពេលវេលាដ៏សំខាន់3ឆ្នាំនេះមិនត្រឹមតែធ្វើឲ្យគ្រួសារសាច់ញាតិដែលកំពុងធ្លាក់ចុះមានស្ថិរភាពក៏បានដឹកនាំគ្រួសារសាច់ញាតិត្រឡប់មកវិញដល់ត្រកូលគ្រួសារធំទាំង4នៃទីក្រុងចាងហៃទោះជាយ៉ាងណាក៏ដោយគ្រួសារសាច់ញាតិឪពុកម្ដាយរបស់កញ្ញាគីនបានទទួលមរណភាពមុនហើយនាងត្រូវបានពូទី2របស់នាងបណ្ដេញចេញពីយូរមកហើយនិងកូនប្រុសរបស់គាត់នឹងនៅខាងក្រៅគ្រួសារគីនមានកម្លាំងជាច្រើនកំពុងសម្លឹងមើលកញ្ញាគីនដោយលោភលន់វាពិតជាបញ្ហាពីខាងក្នុងនិងខាងក្រៅមិនមានសន្តិភាពតតែសោះគោរពខាងវិទ្យាសាស្ត្រតាក់ទងនឹងបញ្ហាផ្សេងទៀតនៅពេលនោះគួរឲ្យគោរពខាងវិទ្យាសាស្ត្រម្ដាយរបស់អ្នកឈឺធ្ងន់ហើយបានចូលសម្រាប់ជាបាលនៅមន្ទីរពេទ្យដែលបានធ្វើការបរិច្ចាគដោយអនាមិកមិនត្រឹមតែកញ្ញាខេនបានជួយឪពុករបស់អ្នកដោយអនាមិកនាងក៏បានបង្កើតមូលនិធិសប្បុរសធម៌មួយដើម្បីជួយគ្រួសារអ្នកជំងឺជាច្រើនដោយសារតែម្ដាយរបស់នាងក៏បានរងទុក្ខដោយជំងឺនោះហើយបានទទួលមរណភាពនោះហើយជាមូលហេតុដែលនាងចង់ជួយមនុស្សបន្ថែមទៀតក្នុងករណីនោះខ្ញុំត្រូវតែសងនាងវិញឲ្យបានច្រើនជាងនេះទៅទៀតសងគុណពីអតីតគ្រូពេទ្យវិកលចរិត
សន្តាគារ Blue Bay គឺជាទ្រព្យសម្បត្តិនៃព្រះបន្លាវិជ្ជសាស្ត្ររបស់ខ្ញុំអ្នកនេះបានយកសេរីភាពក្នុងការផ្លាស់ប្ដូរលោកពិធីជប់លៀងខួបកំណើតរបស់ពិធីជប់លៀងសម្រិតនៅជាន់ទី3ទៅកាន់សារពិធីជប់លៀង Diamond នៅជាន់ទី7ខ្ញុំបានសុំឲ្យព្រះតេជគុណផ្នែកវិជ្ជសាស្ត្រដាក់ទុនកម្មខ្ញុំនេះជារឿងល្អដែលមិនចាំបាច់បន្ទោសខ្លួនឯងទេភេសជ្ជៈលោកក្រវ័យក្មេងអាចផឹកបានមួយទៀតអ្នកបេសិស្សរបស់អ្នកជំរាបសួរលោកគ្រូខ្ញុំបានស៊ើបអង្កេតក្មេងនោះរួចហើយលីង1ត្រូវបានពេញចិត្តដោយ Wong Keng Shen នៃ Shanghai Medicine God Pavilion គាត់ប្រហែលជាបានយកគាត់ជាសិស្សផ្ទាល់ខ្លួនរបស់គាត់មេក្នុងករណីនោះថ្នាំគ្រាប់ស្ដារនីតិសម្ភារ9ដងរបស់ឡែងឈួនគឺជាថ្នាំពិតប្រាកដខ្ញុំនឹងសម្លាប់គាត់ជាងពាក់កណ្ដាលនៃបន្លាព្រះថ្នាំនៅទូទាំងទឹកដីទាំង36នៃទីក្រុងវូសៀបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្ញុំរួចហើយប្រសិនបើមិនមែនសម្រាប់ព្រះសង្ឃថ្មីដែលលេចចេញមកភ្លាមនោះទេម្ចាស់របស់អ្នកអាចមាន3ឆ្នាំក្រោយមកខ្លាចជាអ្នកគោរពខាងវិទ្យាសាស្ត្រពិតប្រាកដទោះយ៉ាងណាក៏ដោយជាមួយនឹងការលេចចេញនៅរូបសំណាកវិទ្យាសាស្ត្រថ្មីដ៏គួរឲ្យគោរពកម្ចាត់គាត់ចេញដណ្ដើមយកសញ្ញាសម្គាល់វិទ្យាសាស្ត្រដ៏គួរឲ្យគោរពមកវិញនិងសម្រេចបាននៅតំណែងកម្ពុជាដោយស្របច្បាប់និងត្រឹមត្រូវលោកគ្រូសិស្សរបស់អ្នកសូមជូនពរអ្នកជាមុនភាពលេចធ្លោដែលមិនអាចប្រៀបផ្ទឹមបាននឹងដើម្បីហើរពីលើមេឃពេលយប់ព្រះសង្ឃថ្មីមិនបានបង្ហាញទេខ្លួនគាត់ផ្ទាល់ប៉ុន្តែយើងមិនទាន់ដឹងពីអត្តសញ្ញាណពិតប្រាកដរបស់គាត់នៅឡើយទេថ្ងៃនៃពិធីជប់លៀងស្វាគមន៍ដ៏ថ្លៃថ្នូរជិតមកដល់ហើយនៅពេលនោះចៅហ្វាយរបស់អ្នកនឹងបង្កគ្រោះមហន្តរាយយ៉ាងខ្លាំងដំបូងខ្ញុំត្រូវតែកម្ចាត់គ្រូពេទ្យថ្មីដ៏គួរឲ្យគោរពនិងវងដ៏កំណាចនោះចេញស្ដេចសានហើយចុះអ្នកវិញបន្ទាប់មកអ្នកនឹងដើរតាមពីក្រោយចៅហ្វាយយ៉ាងដិតដល់ហើយសម្លាប់កូនកំណាចនោះលីងច្វងងាយស្រួលដូចកំទេចស្រមោចវាសាមញ្ញណាស់បាទចាស់សលោកគ្រូខ្ញុំរងចាំមិនទេក្នុងការទៅពិធីជប់លៀងដ៏កក់ក្ដៅនេះទេវាជាពិធីជប់លៀងសម្រាប់នាគសៀវឈួនខ្ញុំមិនចាំបាច់ស្លៀកពាក់បែបផ្លូវការបែបនេះទេខ្សែនេះចងជុំវិញរបស់ខ្ញុំវាពិតជាចង្អៀតណាស់ឪពុកនេះមិនមែនជាខ្សែទេនេះជាក្រវ៉ាត់ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យរបស់កូនប្រុសអ្នកត្រូវតែស្លៀកពាក់ឲ្យកាន់តែផ្លូវការបន្តិចកុំធ្វើឲ្យខ្ញុំស្ទាក់ស្ទើរខ្សែភាពយន្តនេះគ្រាន់តែប្រាប់ប៉ាដោយស្មោះត្រង់ថាថ្ងៃនេះជាដូច្នោះទេបេះដូងខ្ញុំនឹងមិនស្រួលទេប៉ាតើអ្នកមិនតែងតែសង្ឃឹមថាកូនប្រុសរបស់អ្នកនឹងទទួលបានជោគជ័យដ៏អស្ចារ្យទេខ្ញុំខ្លាចជាមនុស្សមានទេពកោសល្យថ្ងៃនេះខ្ញុំហ៊ាននឹងហោះឡើងលើមេឃហើយខ្លាចជានាគពិតបងប្រុសតើអ្នកពិតជាអាចនាំប៉ានិងខ្ញុំទៅពិធីជប់លៀងដ៏រាក់ទាក់បានទេនោះជាពិធីជប់លៀងដ៏អស្ចារ្យបំផុតនៅចុងហេក្នុងរយៈពេល100ឆ្នាំវាគឺជាអ្នកដែលត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អ្នកគោរពជប់លៀងដ៏គួរឲ្យគោរពគេនិយាយថានៅពេលដែលពេលវេលាមនុស្សមកពីគ្រប់ទីនឹងមកគោរពវិញ្ញាណធ្វើឲ្យវាអស្ចារ្យមិនធ្លាប់មានពីមុនមកសូម្បីតែមេដឹកនាំជាតិក៏បានសរសេរផ្ទាល់ដែរគូសម្រាប់ពិធីជប់លៀងនេះហើយបានដឹកជញ្ជូនវាមកប៉ាគ្រូពេទ្យដ៏មានកិត្តិយសគ្មានអ្វីពិសេសទេចាប់ពីពេលនេះទៅអ្នកនឹងអាចមើលឃើញជារៀងរាល់ថ្ងៃក្មេងល្ងងឲ្យអ្នកនៅសាមនៅក្រោយត្រចៀកសម្ដីរបស់អ្នកមិនគួរឲ្យទុកចិត្តទេមនុស្សប្រភេទណាដែលគួរឲ្យគោរពខាងវិទ្យាសាស្ត្រកុំនិយាយថាជួបគាត់ជារៀងរាល់ថ្ងៃសូម្បីតែគ្រាន់តែអនុញ្ញាតឲ្យខ្ញុំជួបគាត់មិនពេញចិត្តប៉ាបងប្រុសខ្ញុំចង់មានន័យយ៉ាងណាគឺត្រូវដាក់រូបថតរបស់ Medical Venerable នៅលើជញ្ជាំងផ្ទះរបស់យើងនេះយើងអាចជួបគាត់រាល់ថ្ងៃប្រសិនបើយើងពិតជាអាចដាក់រូបថតរបស់ Medical Venerable ផ្ទះរបស់យើងខ្ញុំពិតជានឹងអុជធូបថ្វាយគាត់ជារៀងរាល់ថ្ងៃតើអ្នកកំពុងព្យាយាមបញ្ជូនខ្ញុំចេញមែនទេតម្រង់ខ្នងរបស់អ្នកលើក្បាលរបស់អ្នកឡើងខ្ពស់មានតែពេលនោះទេទើបអាចបង្ហាញពីភាពឆើតឆាយនៃរោគបានគ្មានអ្វីចម្លែកទេដែលប៉មគ្រាវពណ៌លឿងនេះជាកន្លែងលាក់ខ្លួនបែបនេះវាខ្វក់នឹងច្របូកច្របល់ណាស់ដូច្នេះមានសម្រាម3ដុំកំពុងរារាំងផ្លូវនៅទីនេះកុំប្រើពាក្យសម្ដីរបស់អ្នកហួសហេតុពេកមិនគោរពអ្នកទេពេលឃើញខ្ញុំអ្នកគួរតែហៅខ្ញុំថាមីងស៊ូកំពុងអប់រំអ្នកទាំងអស់គ្នាសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកបើមិនដូច្នោះទេប្រសិនបើអ្នកនៅជាប់ជាមួយបុរសចំណាស់ពីរដុំនោះនឹងក្មេងនឹងប្រឡាក់ដោយក្លិនស្អុយរបស់មិនអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានទេហើយអ្វីបានជាអ្នកមិនគិតលឿនម្លេះមីងស៊ូពាក្យសម្ដីរបស់មីងស៊ូសម្រាប់អ្នកមានតម្លៃជាងលុយដែលអ្នកអាចទិញបានទៅទៀតបទពិសោធន៍ដ៏មានតម្លៃគិតពីអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកបងស្រីជូអ្នកមិនអាចនិយាយបែបនោះបានទេយើងក៏បានមកចូលរួមពិធីជប់លៀងដុល្លារិកផងដែរក្លិនមាត់មិនល្អខ្លាំងម្លេះក្នុងវ័យរបស់អ្នកហើយនៅតែអួតអាងនៅទីនេះភាពអស្ចារ្យនៃពិធីជប់លៀងដ៏ស្វាគមន៍នេះគឺអស្ចារ្យមិនធ្លាប់មានពីមុនមកពិធីជប់លៀងរបស់តែការអញ្ជើញធម្មតាបំផុតនៅលើទីផ្សារបានគេផ្សព្វផ្សាយរហូតដល់10លានដែលមកសុទ្ធតែជាគ្រួសារល្បីនិងតារាល្បីគ្រួសារហ៊ូនៅឆុងហេកាន់កាប់តំណែងដ៏លេចធ្លោមួយលោកក្រវ័យក្មេងលីវបានទទួលការអញ្ជើញកម្រិតផែនដីដែលធ្វើឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំមនុស្ស3នាក់ចូលនេះដើម្បីចូលរួមពិធីជប់លៀងគ្រួសារអ្នកដែលមានពពើទោះបីជាអ្នកបានលូកខ្លួនឯងក៏ដោយអ្នកមិនអាចទទួលបានការអញ្ជើញធម្មតាមួយបានទេការអញ្ជើញកម្រិតកញ្ចក់ហើយអ្នកហ៊ានអួតនៅទីនេះអ្នកមិនមានសិទ្ធិឈរនៅទីនេះទេអ្នកគ្រាន់តែដើរជាមួយគាត់ទៅពិធីជប់លៀងអ្នកនៅពេលដែលឆោនអ្នកនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងនឹងការបង្ហាញជំនាញនិយាយរបស់អ្នកវាពិតជាធ្វើឲ្យខ្ញុំខ្មាស់អៀនណាស់ដែលបានឃើញខ្ញុំអ្នកបានរងចាំខ្ញុំនៅទីនេះជាមុនខ្ញុំពិតជាមានការរំជួលចិត្តបន្តិចមែនប៉ុន្តែយើងនៅតែមិនអាចត្រឡប់ទៅវិញបានខ្ញុំបានរកឃើញនរណាម្នាក់ដែលល្អជាងនិងស័ក្តិសមនឹងការទុកចិត្តជាងនេះរួចហើយខ្ញុំសូមអ្នកកុំរំខានខ្ញុំទៀតអី
ខ្ញុំនៅតែសង្ឃឹមថាអ្នកពិចារណាពីក្តីស្រឡាញ់របស់យើងកន្លងមកជូនពួកខ្ញុំផងខ្ញុំមិនបានរំខានអ្នកទេសូម្បីតែឥឡូវនេះអ្នកនៅតែមិនមានគម្រោងទទួលស្គាល់វាអ្នកហ៊ានធ្វើវាប៉ុន្តែមិនហ៊ានទទួលខុសត្រូវតើអ្នកសុំនឹងត្រូវបានគេហៅថាអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីបងប្រុសរបស់យើងនៅទីនេះដើម្បីចូលរួមពិធីជប់លៀងដុល្លារកុំឲ្យមនុស្សមិនសំខាន់ទាំងនេះប៉ះពាល់ដល់អារម្មណ៍របស់អ្នកតែប្រសិនបើឆ្កែព្រោះពេលយើងនៅតាមផ្លូវតើអ្នកនឹងប្រញាប់ប្រញល់ទៅប្រយុទ្ធជាមួយពួកគេទេបងប្រុសខ្ញុំនិយាយត្រូវខ្ញុំមិនអន់ក្បាលដល់កម្រិតឆ្កែទេស្រីថោកទាបឲ្យហ៊ានហៅខ្ញុំថាឆ្កែខ្សែភាពយន្តនេះត្រូវបានបកប្រែឲ្យអ្នកវីស្ត្រីម្នាក់ដោយមីឌាខ្ញុំវីអ្នកព្រោះអ្នកសុំនឹងទទួលបានវាអ្នកគ្រប់គ្រងវ័យក្មេងវូថេមឡាញឈ្មោះឆ្កែអាក្រក់នេះជាឆ្កែដែលពឹងផ្អែកលើអំណាចរបស់ម្ចាស់វាហើយស្រីឆ្កែញីនេះពិតជាហ៊ានហៅយើងថាឆ្កែយើងពិតជាមិនអាចអត់អន់ចំពោះការប្រមាថនេះខ្ញុំមិនបាននិយាយថាអ្នកជាអ្នកដែលបានទូចឲ្យសុំនឹងការពិពណ៌នាមិនអីទេលីយូចៅមួយចំនួននេះបានមកពិធីជប់លៀងនេះដើម្បីបង្កបញ្ហាដើម្បីអ្នកមិនអាចប្រាប់ដូចអតីតអ្នកទោសលីនឈួនបានទេតែពីមុនបានបង្កឲ្យមានហេតុការណ៍មួយនៅក្នុងពិធីជប់លៀងចុះបញ្ជីក្រុមហ៊ុនដែលបង្កបញ្ហាដោយចេតនាដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់ព្រះបន្លាបរំខានដល់កិច្ចការល្អរបស់យើងនិងបង្កឲ្យមានបន្ទាប់មកសន្តិសុខទីកន្លែងនឹងបណ្ដេញយើងចេញនេះដើរតួយ៉ាងសំខាន់ក្នុងគម្រោងអាក្រក់របស់គាត់អ្វីម្លេះក្រុមគ្រួសារអ្នកលេងប៉ុបភើដែលគ្មានការអញ្ជើញមិនអាចចូលទៅក្នុងពិធីជប់លៀងដ៏ថ្លៃថ្នូររបស់យើងដូច្នេះអ្នកចង់ឲ្យយើងក៏មិនអាចចូលរួមបានដែរលោកព្រះវ័យក្មេងវូបានឆ្លងកាត់ជំនាន់ពេលវេលាទទួលបានជោគជ័យលេងឈួងល្បិចដូចគ្នានេះគឺគ្រប់គ្រាន់ដើម្បី5ដងការប្រើប្រាស់វាម្ដងទៀតនឹងមិនស្រស់ទេជំនួសឲ្យអ្នកនៅទីនេះដែលមានគំនិតអាក្រក់អ្នកក៏អាចទៅធ្វើការនៅការដ្ឋានសំណង់ដែរយ៉ាងហោចណាស់អ្នកមានឆ្អឹងខ្នងខ្លះឥឡូវនេះអ្នកមានគំនិតទាំងអស់របស់អ្នកលើខ្ញុំមិនអាចបំភ្លេចខ្ញុំហើយមិនចង់ឲ្យខ្ញុំរស់នៅបានល្អតើអ្នកនឹងធ្វើដូចបរិសុទ្ធនៅពេលណាខ្ញុំនឹងប្រាប់អ្នកម្ដងទៀតយើងមកទីនេះថ្ងៃនេះដើម្បីចូលរួមពិធីជប់លៀងដុល្លារវាមិនមានទំនាក់ទំនងអ្វីជាមួយអ្នកតតែសោះហើយខ្ញុំក៏ព្រមានអ្នកដែរកាលពីលើកមុនអ្នកបានរំខានដល់ពិធីជប់លៀងចុះបញ្ជីក្រុមហ៊ុនរបស់ខ្ញុំជាបណ្ដោះអាសន្នយើងនឹងមិនបន្តវាជាមួយអ្នកទេលោកក្រវ័យក្មេងវូនឹងជួបផ្ទាល់ជាមួយគ្រូពេទ្យដ៏គោរពគ្រូសាអ៊ូចាប់ពីថ្ងៃនេះទៅនឹងក្លាយជាគ្រូសាដ៏អស្ចារ្យមួយក្នុងចំណោមគ្រូសាធំទាំង4របស់សៀងហៃជាផ្លូវការនិងសេរីរុងរឿងដ៏ខ្ពង់ខ្ពស់ប្រសិនបើអ្នកនៅតែហ៊ានព្យាយាមរំខានដល់កិច្ចការល្អរបស់យ៉ាង Master Wu ខ្ញុំនឹងសម្រាប់ពេញមួយជីវិតរបស់អ្នកទៅណាឡើយហើយត្រូវផ្សះផ្សាជាមួយអ្នកឲ្យបានសម្រាប់ជីវិតតែជាមួយគាត់ក៏ចង់ជួបជាមួយគ្រូពេទ្យដែលគោរពបូជាដែរនៅពេលដែលគ្រូសាអ៊ូត្រូវបានបង្កើតឡើងជាលើកទាំងស្រុងលើការគ្រប់គ្រងជាប្រចាំរបស់គ្រូសាក្នុងអំឡុងពេលចំនួនផ្ទៃក្នុងរបស់គ្រូសាឈិនពួកគេបានចាក់ពួកគេពីក្រោយក្រោមឈ្មោះរបស់គាត់ទ្រព្យសម្បត្តិស្ទើរតែពាក់កណ្ដាលត្រូវបានយកចេញពីគ្រូសាឈិនរយៈការរឹបអូសនិងការប្លន់ដោយស្មោះត្រង់និងអយុត្តិធម៌បែបនេះដោយគ្មានមុនសការឬប្រាក់ចំណេញសុទ្ធតែបានផ្ដល់ឲ្យគាត់នូវភាពក្លាហានពិតជាហ៊ានស្រមៃចង់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមគ្រូសាធំទាំង4តើអ្នកជាមនុស្សប្រភេទណាតើអ្នកហ៊ានបង្កាច់បង្ខូចគ្រូសាអ៊ូយ៉ាងដូចម្ដេចគ្រូសាវូមិនមែនជារបស់សម្រាប់មនុស្សថ្នាក់ទាបដូចអ្នកទេនិយាយដើមគេដោយចៃដន្យអំពីហេមីងស៊ូកុំខឹងអីអ្វីដែលគាត់និយាយគឺពិតជាត្រឹមត្រូវក្រុមគ្រួសារសាច់ញាតិបានជួយគ្រួសារប៉ុន្តែនោះគឺជាឆន្ទៈផ្ទាល់ខ្លួនរបស់គ្រួសារសាច់ញាតិយើងមិនដែលសុំជំនួយពីក្រុមគ្រួសារសាច់ញាតិរបស់យើងឡើយចំពោះគ្រួសារញាតិសន្តានដែលត្រូវបានលេបត្របាក់ដោយគ្រួសារអ៊ូពិភពជំនួញគឺដូចជាសមរភូមិមួយដោយធម្មជាតិក្រុមគ្រួសារញាតិសន្តានដល់សប្តាហ៍ថ្ងៃនេះមិនទាន់ត្រូវបានលេបត្របាក់ទាំងស្រុងដោយគ្រួសារអ៊ូនៅឡើយទេមានរឿងមួយទៀតដែលខ្ញុំត្រូវប្រាប់អ្នកខ្ញុំមកថ្ងៃនេះមិនត្រឹមតែដើម្បីជួបជាមួយគ្រូពេទ្យដ៏ស័ក្តិសមទេខ្ញុំក៏ជាអ្នកដែលមានទេពកោសល្យវ័យក្មេងដែលត្រូវបានកំណត់ជាលក្ខណៈបុគ្គលរបស់ខ្ញុំគឺស្វាងគ្មានព្រំដែនគម្លាតរវាងអ្នកនិងខ្ញុំនឹងកាន់តែធំឡើងនៅពេលនោះអ្នកនឹងលែងសំខាន់នៅចំពោះមុខខ្ញុំទៀតហើយថាអ្នកនឹងមិនរាប់បញ្ចូលសំបីតែធូលីដេមួយដងវាជាកិត្តិយសរបស់អ្នកដែលអ្នកអាចឈរនៅចំពោះមុខខ្ញុំឥឡូវនេះក្រុមគ្រួសារអ្នកចម្រៀងប៉ុបភើឲ្យហេតុអ្វីអ្នកមិនលុតជង្គង់ដើម្បីថ្លែងអំណរគុណដល់លោកក្រវ័យក្មេងវូដែលអនុញ្ញាតឲ្យអ្នកឃើញខ្ញុំពិតជាទន្ទឹងរង់ចាំមើលការបញ្ចេញមតិរបស់អ្នកបន្ទាប់ពីអ្នកបានឃើញគ្រូពេទ្យដ៏ស័ក្តិសមព្រះវេទបណ្ឌិតគឺជាព្រះដ៏ឧត្តមដែលមិនអាចប្រៀបផ្ទឹមបានកំពុងសម្លឹងមើលទូទាំងវត្តជ្រងជាអ្នកទី2បន្ទាប់ពីព្រះអម្ចាស់នៃប្រទេសជាតិដ៏ថ្លៃថ្នូរយើងពិតជាត្រូវតែក្រាបថ្វាយបង្គំដើម្បីបង្ហាញពីភាពស្មោះត្រង់របស់គ្រួសារទទួលបានការការពារពីទ្រព្យគួរឲ្យអាណិតណាស់មនុស្សមួយចំនួនមិនថាពួកគេអួតអាងខ្លាំងប៉ុណ្ណាឬស្លៀកពាក់យ៉ាងស្រស់ស្អាតប៉ុណ្ណានោះទេសូម្បីតែដើម្បីបំពេញតាមលក្ខណៈសម្បត្តិដ៏គួរឲ្យគោរពផ្នែកវិទ្យាសាស្ត្រដែលពួកគេគ្រាន់តែឈរនៅច្រកចូលសាលពិធីជប់លៀងក៏ដោយរងចាំពិធីជប់លៀងចាប់ផ្ដើមពួកគេក៏នឹងនៅក្បែរឆ្មាំសន្តិសុខបណ្ដេញចេញដូចឆ្កែមានតែមនុស្សទេដែលគួរស្ថិតនៅក្នុងលូកុំស្រមៃចង់ឡើងខ្ពស់ជាងនេះបើគ្មានសមត្ថភាពនោះចុះបើពួកគេឡើងលើពួកគេនៅតែដូចជារឿងកំ pl ែងដែលអ្នកដទៃមើលគ្រូសាវូរបស់អ្នកនៅថ្ងៃនេះនឹងមិនត្រឹមតែបរាជ័យក្នុងការទទួលបានការការពារក៏ឲ្យជួបប្រទះនឹងគ្រោះមហន្តរាយដ៏សាហាវប្រសិនបើខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលអ្នកមិនមានសិទ្ធិឈរនៅទីនេះទេបន្ទាប់ពីថ្ងៃនេះអ្នកនឹងយល់ច្បាស់ថាអ្នកណាជាយកពិតប្រាកដលីនឈួនខ្ញុំពិតជាកោតសរសើរចំពោះភាពក្លាហានរបស់អ្នកណាសូម្បីតែឥឡូវនេះអ្នកនៅតែរឹងរូសនៅទីនេះបន្ទាប់មកខ្ញុំនឹងបង្រៀនអ្នកពីរបៀបប្រព្រឹត្តខ្លួនជាសន្តិសុខអ្នកទាំង3នេះមិនមានការអញ្ជើញទេពួកគេកំពុងលួចលាក់នៅជុំវិញខ្ញុំសង្ស័យថាពួកគេចង់លួចលាក់នៅក្រៅក្មេងអ៊ូសូមលោកមានទំនុកចិត្តយើងជាសន្តិសុខលំដាប់កំពូលរបស់ឆុងហេយើងពិតជាមិនអនុញ្ញាតឲ្យនរណាម្នាក់ឡើយមិនពាក់ព័ន្ធក្នុងការចូលទៅក្នុងសាលពិធីជប់លៀងខ្ញុំស្នើឲ្យទាត់ពួកគេចេញភ្លាមម្នាក់ជាអ្នកបោះសម្អាតផ្លូវម្នាក់ជាអ្នកទោសនៅជំរំការងារមនុស្សបែបនេះមិនសមនឹងបង្ហាញខ្លួនបែបនេះទេក្នុងករណីដែលពួកគេបានបំពោខ្យល់វាជាការមិនគោរពចំពោះជនងាយរងគ្រោះផ្នែកវិទ្យាសាស្ត្រចុះបើអ្នកងាយរងគ្រោះផ្នែកវិទ្យាសាស្ត្រនៅពេលក្រោយឆ្លងកាត់រឿងទាំង3នេះធ្វើឲ្យភ្នែករបស់គាត់ខូចតើអ្នកអាចទទួលខុសត្រូវបានទេលោកម្ចាស់សូមបង្ហាញការអញ្ជើញរបស់អ្នកគ្រាន់តែអ្នកទេអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីពិនិត្យមើលការអញ្ជើញរបស់ខ្ញុំបំផុតរបស់អ្នកនៅការអញ្ជើញសម្រាប់ការស្វាគមន៍ពិធីជប់លៀងដ៏សក្ការៈត្រូវបានបែងចែកជា4ប្រភេទអញ្ជើញខាងស្មៅនិងលឿងនៅក្រោមដីយើងទាំងអស់គ្នាមានសិទ្ធិទទួលពីសហការខ្ញុំបាននិយាយថាអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេលីនសួនអ្នកញៀននឹងការធ្វើពុតហើយតើអ្នកមិនតាំងចិត្តស្នាក់នៅទីនេះថ្ងៃនេះទេ
គ្មានការអញ្ជើញមានន័យថាគ្មានការអញ្ជើញតើអ្នកចង់មានន័យយ៉ាងណាថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ក្មេងអាយុ3ឆ្នាំទេតើអ្នកកំពុងនិយាយអ្វីរបស់អ្នកគឺជាការអញ្ជើញថ្នាក់បង្ហាញអារម្មណ៍យ៉ាងនេះហើយប្រសិនបើពួកគេមានការអញ្ជើញថ្នាក់ឋានសួគ៌ព្រះអាទិត្យនឹងរះពីខាងលិចអួតអាងឥតខ្មាស់អៀនពោពេញដោយការកុហកតើអ្នកមិនមានអារម្មណ៍ខ្មាស់អៀនទេខ្ញុំមានអារម្មណ៍ខ្មាស់អៀនគ្រាន់តែការអញ្ជើញរបស់អ្នកចេញបងប្រុសសូមដកវាចេញឆាប់ជឿខ្ញុំចុះពួកគេពិតជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីពិនិត្យមើលការអញ្ជើញរបស់យើងទេលោកម្ចាស់ខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះថ្ងៃនេះទាំងអស់សម្រាប់ការចូលនិងចេញពីច្រកទ្វារខ្ញុំមានសិទ្ធិពិនិត្យអ្នកក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរម្នាក់នេះពិតជាមានចិត្តក្លាហានមែនការអញ្ជើញ4ប្រភេទនៅស្ថានសួគ៌ខ្មៅនិងលឿងខ្ញុំមានសិទ្ធិពិនិត្យនិងពិចារណាដោយសេរីថានេះជាសិទ្ធិអំណាចដែលផ្ដល់ដោយ Medicine God Pavilion លឿងហើយវាក៏ជាអំណាចដែលផ្ដល់ឲ្យខ្ញុំដោយ Yellow Crane Tower អ្វីដែលភ្ញៀវគិតយុះចង់សម្ដៅការអញ្ជើញរបស់អ្នកលើសពីឋានសួគ៌ទាំង4ផែនដីខ្មៅនិងលឿងអ្នកដឹងថាវាតំណាងឲ្យអ្វីអ្នកគ្រប់គ្រងអ្នកគិតខ្ពស់ពេកចំពោះគាត់គ្រាន់តែជាអ្នកទោសម្នាក់ដែលបានជាប់ពន្ធនាគាររយៈពេល3ឆ្នាំប៉ុណ្ណោះទោះនៅជំរំការងារឯកនឹងទទួលការហៅគាត់ថាជាភ្ញៀវគិតយុះទេលើកនេះអ្នកពិតជាធ្វើហួសហេតុពេកហើយតើអ្នកដឹងទេថាមនុស្សដែលឈរក្បែរអ្នកគឺអគារ Yellow Crane Tower គឺជាភោជនីយដ្ឋានដ៏មានកិត្យានុភាពបំផុតនៃរបស់វានៅពីក្រោយវាគឺមកពីព្រះអស្ថានហើយអ្នកគ្រប់គ្រងអ្នកគឺជាប្រធានអ្នកគ្រប់គ្រង lobby របស់ Yellow Crane Towers ត្រួតពិនិត្យជាន់ទាំង17តើខ្ញុំអាចសួរនៅ John Hay បានទេគ្រូសាដែលមានឥទ្ធិពលលើកិច្ចប្រជុំអ្នកគ្រប់គ្រងអ្នកនឹងមិនផ្ដល់ការគោរពដល់គាត់ទេលោកក្រវ័យក្មេងវូអ្នកលើកដំកើងខ្ញុំនេះគឺជាអំណាចដែលព្រះអស្ចារ្យបានប្រទានមកខ្ញុំគ្រាន់តែបម្រើគ្រួសារនិងពួកអភិជនដែលមានឥទ្ធិពលផ្សេងប៉ុណ្ណោះហើយអ្នកមិនអើពើនឹងឋានានុក្រមនិងឋានៈប្រព្រឹត្តដោយមិនគោរពចំពោះថ្នាក់លើរបស់អ្នកហើយនិយាយដោយមិនប្រុងប្រយ័ត្នអ្នកថែមទាំងហ៊ានធ្វើពុតជាខ្មាស់អៀននៅចំពោះមុខអ្នកគ្រប់គ្រងអ្នកដឹងទេថាអ្នកបានប្រព្រឹត្តអំពើហាមឃាត់យ៉ាងធ្ងន់ធ្ងរអ្នកចាត់ការយូគ្រួសារទាំងមូលនេះសុទ្ធតែជាមនុស្សអាក្រក់និងជាមនុស្សកំណាចពួកគេចង់លួចចូលទៅក្នុងពិធីជប់លៀងមិនមែនគ្រាន់តែឃើញវត្តមានដ៏គួរឲ្យគោរពខាងវិទ្យាសាស្ត្រនោះទេក្មេងម្នាក់នេះធ្លាប់ប្រមាថមើលងាយគ្រូពេទ្យពីមុនមកគាត់ថែមទាំងបានធ្វើត្រាប់តាមអ្នកគោរពខាងវិទ្យាសាស្ត្រទៀតផងតើអ្នកគិតយ៉ាងណាចំពោះរឿងនេះដើម្បីជាប្រយោជន៍ដល់លោកក្រវ័យក្មេងវូហើយដោយសារតែយើងបានរាយការណ៍ពីពួកគេដោយជោគជ័យក្រោយមកនៅពេលអ្នករៀបចំកន្លែងអង្គុយតើអ្នកអាចផ្លាស់ទីយើងឡើងមួយជួរបានទេតាមវិធីនេះយើងនឹងមានឱកាសពិនិត្យមើលឲ្យកាន់តែច្បាស់អំពី Medical Vanderbilt ដើម្បីបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងសូមអរគុណអ្នកគ្រប់គ្រង line ឈ្នះនៅលើប្រសិនបើអ្នកដឹងពីអ្វីដែលល្អឡើងហើយលុតជង្គង់សុំទោសអ្នកគ្រប់គ្រងអ្នកបើមិនដូច្នោះទេអ្នកនឹងមិនចាក់ចេញពីទីនេះនៅថ្ងៃនេះទេរួមទាំងបរិសុទ្ធចំណាស់ម្នាក់នៅក្បែរអ្នកនិងប្អូនស្រីរបស់អ្នកធ្វើឲ្យខ្ញុំលុតជង្គង់តើគាត់ស័ក្តិសមនឹងវាទេតើប៉មគ្រាពណ៌លឿងស័ក្តិសមនឹងវាទេអ្នកពិតជាធ្វើឲ្យខ្ញុំសាច់មែនអ្នកបានរំខានអស់លឿនអស់រយៈពេល8ឆ្នាំហើយហេតុអ្វីខ្ញុំមិនដឹងថាអ្នកមានសមត្ថភាពអស្ចារ្យបែបនេះអ្នកចាត់ការអ្នកមិនស័ក្តិសមនឹងវាទេហើយអគារ Yellow Crane Tower ក៏ដូចគ្នាដែររបស់អ្នកនឹងមិនដូចគ្នានឹងអ្នកដែលងាយរងគ្រោះផ្នែកវិទ្យាសាស្ត្រចម្លែកទេដែលក្រុមគ្រួសារនៃផ្កាពពបានយកលុយដែលពួកគេទទួលបានពីការលក់ដំណងនំសម្លៀកបំពាក់សមរម្យចំនួន3ឈុតដូច្នេះពួកគេបានមកជាមួយគឺទាំងអស់សម្រាប់ការសង្សឹកសម្លៀកបំពាក់តាមតូបលក់ដូរតាមចិញ្ចើមផ្លូវទាំងនេះដែលមើលទៅហាក់ដូចជាទាន់សម័យតាមអីទេលីងឈួនសពទៅវិញទេចាប់តាំងពីអ្នកតាំងចិត្តស្លាប់យ៉ាងខ្លាំងបន្ទាប់មកចៅហ្វាយវ័យក្មេងនេះនឹងបំពេញបំណងប្រាថ្នារបស់អ្នកមុនគេដើម្បីទទួលបាន credit ពី Yellow Crane Tower នឹងធ្វើឲ្យអ្នកពិការឆ្កែចាស់នៅក្បែរស្រីរបស់អ្នកជាមួយនឹងរូបរាងរបស់នាងល្អឥតខ្ចោះសម្រាប់ឲ្យមិត្តភក្តិខ្ញុំទះដៃអបអរសាទរអ្នកកំពុងប្រាថ្នាចង់បានសេចក្តីស្លាប់តើអ្នកហ៊ានវាខ្ញុំនៅ Yellow Crane Tower យ៉ាងដូចម្តេចជាចំណាប់អារម្មណ៍ប៉ុណ្ណោះបន្ទាប់ពីខ្ញុំបានចូលរួមពិធីជប់លៀងដុល្លារខ្ញុំនឹងដោះស្រាយជាមួយឆ្មាំគ្រួសារដ៏ឆ្លើយរបស់អ្នកយកមនុស្សម្នាក់នេះដែលប្រមាថប៉មគ្រាលឿងរបស់ខ្ញុំឥតខ្មាស់នេះវាបំបាក់អវយវៈរបស់វាហើយបោះវាចោលដើម្បីឲ្យម្នាក់ឯងទៅតើឯងនឹងរក្សាមោទនភាពដ៏គួរឲ្យអស់សំណើចរបស់ឯងបានយូរកว่าប្រសិនបើអ្នកលុតជង្គង់ឥឡូវនេះវាប្រសើរជាងពេលអវយវៈរបស់អ្នកបាក់ហើយអ្នកត្រូវបានសមត្ថភាពនៅឡើយទេគ្មានការអង្វរសុំក្តីមេត្តាទេដែលអ្នកនៅបាត់សង្គមអ្នកចាត់ការឈានអ្នកពិតជាចិត្តល្អពេកហើយនៅពេលនេះអ្នកនៅតែគិតអំពីរឿងនេះល្អឥតប្រយោជន៍ចៅសួនយកការអញ្ជើញចេញយ៉ាងលឿនឲ្យពួកគេឃើញពិចារណាវាទៅឪពុកអ្នកអង្វរយើងមិនអាចមានលទ្ធភាពធ្វើឲ្យពួកគេអាក់អន់ចិត្តបានទេបងប្រុសបើភ្នែករបស់អ្នកហើយមើលថាតើខ្ញុំពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមពិធីជប់លៀងនេះគឺជានាម9និងស័ព្ទហ្វូនិកដែលបន្លឺឡើងនៅទីខាងកើតខ្ពស់បំផុតសម្រាប់ពិធីជប់លៀងដ៏គួរឲ្យគោរពនៅថ្ងៃនេះលីនសួនអ្នកនៅទីនេះដើម្បីដើរតួជាធ្លុកហើយធ្វើឲ្យខ្លួនឯងល្ងងមែនទេបន្ទាប់ពីកាន់វីយូមកហើយអ្នកគ្រាន់តែដកយកសម្រាមនេះចេញវាថែមទាំងមានរូបនាគនិងស័ព្ទហ្វូនិកនៅលើវាទៀតវាមិនមែនជាការអញ្ជើញថ្នាក់លឿងថ្នាក់ទាបបំផុតនោះទេទោះបីជាវាคล้ายៗក៏ដោយយ៉ាងហោចណាស់អ្នកអាចខិតខំប្រឹងប្រែងខ្លះតើអ្នកទូចង់ធ្វើខ្លួនអ្នកឲ្យคล้ายជាអ្នកគ្រប់គ្រងរឿងកំ pl ែងមែនទេអ្នកយកអំណោយនេះទៅដោយឥតប្រយោជន៍យ៉ាងលឿនក្រែងអ្នករារាំងអ្នកដឹកនាំកន្លែងវិទ្យាសាស្ត្រដ៏គួរឲ្យគោរពសួស្តីអ្នកខ្ញុំគ្រាន់តែជម្រាបសួរលោកម្ចាស់តែពេលនេះខ្ញុំខ្វាក់ភ្នែកហើយមិនស្គាល់អ្នកទេលោកខ្ញុំសូមអង្វរលោកម្ចាស់មេត្តាករុណាអ្នកគ្រប់គ្រងអ្នកតើអ្នកកំពុងធ្វើអ្វីជាមួយការអញ្ជើញនេះវាច្បាស់ណាស់ថាជាការคล้ายៗវាគ្មានសំបីតែពាក្យសម្ដីខ្មៅឬលឿងនៅលើវាពិតប្រាកដអ្នកគ្រប់គ្រងអ្នកត្រូវតែឃើញរបស់របរអ្នកទាំងអស់គ្នាបិទមាត់ទៅអ្វីដែលលោកលីនកាន់នៅក្នុងឋានៈខ្ពស់បំផុតនៅឯការស្វាគមន៍ជប់លៀងដ៏គួរឲ្យគោរពនាគទាំង9និងហ្វូនីករបស់វាលើសពីការអញ្ជើញដ៏អស្ចារ្យទាំង4របស់ស្ថានដីខ្មៅនិងលឿងវាតំណាងឲ្យភាពថ្លៃថ្នូររបស់ខ្ពង់ខ្ពស់និងសេរីរុងរឿងពិធីសម្រាប់ការស្វាគមន៍ភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតតើអាចទៅរួចទេដែលថាមនុស្សគ្មានប្រយោជន៍នេះពិតជាមានលក្ខណៈគោរពឬសូម្បីតែទាបជាបន្តិចបន្តួចទៅនឹងគួរឲ្យគោរពខាងវិទ្យាសាស្ត្រមិនអាចទៅរួចទេទាំងស្រុងអ្នកទោសម្នាក់នេះទើបតែចេញពីពន្ធនាគារតើគាត់អាចមានឋានៈខ្ពស់បែបនេះដោយរបៀបណាប្រសិនបើគាត់ពិតជាមានសមត្ថភាពនេះមែនខ្ញុំចង់រៀបការឲ្យកូនស្រីខ្ញុំជាមួយគាត់កាលពីច្រើនឆ្នាំមុនឥឡូវនេះអ្នកនៅតែនិយាយថាអ្នកអាចពិនិត្យមើលការអញ្ជើញរបស់ខ្ញុំខុសហើយខ្ញុំសូមនឹងស្លាប់ខ្ញុំសូមអង្វរលោកម្ចាស់សូមពិចារណាថាខ្ញុំមានម្ដាយចាស់ជ្រាលនិងប្រពន្ធនិងកូននៅខាងក្រោមជីវិតខ្ញុំចៅឈួនជាអ្វីមានរឿងអ្វីកើតឡើងអ្នកគ្រប់គ្រងហេតុអ្វីបានជាគាត់លុតជង្គង់ចំពោះបងប្រុសរបស់អ្នកតើអ្នកមានឋានៈបែបនេះដោយរបៀបណាការអញ្ជើញកម្រិតខ្ពស់បែបនេះពីព្រោះខ្ញុំជា
ការអញ្ជើញនេះត្រូវបានក្លែងបន្លំដោយគាត់យើងទាំងអស់គ្នាត្រូវបានបោកបញ្ឆោតដោយគាត់ពិធីជប់លៀងដ៏គួរឲ្យគោរពនេះគឺអស្ចារ្យមិនធ្លាប់មានពីមុនមកអ្នករៀបចំបានប្រុងប្រយ័ត្នខ្ពស់ហើយបានសង្កត់ធ្ងន់ជាមុនថាការអញ្ជើញទាំងអស់មានសញ្ញាសម្គាល់ពិសេសនៅលើលិខិតអញ្ជើញនេះមិនត្រឹមតែមិនមានសញ្ញាសម្គាល់ពិសេសនោះទេប៉ុន្តែមិនមានសូម្បីតែលេខស៊េរីពិតជាមិនមានសញ្ញាសម្គាល់ឬលេខស៊េរីទេអ្នករៀបចំកម្មវិធីពិតជាមិនធ្វេសប្រហែសបែបនេះទេព្រោះវាតំណាងឲ្យការអញ្ជើញដ៏លេចធ្លោបំផុតបន្ទាប់មកមិនថាវាជាសិប្បកម្មឬព័ត៌មានលម្អិតនោះទេវាគួរតែលើសពីការអញ្ជើញធម្មតាទៅទៀតការអញ្ជើញនេះត្រូវតែคล้ายទើបតែពេលនេះខ្ញុំគ្រាន់តែសម្លឹងមើលវាតើអ្នកណានឹងគិតថាមាននរណាម្នាក់ហ៊ានបង្កើតនាគ9ក្បាលនោះនិងសត្វហ្វូនីកដែលបន្លឺឡើងនៅទីខាងកើតបានស៊ីបេះដូងខ្លាឃ្មុំនិងពស់វៀនខ្លាឃ្មុំប្រព្រឹត្តអំពើប៉ះបោលបែបនេះគាត់បានជាប់គុករយៈពេល3ឆ្នាំអ្នកដែលត្រូវបានចាក់សោនៅទីនោះសុទ្ធតែជាចោរកម្មតូចតាចនិងការរបស់គាត់ក្នុងការក្លែងបន្លំលិខិតអញ្ជើញត្រូវតែត្រូវបានរៀននៅទីនោះទោះជាយ៉ាងណាក៏ដោយអ្វីដែលក្លែងមិនអាចក្លាយជាការពិតបានលាតត្រដាងនៅទីបំផុតសូមអរគុណដល់លោកក្រវៃក្មេងវូដែលបានលាតត្រដាងមិនដូច្នោះទេថ្ងៃនេះគាត់ជានឹងរំខានដល់ពិធីជប់លៀងដ៏គួរឲ្យគោរពគាត់ដេកផ្ងាហើយចុះចាញ់មិនខ្លាចជីវិតនិងសេចក្តីស្លាប់តែប្រសិនបើគាត់ធ្វើឲ្យគ្រូពេទ្យដែលគោរពបូជាអាក់អន់ចិត្តហើយរំខានដល់ពិធីជប់លៀងធម្មតាអ្នកដែលនឹងរងគ្រោះគឺយើងលីនដុនអ្នកនិយាយបំភ្លើដើម្បីអាចចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងដ៏រីករាយសម្រាប់ការសក្ការៈនិងពិធីជប់លៀងនៃកិត្តិយសរបស់ខ្ញុំក្នុងការធ្វើពុតជាភ្ញៀវកិត្តិយសដ៏មានបំណងរំខានដល់ពិធីជប់លៀងដ៏គួរឲ្យគោរពលើពីនេះខ្ញុំមានហេតុផលដើម្បីសង្ស័យថាអ្នកបានព្យាយាមពីលួចចូលទៅក្នុងពិធីជប់លៀងដើម្បីប្រព្រឹត្តអំពើគ្រោះថ្នាក់ផ្សេងទៀតយោងតាមច្បាប់ពំគ្រាពណ៌លឿងរបស់ខ្ញុំសូមប្រហារជីវិតគាត់នៅនឹងកន្លែងអ្នកគ្រាន់តែស្ដាប់រឿងម្ខាងរបស់ពួកគេហើយបន្ទាប់មកសន្និដ្ឋានថាការអញ្ជើញរបស់ខ្ញុំនេះគឺคล้ายៗប្រសិនបើការអញ្ជើញរបស់ខ្ញុំនេះជាការពិតតើអ្នកអាចទ្រាំទ្រនឹងផលវិបាកបានទេសេចក្តីស្លាប់គឺនៅមាត់ទ្វាររបស់អ្នកនៅតែនិយាយខ្លាំងតើអ្នកគិតថាយើងទាំងអស់គ្នាគ្រាន់តែជាក្រុមមនុស្សល្ងងខ្លៅទេអ្នកគ្រប់គ្រងអ្នកគឺជានាយកប្រតិបត្តិជាន់ខ្ពស់នៃអគារ Yellow Crane Tower ទទួលស្គាល់រឿងនេះទេនឹង Phoenix 9ក្បាលដ៏ល្បីនៅទីខាងកើតតើអ្នកពិតជាបានមើលវាហើយឬនៅនាគទាំង9នឹងប្រសិនបើអ្នកពិតជាទទួលស្គាល់ការអញ្ជើញនេះអ្នកនឹងដឹងថាភាពត្រឹមត្រូវនៃការអញ្ជើញនេះមិនមែនស្ថិតនៅលើផ្ទៃខាងលើទេតែនៅក្រោមលំនាំយំរបស់នាគទាំង9ហ្វូនគ្រាន់តែបើកលំនាំហើយភាពត្រឹមត្រូវរបស់វានឹងច្បាស់ភ្លាមប្រសិនបើនោះនៅតែមិនគ្រប់គ្រាន់មកហៅអ្នកដឹកនាំរបស់អ្នកមកមើលអ្នកពិតជាគិតថាខ្ញុំល្ងងមែនតើអ្នកមិនធ្វើឲ្យចលនារបស់អ្នកឈប់ទេគីមរ៉ាន់កញ្ញាគីមនៅពេលដែលពំគ្រាលឿងរបស់យើងដោះស្រាយបញ្ហាមិនមែនជាវេនរបស់អ្នកទេដែលគ្រូសាគីមជ្រៀតជ្រែកអគារ Yellow Crane Tower កំពុងធ្វើជាស្វាគមន៍ដ៏ថ្លៃថ្នូររបស់ភ្ញៀវមកពីគ្រប់ទីកំពុងមកដល់អ្នកដែលមកទាំងអស់គឺជាអ្នកគ្រប់គ្រងភ្ញៀវអ្នកធ្វើដូច្នេះដោយអួតអាងប្រឆាំងនឹងភ្ញៀវតើនេះតំណាងឲ្យចិត្តណាផ្ទាល់ខ្លួនរបស់អ្នកទេឬពំគ្រាលឿងគាត់បាននិយាយយ៉ាងព្រៃផ្សៃបានប្រើការអញ្ជើញคล้ายៗដើម្បីធ្វើពុតជាអត្តសញ្ញាណនិងមានបំណងរំខានដល់ពិធីជប់លៀងស្វាគមន៍ដ៏ថ្លៃថ្នូររបស់ណាសម្រាប់ខ្ញុំក្នុងការយល់ឃើញនេះទៅទៀតគាត់មិនមានសម្បីតែការអញ្ជើញគាត់មិនអាចចាត់ទុកថាជាភ្ញៀវនៃពំគ្រាលឿងរបស់យើងតតែសោះអ្នកគ្រប់គ្រងអ្នកប្រហែលជាភ្លេចហើយតើអ្នកមិននៅច្រកចូលពំគ្រាលឿងទេនៅតែមានការព្រមានដើមដែលបន្សល់ទុកដោយផ្នែកវិទ្យាសាស្ត្របុរសដ៏គួរឲ្យគោរពពិភពលោកគឺធំទូលាយហើយអ្នកប្រាជ្ញក្រីក៏ឆ្ងល់ពំគ្រាលឿងនេះនឹងផ្ដល់ជាជំរកមួយសម្រាប់អ្នកប្រាជ្ញក្រីក៏ទាំងអស់នៅលើពិភពលោកអ្នកដែលចូលត្រូវទទួលដោយសុជីវធម៌ភ្ញៀវហើយវាបានរំលឹកជាពិសេសតើអ្នកណាម្នាក់គួរបំពេញគោលការណ៍នេះដែរឬត្រូវបណ្ដេញចេញពីពំគ្រាលឿងភ្លាមអ្នកនាងគីមតើវាសំខាន់ទេថាអ្នកពូកែនិយាយប៉ុណ្ណានៅថ្ងៃនេះខ្ញុំអាចឲ្យគាត់រស់នៅបានតែបើគ្មានការអញ្ជើញគាត់នៅតែមិនអាចចូលរួមពិធីជប់លៀងនេះបានអ្នកមិនចាំបាច់ពិបាកចិត្តនឹងរឿងនោះទេអ្នកគ្រប់គ្រងអ្នកទោះបីជាគ្រូសាឆេនរបស់ខ្ញុំមិនមានទេពកោសល្យក៏ដោយយើងមានសំណាងគ្រប់គ្រាន់ក្នុងការទទួលបានការអញ្ជើញមួយចំនួនមនុស្ស5នាក់ការអញ្ជើញ5យើងអាចចូលបានឥឡូវនេះសូមខ្ញុំមិនដែលគិតដូច្នោះទេគ្រូសាញាតិសន្តានចង់បានក្នុងចំណោមគ្រូសាធំទាំង4ឥឡូវនេះបានធ្លាក់ចុះដល់ចំណុចដែលពួកគេអាចធ្វើបានតែប៉ុណ្ណោះតួអង្គខ្មៅសាមញ្ញមួយកាលពីអតីតកាលនៅពេលដែលគ្រូសាឈីនស្ថិតនៅកំពូលនឹងគ្រូសាចៅប្រមុខនៃគ្រូសាធំទាំង4ឥឡូវនេះត្រូវបានកាត់បន្ថយទៅជាស្ថានភាពបែបនេះវាពិតជាគួរឲ្យអាណិតណាស់ប្រសិនបើខ្ញុំជាអ្នកកាន់ការអញ្ជើញថ្នាក់ខ្មៅសាមញ្ញនេះខ្ញុំគ្មានសំបីតែមុខដើម្បីចូលទៅក្នុងទ្វារដ៏ធំនៃពិធីជប់លៀងនេះទេភាពរុងរឿងនិងសេរីរុងរឿងណាមួយត្រូវបានរៀបចំសម្រាប់អ្នកឈ្នះហើយអ្នកនិងគ្រូសាគីមនៅពីក្រោយអ្នកត្រូវបានកំណត់ឲ្យក្លាយជាអ្នកចាញ់ថ្ងៃនេះនៅឯពិធីជប់លៀងដុល្លារិកគ្រូសាធំទាំង3នៃ Shanghai និងព្រះបន្លាព្រះអស្តនឹងសម្រេចរួមគ្នាជ្រើសរើសបេក្ខជនសម្រាប់គ្រូសាធំទី4អ្វីដែលធ្វើឲ្យអ្នកគិតថាគ្រូសាទាំងមូលរបស់អ្នកប្រកាសជាឈ្នះកូនប្រសារដ៏គួរឲ្យគោរពរបស់គ្រូសាយើងបានតែងតាំងដោយផ្ទាល់ដោយលោកវិជ្ជបណ្ឌិតការកើនឡើងរបស់គ្រូសាអ៊ូគឺជិតមកដល់ហើយមិនអាចបញ្ឈប់បានឡើយអ្នកស្រីឆេនប្រសិនបើអ្នកមានសុខហើយមិនចង់ធ្វើឲ្យរឿងឆ្កងពេកសម្រាប់ខ្លួនឯងទេថយក្រោយរួចបាត់ឆ្វេងហើយអ្នកអាចជិះជណ្ដើរយន្តចុះទៅជាន់ក្រោមបាននឹកសម្ភារៈដែលយើងបានផ្ញើទៅកាន់ព្រះអស្ថានថ្ងៃនេះហើយគ្រូសាដ៏អស្ចារ្យទាំង3ត្រូវបានប្រគល់មកវិញទាំងអស់បញ្ហានេះទំនងជាតាក់ទងនឹងគ្រូសាអ៊ូយ៉ាងពិតប្រាកដតោះឡើងលើមុនគេរងចាំតើអ្នកមានអ្វីផ្សេងទៀតនិយាយទេយោងតាមច្បាប់នៃពិធីជប់លៀងស្ថានភាពអ្នកចូលរួមត្រូវបានកំណត់ដោយចំណាត់ថ្នាក់នៃការអញ្ជើញអ្នកកាន់លិខិតអញ្ជើញថ្នាក់ទាបពេលជួបអ្នកកាន់លិខិតអញ្ជើញកម្រិតខ្ពស់ត្រូវតែរងចាំអ្នកកាន់ការអញ្ជើញកម្រិតខ្ពស់ចូលមុនគេមុនពេលពួកគេអាចចូលបានហើយការអញ្ជើញរបស់អ្នកគឺជាការអញ្ជើញថ្នាក់ខ្មៅរបស់យើងគឺជាការអញ្ជើញថ្នាក់ផែនដីដូច្នេះថ្ងៃនេះច្រកទ្វារដ៏អស្ចារ្យនេះដរាបណាខ្ញុំមិនចូលអ្នកនឹងត្រូវរងចាំដោយស្ដាប់បង្គាប់នៅច្រកចូល
លុះត្រាតែទទួលបានការអនុញ្ញាតពីខ្ញុំទើបអ្នកអាចចូលបានបន្ទាប់មកប្រញាប់ឡើងហើយចូលទៅយើងមិនប្រញាប់ទេហើយយើងក៏មិនចង់ចូលទៅរកការពេញចិត្តពីគ្រួសារផ្សេងដែរដូច្នេះអ្នកទាំងអស់គ្នាគួរតែរងចាំមើលតើច្បាប់បែបណាដែលគួរឲ្យអស់សំណើចនោះពីព្រោះពិធីជប់លៀងដុល្លារិកដ៏រាក់ទាក់នេះមានទំហំធំពេកមិនអាចរក្សាសម្រាប់ព្រះអស្ចារ្យត្រូវបានបង្ខំឲ្យបង្កើតច្បាប់នេះម្យ៉ាងទៀតប្រសិនបើកម្រិតអញ្ជើញរបស់យើងខ្ពស់ជាងរបស់ពួកគេយើងនឹងមិនត្រូវបានដាក់កម្រិតទេប៉ុន្តែពួកគេមានការអញ្ជើញថ្នាក់ផែនដីយើងត្រូវការយ៉ាងហោចណាស់ការអញ្ជើញកម្រិតផែនដីទោះជាយ៉ាងណាក៏ដោយការអញ្ជើញថ្នាក់ផែនដីត្រូវបានចែកចាយយ៉ាងពេញលេញរួចហើយក្រុមគ្រួសារឈិនរបស់យើងក៏បានព្យាយាមយកមួយដែរប៉ុន្តែក្នុងរយៈពេល3នាទីសូមផ្ញើលិខិតអញ្ជើញថ្នាក់ឋានសួគ៌ចំនួន5ម្ចាស់ដ៏មានកិត្តិយសបានជ្រាបដោយខ្ញុំនឹងរៀបចំឲ្យនរណាម្នាក់ដោះស្រាយវាភ្លាមសូមទូរស័ព្ទទៅភ្លាមដើម្បីជូនដំណឹងដល់ Yellow Crane Towers ដែលទទួលបន្ទុកហួងឆេងអេនផ្ញើលិខិតអញ្ជើញថ្នាក់ឋានសួគ៌ជូនលោកគ្រូពេទ្យដ៏ខ្ពង់ខ្ពស់បាទចាស់សោះចាស់ទុំវាយឺតពេលហើយយើងគួរតែទៅឥឡូវនេះអ្នកក្បត់ជាតិវាឥតប្រយោជន៍ទេដែលខ្ញុំបានចិញ្ចឹមបីបាច់អ្នកយ៉ាងលំបាកអស់រយៈពេលជាច្រើនឆ្នាំអ្នកចាស់ជាបានខ្លាយជាអ្នកគោរពខាងវិទ្យាសាស្ត្រជំរឿសដ៏ពេញនិយមមានតែអ្នកទេដែលរឹងរូសដឹកនាំក្រុមប្រឆាំងគាត់នឹងមិនលើកលែងទោសឲ្យអ្នកទេអ្នកទាំងអស់គ្នានឹងស្លាប់ជាពិសេសអ្នកប្រាជ្ញផ្នែកវិទ្យាសាស្ត្រថ្មីដែលបង្ក្រាបគាត់នៅខាងក្រៅយើងត្រូវបានហុំព័ទ្ធទាំងស្រុងដោយអ្នកចាស់ទុំយើងគ្មានផ្លូវចេញទេព្រះរាជដំណាក់ព្រះអូស្ត្រីធានីអធិរាជ Eider Liu បានសុំឲ្យខ្ញុំនាំយកសារមួយថាដរាបណាអ្នកគោរពតាមបញ្ជារបស់គាត់នឹងផ្ដល់ផ្លូវចេញដល់យើងខ្ញុំពេលដែលស្ដេចសិននឹងស្មោះត្រង់តែក្នុងជីវិតនេះដែរលោកគ្រូពេទ្យដ៏ថ្លៃថ្នូរអ្នកទាំងអស់គ្នាតាមខ្ញុំហើយរកផ្លូវចេញទោះបីជាយើងប្រថុយជីវិតក៏ដោយយើងត្រូវតែធានាសុវត្ថិភាពវិទ្យាសាស្ត្រដ៏គួរឲ្យគោរពបាទចាស់សោះដោយគ្រាន់តែធ្វើការហៅទូរស័ព្ទគាត់អាចទទួលបានការអញ្ជើញឋានសួគ៌ចំនួន5ខ្ញុំគិតថាគាត់ត្រូវបានស៊ីវឈានបណ្ដេញចេញហើយបន្ទាប់មកបានក្លាយទៅជាខូចចិត្តខ្លាំងពេកហើយវិវត្តទៅជាការយល់ច្រឡំតែស្រមៃថាគាត់ជាមនុស្សសំខាន់ម្នាក់ខ្ញុំតែងតែកោតសរសើរចំពោះភាពវៃឆ្លាតខាងអាជីវកម្មរបស់អ្នកប៉ុន្តែរសជាតិរបស់អ្នកចំពោះបុរសពិតជាមិនល្អប៉ុន្មានទេសូមឲ្យខ្ញុំផ្ដល់ដំបូន្មានមួយដល់អ្នកមុនពេលគាត់នាំមកនៅគ្រោះមហន្តរាយផ្សេងទៀតមកឲ្យអ្នកគូបន្ទាត់ច្បាស់លាស់ជាមួយគាត់បុរសដែលខ្ញុំជ្រើសរើសមិនត្រូវការការព្រួយបារម្ភពីអ្នកទេខ្ញុំស្អប់មិនឲ្យតម្លៃចំពោះចិត្តណាល្អ3នាទីគួរតែចប់ហើយឥឡូវនេះតើការអញ្ជើញឋានសួគ៌ទាំង5របស់អ្នកនៅណាតើពួកគេបានវង្វេងទេកញ្ញាគឹមមិនថាយ៉ាងណាទេអ្នកទើបតែប្រើច្បាប់ប៉មគ្រាវពណ៌លឿងរបស់ខ្ញុំសម្រាប់ភ្ញៀវដើម្បីដាក់សម្ពាធលើខ្ញុំអ្វីក្រៅពីបណ្ដេញអ្នកទាំងអស់គ្នាចេញពីពិធីជប់លៀងដ៏ថ្លៃថ្នូរតាក់ទាញភ្ញៀវមកពីគ្រប់ទីដែលមកយកពីសុជីវធម៌និងសុជីវធម៌មនុស្សរាប់ទៀបគឺជាភ្ញៀវគាត់និយាយម្ដងហើយម្ដងទៀតដោយក្រអឺតក្រទុំដោយគ្មានការទប់ស្កាត់ណាមួយឡើយប៉មគ្រាវពណ៌លឿងរបស់ខ្ញុំនិងសេចក្តីថ្លៃថ្នូររបស់លោកម្ចាស់ក្រុងមិនស័ក្តិសមជាភ្ញៀវថ្ងៃនេះតតែសោះនៅទីនេះខ្ញុំនឹងប្រហារជីវិតគាត់នៅនឹងកន្លែងអ្នកណាអាចបញ្ឈប់ខ្ញុំបានឡើយចាំមើលអ្នកណាហ៊ានធ្វើជាមនុស្សល្ងងនាយកប្រតិបត្តិទី1ហេតុអ្វីបានជាអ្នកមួយបានលេចឡើងនៅទីនេះប៉មគ្រាលឿងរបស់ខ្ញុំនិងសេចក្តីថ្លៃថ្នូររបស់ព្រះម្ចាស់ខ្ញុំអាចដោះស្រាយវាបានភ្លាមវង្វេងបាត់ហើយអាមនុស្សល្ងងឲ្យអ្នកចាត់ការទូទៅរបស់ Yellow Crane Tower នាំយកការអញ្ជើញមកលេងឋានសួគ៌លោកលីនទទួលយកពួកគេតើរឿងនេះអាចទៅរួចដោយរបៀបណាឋានសួគ៌ចំពោះការអញ្ជើញរបស់អ្នកការអញ្ជើញឋានសួគ៌ចំនួន5តើរឿងនេះអាចទៅរួចដោយរបៀបណាមានតែគ្រួសារធំ3នៅឆុងហេប៉ុណ្ណោះដែលអាចផលិតវាបានតើវាអាចថាគាត់ពិតជាមានអត្តសញ្ញាណពិសេសណាមួយរបស់ Kate ដែរឬទេសូមក្រឡេកមើលការអញ្ជើញឋានសួគ៌ទាំង5នេះតើពួកវាខ្លាំងទេតើអ្នកគួរហែកវាចេញទេនេះប្រហែលជារឿងពិតដែលខ្ញុំទើបតែបានឃើញពេលនេះខ្ញុំបានធ្វើបាបអ្នកហើយនេះគឺជារឿងតែមួយគត់ដែល9 Dragons និង Phoenix មានភាពល្បីល្បាញខ្លាំងក្មេងល្ងងឲ្យអ្នកចង់សម្លាប់ខ្ញុំតើអ្នកចង់សម្លាប់ប៉មគ្រាលឿងទេមាននរណាម្នាក់ធ្វើឲ្យអវយវៈរបស់គាត់ពិការអូគាត់ចេញពីប៉មគ្រាពណ៌លឿងទេគ្មានលោកវងប៉ុន្តែអ្នកជាប្តីរបស់បងប្អូនជីដូនមួយរបស់ខ្ញុំជួយជំនួយលោកលីនវាគឺជាវិន័យធូររលុងរបស់ខ្ញុំដែលអនុញ្ញាតឲ្យសត្វនេះធ្វើឲ្យអ្នកអាក់អន់ចិត្តខ្ញុំសូមនឹងទទួលទោសយ៉ាងធ្ងន់ធ្ងរទោះជាយ៉ាងណាក៏ដោយស្វាគមន៍ភ្ញៀវកិត្តិយសចិត្តចាប់ផ្ដើមហើយខ្ញុំមានរឿងជាច្រើនដែលត្រូវការយកចិត្តទុកដាក់ពីខ្ញុំសូមមេត្តាពិធីជប់លៀងស្វាគមន៍ភ្ញៀវកិត្តិយសបានបញ្ចប់មកផ្ទះរបស់អ្នកដើម្បីសុំទោសអ្នកផ្ទាល់ដឹកនាំផ្លូវលោកលីនសូមលោកស្រីគឹមភ្ញៀវកិត្តិយសទាំងអស់អូព្រះជាម្ចាស់ឲ្យវាចប់ហើយលីនសួននេះត្រូវតែមានអត្តសញ្ញាណមិនសាមញ្ញបើមិនដូច្នោះទេតើលោកហួងនៃប៉មគ្រាលឿងអាចធ្វើដូចម្តេចបានគាត់ដោយការគោរពបំផុតលីនគាត់នឹងមិនសងសឹកអ្នកទេមែនទេគាត់នឹងមិនដោយផ្អែកលើការយល់ដឹងរបស់ខ្ញុំអំពីលេងឈួរគាត់មិនគួរលោកឈានទេអ្នកគ្រាន់តែគិតថាគាត់មានចិត្តល្អពេកកាលពីមុនគាត់គោរពប្រតិបត្តិអ្នកទាំងស្រុងនោះក៏ព្រោះតែអ្នកនៅតែអនុញ្ញាតឲ្យគាត់រំខានទេកាលពីប៉ុន្មានថ្ងៃមុនគាត់បានបំផ្លាញពិធីជប់លៀងស្តាប់របស់ក្រុមហ៊ុនយើងប្រសិនបើគ្រួសារអ៊ូជូដោយជោគជ័យឋានៈនៃគ្រួសារធំទាំង4សាជីវកម្មឈានរបស់យើងក៏នឹងក្រោកឡើងជាមួយពួកគេដែរដូច្នេះគោលដៅបន្ទាប់របស់គាត់ត្រូវតែជាលោកក្រវៃក្មេងវូថាគាត់អាចធ្វើឲ្យវងឆេងយិនអន់ក្បាលចុះពិតជាលើសពីការស្រមើស្រមៃដើម្បីផលិតការអញ្ជើញថ្នាក់ឋានសួគ៌5ភ្លាម
ការក្រឡេកមើលទូទាំងទីក្រុងសៀងហៃគឺមិនធ្លាប់មានពីមុនមកប៉ុន្តែនេះត្រូវបានកំណត់ចំពោះតែទីក្រុងសៀងហៃប៉ុណ្ណោះលោកក្រវៃក្មេងវូតើអ្នកចង់មានន័យយ៉ាងណាចំពោះលៀននេះកុំភ្លេចការស្វាគមន៍នេះពិធីជប់លៀងភ្ញៀវកិត្តិយសតាក់ទាញភ្ញៀវមកពីគ្រប់ទីគ្រួសារអ្នកមានមកពីគ្រប់ទីនៃរាជធានីកំពង់មកដល់ការអញ្ជើញថ្នាក់ឋានសួគ៌សរុបចំនួន36ត្រូវបានអ្នកមានអំណាចនិងគ្រួសារអភិជនមកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្ដុំគ្នានៅទីក្រុងសៀងហៃនេះគ្រាន់តែមិនសំខាន់លោកក្រវៃក្មេងវូអ្នកប្រកាសជាមានគំនិតផ្សេងជប់ធ្វើឲ្យយើងជាប់អន្ទាក់យើងកំពុងស្លាប់ដោយសារភាពអន្ទះសារកុំភ្លេចថាខ្ញុំត្រូវបានណែនាំដោយផ្ទាល់ដោយគ្រូពេទ្យដកកំពង់នាពេលអនាគតខ្ញុំត្រូវបានកំណត់ឲ្យហោះឡើងដល់ទីក្រុងចាងហៃក្នុងនាមគ្រូពេទ្យដកគ្រប់គ្រងនិងគ្រប់គ្រងទីក្រុងឆេងហៃទាំងមូលទីជប់លៀងស្វាគមន៍ភ្ញៀវកិត្តិយសថ្ងៃនេះសម្រាប់គ្រួសារអ៊ូរបស់ខ្ញុំត្រូវបានចាត់ថ្នាក់ក្នុងចំណោមគ្រួសារធំទាំង4គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះចំពោះលីនឈួនគាត់គ្រាន់តែជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់មើលងាយប៉ុណ្ណោះពួកគេអាចត្រូវបានចាប់ដាក់គុកដោយចៃដន្យហើយអាចត្រូវបានកំទេចយ៉ាងងាយមកគ្រាន់តែជាសម្រាមគ្មានតម្លៃពិតជាស័ក្តិសមធ្វើជាកូនប្រសានាគរបស់ខ្ញុំដ៏គួរឲ្យខ្លាចលោកលីនខ្ញុំនៅតែមានរឿងជាច្រើនដែលត្រូវធ្វើទូរស័ព្ទមកខ្ញុំគ្រប់ពេលប្រសិនបើអ្នកត្រូវការអ្វីមួយអាចចាក់ចេញមុនគេបាននេះគឺជាពិធីជប់លៀងដ៏គួរឲ្យគោរពមួយប្រណិតណាស់ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនបំផ្លាញកំរាលព្រំទេកុំបារម្ភអីប៉ាកំរាលព្រំត្រូវបានគេសន្មតថាត្រូវដើរលើបងថ្លៃស្រីតើអ្នកគោរពខាងវិទ្យាសាស្ត្រនឹងលេចមុខនៅទីនោះនៅពេលក្រោយទេទីបំផុតយើងនឹងបានជួបព្រះម្ចាស់វិទ្យាសាស្ត្រដ៏គោរពខ្ញុំឆ្ងល់ថាតើលោកគ្រូពេទ្យដែលគោរពបូជាមានអាយុប៉ុន្មានហើយប្រសិនបើគាត់សង្ហាហើយប្រសិនបើគាត់មានមិត្តស្រីក្មេងស្រីល្ងងតើអ្នកកំពុងគិតអ្វីជីស៊ូមិនទាន់មានសង្សារផងអណ្ដូងសេសកុំបារម្ភព្រះម្ចាស់ជាទីគោរពខាងវិទ្យាសាស្ត្រពិតណាស់នឹងមិនចាប់អារម្មណ៍នឹងអ្នកទេលីងជាមួយតើអ្នកពិតជាបងប្រុសពិតរបស់ខ្ញុំមែនទេច្បាស់ណាស់ព្រោះខ្ញុំជាបងប្រុសពិតរបស់លោកម្ចាស់ដ៏មានកិត្តិយសផ្នែកវិទ្យាសាស្ត្រនោះច្បាស់ជាមិនចាប់អារម្មណ៍នឹងអ្នកទេបងប្រុសបង្កើតកំពុងធ្វើបាបខ្ញុំតោះអង្គុយចុះមុនគេទៅនោះមិនមែនសម្រាប់អ្នកអង្គុយទេទៅត្រូវបានដាក់នៅទីនេះសម្រាប់មនុស្សអង្គុយហេតុអ្វីយើងមិនអាចអង្គុយនៅទីនោះបានបើខ្ញុំនិយាយថាទៅនេះត្រូវបានរក្សាទុកសម្រាប់ការអញ្ជើញថ្នាក់ឋានសួគ៌ទេលិខិតអញ្ជើញមួយដែលយើងបានទទួលគឺជាការអញ្ជើញថ្នាក់ឋានសួគ៌ហេតុអ្វីបានជាយើងមិនអាចអង្គុយថ្នាក់ឋានសួគ៌បានការអញ្ជើញក៏មានកម្រិតផ្សេងគ្នាដែរអស្ចារ្យនៅស្ថានសួគ៌នេះគឺសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិសុទ្ធលើសពី100,000 លានទុកបើនៅក្បែរនោះគឺសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិសុទ្ធលើសពី10,000 លានសូម្បីតែតារាងចំណាត់ថ្នាក់ទាបបំផុតតម្រូវឲ្យមានទ្រព្យសម្បត្តិសុទ្ធលើសពី1,000 លានដើម្បីអាចឈរនៅទោះបីជាអ្នកជាប្រធានគ្រួសារសាច់ញាតិនៅចុងហេក៏ដោយទ្រព្យសម្បត្តិសុទ្ធរបស់អ្នកគឺត្រឹមតែជាង100 លានប៉ុណ្ណោះចំពោះអ្នកដទៃវិញទ្រព្យសម្បត្តិរួមរបស់ពួកគេមិនដល់1 លានផងធ្វើវាទុកឲ្យតែឋានសួគ៌នេះមួយសូម្បីតែតារាងចំណាត់ថ្នាក់ទាបបំផុតអ្នកមិនមានសិទ្ធិអង្គុយទេអ្នកនាងខិនរង្វង់របស់អ្នកគឺខុសគ្នាកុំបង្ខំខ្លួនឯងឲ្យចូលក្រែងលោអ្នកខ្មាស់អៀននេះជាផលវិបាកដែលអ្នកជ្រើសរើសគាត់មនុស្សគ្មានប្រយោជន៍ម្នាក់នេះជំនួសឲ្យការជ្រើសរើសខ្ញុំប្រសិនបើអ្នកបានជ្រើសរើសខ្ញុំឥឡូវនេះខ្ញុំអាចនាំអ្នកទៅអង្គុយនៅតុដ៏អស្ចារ្យនៅស្ថានសួគ៌នេះតើអ្នកដែលមានបណ្ដាញ1000 លានអ្នកអង្គុយនៅតុណាតើអ្នកភ្លេចយកក្មេង1000 លានអ្នកមែនទេឆ្នាំរបស់អ្នកថ្ងៃនេះឬខួរក្បាលរបស់អ្នកបានខូចម្ដងទៀតហើយខ្ញុំបាននិយាយតើអ្នកដែលមានទ្រព្យសម្បត្តិសុទ្ធ1000 លានគួរអង្គុយនៅតុណាតើអ្នកមិនយល់ពីឡែងឈ្មោះក្នុងពេលតែមួយទេយើងគ្រាន់តែបដូរទៅទេមិនចាំបាច់ឆ្លោះជាមួយគាត់ទេបងប្រុសតោះបដូរទៅលោកក្រវៃក្មេងកងក្មេងល្ងងម្នាក់នេះបាននាំអ្នកគ្រប់គ្រងទូទៅនៃអាគារ Yellow Crane Tower ចេញមកលើកចុងក្រោយនៅក្នុងពិធីជប់លៀងខួបកំណើតរបស់គ្រូសាថាអ្នកបានប្រើវិធីសាស្ត្រអ្វីខ្លះដើម្បីធ្វើឲ្យអ្នកដែលទទួលបន្ទុកសន្តាគារយងឆាំងនៅខាងអ្នកប៉ុន្តែថ្ងៃនេះគឺជាប៉មគ្រាលឿងនិងអ្នកដែលមកពីគ្រប់ទីត្រកូលរាប់រយដែលលេចធ្លោជាងគេទោះបីជាអ្នកនៅតែអាចទិញពីអ្នកទទួលបន្ទុកនៅទីនេះនៅថ្ងៃនេះក៏ដោយកុំគិតពីការប្រើល្បិចដដែលនេះទៀតអីកុំប្រើទស្សនៈតូចចង្អៀតរបស់អ្នកដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្ញុំរាប់រយពាន់លានដែលអ្នកនិយាយមកខ្ញុំគឺគ្រាន់តែជារឿងធម្មតាវាមិនមែនថាខ្ញុំមិនអាចអង្គុយនៅតុនេះបានទេប៉ុន្តែផ្ទុយទៅវិញអ្នកមិនស័ក្តិសមនឹងអង្គុយនៅតុតែមួយជាមួយខ្ញុំទេអ្នកលីនពេលនិយាយពីការអួតអាងពេញមួយ watch គាត់ពិតជាលេខ1មែនមានតម្លៃរាប់ពាន់លានដុល្លារអ្នកដឹងថាវាជាគំនិតអ្វីទេនោះគ្រប់គ្រាន់ដើម្បីវាដាច់បរោះមានបំផុតនៅក្នុង watch ទាំងអស់គ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយវិទ្យាសាស្ត្រដ៏មានព្រះភិក្ខត្រង់យាងមកដល់ថ្ងៃនេះតើអ្នកជាអ្វីព្រោះគាត់ប្រកាសណាស់ថាគាត់មានតម្លៃរាប់ពាន់លានដុល្លារលោកក្រវៃក្មេងខេនហេតុអ្វីបានជាអ្នកមិនឲ្យគាត់ទៅឱកាសដើម្បីធ្វើឲ្យខ្លួនឯងល្ងងទាំងស្រុងទទួលបានម៉ាស៊ីនឆូតកាត់នៅទីនេះប្រសិនបើគាត់ពិតជាមានតម្លៃរាប់ពាន់លានដុល្លារលៀងនឹងលុតជង្គង់ចុះហើយហៅគាត់ថាលោកតាបើគាត់មិនអញ្ចឹងទេគាត់នឹងលុតជង្គង់ចុះហើយព្រោះដូចឆ្កែឲ្យមនុស្សគ្រប់គ្នាស្ដាប់បន្ទាប់មកនៅចំពោះមុខមនុស្សគ្រប់គ្នាគាត់នឹងវាចេញកូនឯងហ៊ានទេហេតុអ្វីខ្ញុំមិនហ៊ានចាប់តាំងពីការភ្នាល់ត្រូវបានដាក់ជាមួយអ្នកតែ2នាក់វាគួរឲ្យធន់ពេកហើយប្រសិនបើអ្នកពិតជាមានតម្លៃរាប់ពាន់លានដុល្លារមែនខ្ញុំនឹងរាប់ជូនអ្នកនៅចំពោះមុខអ្នកដែលមានវត្តមានទាំងអស់ប្រសិនបើអ្នកមិនមានតម្លៃរាប់ពាន់លានអ្នកនឹងរាប់បញ្ចូលខ្ញុំហើយបន្ទាប់មកចាក់ចេញពី Moran ជារៀងរហូតរាប់ខ្ញុំចូលក្នុងភ្នាល់នេះដែរក្មេងប្រសិនបើអ្នកមិនអាចបង្ហាញភស្តុតាងនៃទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារខាងរបស់អ្នកនឹងខ្ញុំចង់បានដែមខាងរបស់អ្នកខ្ញុំចង់បានត្រចៀករបស់អ្នក
គាត់កំពុងញុះញង់អ្នកដោយចេតនាគុំយល់ស្របនឹងវាអ្នកមិនអាចបាត់បង់បងប្រុសបានទេខ្ញុំលែងចង់ជួបលោកគ្រូពេទ្យដ៏គួរឲ្យគោរពទៅលោកសៀវឈួនខ្ញុំដឹងថាអ្នកបារម្ភពីខ្ញុំប៉ុន្តែតើខ្ញុំធ្លាប់កុហកអ្នកនៅពេលណាជឿខ្ញុំចុះកូនប្រសិនបើអ្នកសោកស្ដាយវាឥឡូវនេះបន្ទាប់មកនៅចំពោះមុខយើងរបស់មនុស្សគ្រប់គ្នាលុតជង្គង់នៅខោថនហើយបន្ទាប់មកចាក់ចេញពីម៉ារិនជារៀងរហូតខ្ញុំប្រហែលជាពិចារណាអនុញ្ញាតឲ្យអ្នកវាចេញដូចឆ្កែដើម្បីឲ្យអ្នកបង្ហាញខ្លួននៅថ្ងៃនេះនៅក្នុងសាលពិធីត្រូវបានកំណត់ឲ្យលុតជង្គង់នៅចំពោះមុខខ្ញុំហើយសូមឲ្យកូកាត់ឡើងមុននេះបន្តិចពេលអ្នកចាញ់ពេលក្រោយតើអ្នកមិនហ៊ានភ្លេចសុំទោសក្រុមគ្រួសារខ្ញុំនឹងច្រើនទៀតទេចាប់តាំងពីអ្នកចង់ស្លាប់យ៉ាងខ្លាំងបន្ទាប់មកចៅហ្វាយវ័យក្មេងនេះនឹងបំពេញបំណងប្រាថ្នារបស់អ្នកមានអ្នកណាម្នាក់យកឧបករណ៍អានកាត់មកលោកម្ចាស់មិនដែលឃើញកាត់នេះពីមុនមកទេតើអ្នកប្រកាសទេថាមាន1000លាននៅក្នុងនោះគ្រាន់តែអូសវាទៅមានសុវត្ថិភាពគ្រួសារចង្ការរបស់យើងប្រមូលផ្ដុំគ្នានៅច្រកចូលប៉មគ្រាពណ៌លឿងអ្នកត្រូវតែធានាសុវត្ថិភាពឡើងឈ្មោះឲ្យបានល្អការអូសកាត់បរាជ័យមិនស្គាល់កាត់ប្រហារជីវិតអ្នកខ្ញុំត្រូវតែទទួលស្គាល់ថាបន្ទាប់ពីអ្នកចេញពីពន្ធនាគារសំណាងរបស់អ្នកពិតជាល្អណាស់តែងតែមានតួលេខសំខាន់សម្រាប់ហេតុផលដែលមិនស្គាល់និងសម្រាប់គោលបំណងដែលមិនស្គាល់កំពុងជួយអ្នកប៉ុន្តែលើកនេះសូម្បីតែឋានសួគ៌ក៏មិនអាចទ្រាំបានទៀតដែរលីនសួនឥឡូវនេះអ្នកអាចនិយាយពាក្យចុងក្រោយរបស់អ្នកបានហើយកុំបារម្ភបន្ទាប់ពីអ្នកស្លាប់ខ្ញុំពិតជានឹងមើលថែ Meren ឲ្យបានល្អបំផុតចំពោះសមាជិកគ្រួសារផ្សេងទៀតរបស់អ្នកវានឹងត្រូវប្រគល់ជូនលោក Young Master Wu ខ្ញុំជឿលោកក្រវ័យក្មេង Wu អ្នកនឹងមិនធ្វើឲ្យចិត្តណាល្អរបស់គាត់ក្រវ័យក្មេងតើខ្ញុំអាចតាក់ទងឲ្យ5នៅខាងពួកគេរួចហើយទេចាស់នឹងត្រូវបញ្ជូនទៅជីកអណ្ដូងរ៉ែធ្យូងថ្មយុវជននឹងអំដំណើរបុរសបងប្រុសតើយើងគួរធ្វើអ្វីសូមឲ្យសន្តិសុខគ្រួសារឈិនរបស់យើងទាំងអស់មកជួបនឹកប្រជាជនយើងទាំងអស់គ្នាគឺ Murray កុំរំខានទៀតអីចំពោះសម្រាមនេះនៅបាតសង្គមហើយខ្ជិះខ្ជីការខិតខំប្រឹងប្រែងរបស់អ្នកសាច់ញាតិរបស់អ្នកសន្តិសុខគ្រួសារត្រូវបានប្រជាជនរបស់ខ្ញុំដកហូតទាំងស្រុងរួចហើយថ្ងៃនេះទេទោះជាយ៉ាងណាក៏ដោយមនុស្សម្នាក់អាចជួយសង្គ្រោះគាត់បានបើអ្នកត្រឡប់មករកខ្ញុំវិញឥឡូវនេះខ្ញុំអាចពិចារណាទុកសម្រាមនេះចោលហើយសាកសពនៅដដែលទីបំផុតអ្នកបានចាក់សោខ្លួនឯងចូលទៅក្នុងផ្លូវតខ្ញុំបានព្រមានអ្នកច្រើនដងហើយថាភាពខុសគ្នានៃវណ្ណៈគឺខុសខើប៉ុណ្ណាអ្នកនៅតែដើរដល់ចំណុចនេះដោយខ្លួនឯងឥឡូវនេះវាដល់ចំណុចនេះហើយអ្នកមិនអាចបន្ទោសអ្នកណាដែលនិយាយថាខ្ញុំបានឈានដល់ផ្លូវតនោះទេសូម្បីតែឥឡូវនេះអ្នកនៅតែនិយាយខ្លាំងកាត់របស់ខ្ញុំនោះប្រហែលជាមិនត្រូវបានប្រើយូរពេកហើយអូសវាម្ដងទៀតអូសរហូតដល់គាត់ជឿជាក់ឧបករណ៍អានកាត់វាឆេះអស់ហើយឧបករណ៍អានកាត់ដ៏ល្អឥតខ្ចោះតើវាអាចត្រូវបានខូចយ៉ាងដូចម្ដេចមែនហើយលោកគ្រូកងវាពិតជាខូចណាស់មានក្លិនសត្វស្លាប់ខ្លាំងប៉ុន្តែវាមិនសំខាន់ទេអគារ Yellow Crane Tower មិនត្រឹមតែមានឧបករណ៍អានកាត់នេះតែមួយប៉ុណ្ណោះទេយកថ្មីមួយទៀតអ្នកចាត់ការខំតម្លៃកាត់នេះខ្ពស់ពេកម៉ាស៊ីនកាត់របស់យើងមិនអាចដោះស្រាយវាបានទេតើវាអាចទៅរួចដោយរបៀបណាកាត់នេះកាត់ខ្មៅកំពូលតើគាត់អាចមានកាត់នេះដោយរបៀបណាវិទ្យាសាស្ត្រដ៏គួរឲ្យគោរពទំនងរបស់ពួកគេជាអ្វីបើខ្ញុំមិនច្រឡំទេរបស់គ្រាពណ៌លឿងមានម៉ាស៊ីន Supercard ដែលអាចដំណើរការដោយផ្ទាល់នៅម៉ោងលើសពី1000លានម៉ាស៊ីន Supercard នោះតម្រូវឲ្យមានការយល់ព្រមពីអ្នកគ្រប់គ្រងរបស់យើងវងខ្ញុំនឹងទៅហៅអ្នកគ្រប់គ្រងវងឥឡូវនេះរងចាំក្មេងពិធីជប់លៀងដ៏ស្វាគមន៍ដ៏ថ្លៃថ្នូរចិត្តចាប់ផ្ដើមហើយប្រសិនបើយើងខ្ជិះខ្ជីពេលវេលាបន្ថែមទៀតយើងនឹងបំផ្លាញរឿងសំខាន់ចាត់ទុកខ្លួនឯងថាមានសំណាងនៅថ្ងៃនេះចៅហ្វាយវ័យក្មេងម្នាក់នេះពិតជាមានចិត្តទូលាយបញ្ហាជាមួយអ្នកលើកក្រោយខ្ញុំពិតជាមិនអនុញ្ញាតឲ្យអ្នកចោះចាញ់ឡើយកាត់នេះទំនងជាកាត់ Supreme Black ដ៏ល្បីល្បាញប្រសិនបើវាពិតជាមានតម្លៃរាប់ពាន់លានដុល្លារទោះបីជាអ្នកមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក៏ដោយម្ចាស់ខ្ញុំលុបចោលអ្នកគោរពខាងវិទ្យាសាស្ត្រថ្មីនោះកាត់នេះនឹងក្លាយជារបស់ខ្ញុំហើយអ្នកនឹងស្លាប់លោកក្រវ័យក្មេងកងគ្រូពេទ្យដ៏គួរឲ្យគោរពថ្មីបានមកដល់ហើយនៅមានពេលខ្លះទៀតដែលយើងនឹងអនុញ្ញាតឲ្យក្មេងនេះចេញទៅគាត់បានធ្វើការសម្រេចចិត្តដ៏ឆ្លៀសវៃមួយកូនហើយអ្វីបានជាអ្នកប្រព្រឹត្តអំពើឆ្មើងឆ្មៃយ៉ាងនេះខ្ញុំមិនយល់ស្របទេថាក្រែត្រូវបានបញ្ចប់ទៅយកម៉ាស៊ីនធ្វើបៀ Yellow Crane Tower Supercard របស់អ្នកមកឲ្យខ្ញុំចង់ឃើញដោយផ្ទាល់ភ្នែកក្មេងនេះដែលត្រូវបានហែកជាបំណែកការសម្រេចចិត្តដែលធ្វើឡើងដោយចៅហ្វាយនេះវ័យក្មេងជីវែនរបស់អ្នកដើម្បីសួរសំណួរដល់លោកក្រវ័យក្មេងតើយើងអាចបង្កើនភាពក្រអឺតក្រទុំរបស់គាត់ដោយខ្ញុំនិយាយតើអ្នកមិនបានឮច្បាស់ទេលោកក្រវ័យក្មេងកងខ្ញុំដឹងថាខ្ញុំខុសហើយដូច្នេះឥឡូវនេះតើខ្ញុំគួរអង្គុយនៅទីណាចៅហ្វាយវ័យក្មេងម្នាក់នេះពិតជាសប្បុរសហើយមិនខ្វល់ពីអ្នកទេតែតារាងថ្នាក់ឋានសួគ៌នេះគ្មានវិធីណាដែលវាជីវែនរបស់អ្នកសម្រាប់ទៅថ្នាក់ឋានខ្ញុំនឹងអង្គុយចុះដោយមោទនភាពខ្ញុំមិនចូលចិត្តអង្គុយជាមួយមនុស្សដូចអ្នកទេក្មេងឲ្យតើយើងបន្តភ្នាល់របស់យើងយ៉ាងម៉េចដែរចូលទៅកាន់ម៉ាស៊ីនកាត់ Crane Tower Super ពណ៌លឿងហើយអូវាចាំមើលថាតើកាត់របស់ខ្ញុំពិតជាមានតម្លៃលើសពី1 trillion ឬអត់ហើយប្រសិនបើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអង្គុយនៅទីនេះតែខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នាចាក់ចេញទេកូនអ្នកមុនគេទៅរកទុំមួយហើយអង្គុយចុះ
រងចាំមួយផ្លេតបន្ទាប់មកយើងនឹងដោះស្រាយតែលោកត្រូវក្មេងខេងអ្វីដែលខ្ញុំបាននិយាយគ្រប់គ្រាន់ទេអង្គុយចុះខ្ញុំនឹងអត់ធ្មត់នឹងអ្នកមួយរយៈពេលម្ចាស់ខ្ញុំមកដល់នោះនឹងជាវាសនារបស់អ្នកសូមស្វាគមន៍អ្នកទាំងអស់គ្នាមកពីគ្រប់ទីទៅកាន់ឆុងហេអង្គុយនៅក្នុងសាលប៉មគ្រាពណ៌លឿងរបស់យើងដើម្បីរួមគ្នាធ្វើជាសាក្សីនៃការមកដល់របស់លោកវិជ្ជបណ្ឌិត Venerable ពេលវេលាដ៏សំខាន់មួយយោងទៅតាមនីតិវិធីពិធីជប់លៀងមុនពេលពិធីជប់លៀងស្វាគមន៍ដ៏ថ្លៃថ្នូរចាប់ផ្ដើមជាផ្លូវការខ្ញុំនឹងប្រកាសពីរឿងសំខាន់មួយអំពីគ្រួសារអភិជននៃទីក្រុងចាងហៃត្រូវបានតែងតាំងដោយផ្ទាល់ដោយព្រះតេជគុណផ្នែកវិទ្យាសាស្ត្រហើយយៀបនឹងត្រូវបានដំឡើងឋានៈទៅជាគ្រួសារទី4ក្នុងចំណោមត្រកូលធំទាំង4នៃទីក្រុងចាងហៃវាគឺនឹកណាស់ហាក់ដូចជាគ្រូសាវូពិតជាបានទទួលការតែងតាំងផ្ទាល់ខ្លួនរបស់វិជ្ជបណ្ឌិតបន្ទាប់ពីគ្រូសាវូឡើងកាន់អំណាចពួកគេប្រកាសជានឹងលេបត្របាក់គ្រូសាចង្ការរបស់យើងកុំបារម្ភគ្រូសាវូមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូសាដ៏អស្ចារ្យទាំង4នៅឡើយទេក្រុមគ្រូសាញាតិសន្តានលីនជូអានខ្ញុំមិនបាននឹកអ្នកនៅពេលនេះទេខ្ញុំបានធ្វើអ្វីដែលនាយកប្រតិបត្តិហ៊ុញបាននិយាយនោះជាគ្រូសាសាច់ញាតិត្រឹមត្រូវបាទចាស់សប៉ាវាពិតជាគ្រូសាឈិនរបស់យើងមែននេះពិបាកជឿពេកហើយលីនជូអានតើអ្នកបានដឹងអ្វីមួយរួចហើយឬនៅខ្ញុំបដិសេធមិនទទួលយកវាទេសៀវហួងអ្នកប្រហែលជាបានប្រកាសវាមិនត្រឹមត្រូវទេខ្ញុំជាអ្នកដែលត្រូវបានតែងតាំងដោយលើសពីនេះទៅទៀតគួរឲ្យគោរពគ្រូសារបស់ខ្ញុំទាំងតាក់ទងនឹងធនធានហិរញ្ញវត្ថុឬកម្លាំងគឺល្អជាងគ្រូសាសាច់ញាតិរបស់ពួកគេគ្រូសាសាច់ញាតិរបស់ពួកគេបានធ្លាក់ចុះជាយូរមកហើយពួកគេមានអ្វីខ្លះដែលអាចប្រៀបធៀបជាមួយគ្រូសារបស់ខ្ញុំឆ្ងល់ណាស់គ្រូពេទ្យដ៏មានកិត្តិយសដែលអ្នកបានលើកឡើងថាជាអ្នកកំណត់តើអ្នកណាជាអ្នកដែលគួរឲ្យគោរពខាងវិទ្យាសាស្ត្រដោយយ៉ាង Master មិនអាចតើអ្នកមិនបាននិយាយបែបនោះទេខ្ញុំគឺជាអ្នកដែលត្រូវបានតែងតាំងដោយគ្រូពេទ្យដ៏ខ្ពង់ខ្ពស់ហេតុអ្វីបានជាគ្រូសាថ្នាក់ទី4នៃទីក្រុងឆុងហេគ្រូសាញាតិសន្តានមិនមែនគ្រូសាអូរបស់ខ្ញុំទេនិយាយជំនួសខ្ញុំឲ្យលឿនមកហេតុអ្វីម្ចាស់មិនទាន់បង្ហាញខ្លួនតើវាអាចទៅរួចទេដែលការដោះស្រាយជាមួយវងចាស់នោះមិនដំណើរការរលូនទេបន្ទាប់សូមស្វាគមន៍ចំពោះការរំពឹងទុកនិងការគោរពដ៏ខ្ពង់ខ្ពស់របស់យើងរូបដ៏លេចធ្លោលោកម្ចាស់វេជ្ជសាស្ត្រពីព្រះបន្លាព្រះឱសថដើម្បីឡើងឆាកបន្លាព្រះឱសថសាស្ត្រថ្នាក់ដឹកនាំជាន់ខ្ពស់មិនទាន់មកដល់នៅឡើយប៉ុន្តែលោកវិជ្ជបណ្ឌិតដ៏គួរឲ្យគោរពនេះបានមកដល់មុនមកតើហ៊ុនឆេងជាមិននិយាយលេងទេតើកិត្តិយសផ្នែកវេជ្ជសាស្ត្រនៃណាអ្នកជាសម្រាមឥតប្រយោជន៍នាយកប្រតិបត្តិហ៊ុញបានអំពាវនាវរកអ្នកគោរពរបស់ហ៊ានផ្នែកវិទ្យាសាស្ត្រដើម្បីអ្វីតើវាអាចទៅបានទេថាគាត់ជាមនុស្សល្បីខាងវិទ្យាសាស្ត្រថ្មីលីឈួនឯងឈួតហើយអង្គុយចុះឲ្យលឿនណាអ្នកស្រីឈិនតើអ្នកសុខចិត្តឡើងឆាកជាមួយខ្ញុំទេហើយអង្គុយលើបល្ល័ង្កខ្ពស់បំផុតនោះលោកលីនតើអ្នកចង់មានន័យថាអ្នកជាបងប្រុសរបស់អ្នកមែនទេជនពៀយ៉ាងណាទើបគាត់អាចក្លាយជាអ្នកគោរពខាងវិទ្យាសាស្ត្រថ្មីបានតែបានចំណាយពេល3ឆ្នាំនៅក្នុងពន្ធនាគារការកែតម្រង់តាមរយៈសិទ្ធិអ្នកទោសការងារខ្ញុំស្គាល់គាត់តាំងពីគាត់នៅតូចគាត់មិនមានអ្វីពាក់ព័ន្ធនឹងគ្រូពេទ្យទេត្រឹមត្រូវហើយសៀវម្នាក់អ្នកត្រូវតែផ្ទៀងផ្ទាត់វាឲ្យច្បាស់វេទបណ្ឌិតពិតជាអស្ចារ្យមែនសូម្បីតែពេលដែលខ្ញុំផ្ញើការអញ្ជើញទៅអ្នកក៏ដោយទោះជាយ៉ាងណាក៏ដោយអៃដឺវ៉ាងបានបង្ហាញអត្តសញ្ញាណរបស់អ្នករួចហើយខ្ញុំមិនហ៊ានបង្ហាញអត្តសញ្ញាណរបស់អ្នកនៅពេលនោះទេពិធីជប់លៀងដ៏អស្ចារ្យនេះគួរតែត្រូវបានដឹកនាំដោយអៃដឺវ៉ាងដោយស្របច្បាប់តែគាត់ត្រូវបានរារាំងដោយបញ្ហាដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីជំនួសតំណែងរបស់គាត់ទេសូមលោកគ្រូពេទ្យកុំបន្ទោសខ្ញុំអីមិនថាមានកិត្តិយសផ្នែកវិទ្យាសាស្ត្រទេមនុស្សទាំងនេះបានបង្ហាញការមិនគោរពចំពោះអ្នកម្ដងហើយម្ដងទៀតខ្ញុំនឹងរកនរណាម្នាក់ឥឡូវនេះដើម្បីផ្ដល់មេរៀនល្អដល់ពួកគេមិនចាំបាច់បន្តទេលីឈួនអ្នកពិតជាគួរឲ្យគោរពខាងវិទ្យាសាស្ត្រណាស់មិនចាស់គ្រប់គ្រាន់មិនអាក្រក់គ្រប់គ្រាន់ទេត្រូវហើយសូមស្វាគមន៍ចំពោះលោកវិជ្ជបណ្ឌិតដ៏មានកិត្តិយសដែលបានថ្វាយការគោរពលំនៅឋានធំចនហៃមែនបានប្រកោដំបងពេជ្រ Supreme Jade រួចដងហេបង្ហាញគុជភ្លឺចែងចាំងលំដាប់កម្ពស់ស្នាដៃដ៏ល្បីល្បាញមួយរបស់ចៅហ្វាយនីរីជវង្សបរិះមានបំផុតនៅយ៉នហៃបៃលីបង្ហាញស្រាទំពាំងបាយជូរល្អមួយកំប៉ុងដែលមានសម្រាប់ពីរីជវង្សចៅខាងកើតម្ចាស់ដ៏អស្ចារ្យនៃព្រះពុទ្ធសាសនាដ៏អាតកំបាំងបង្ហាញគូនៃគ្រូសាស៊ូគ្រូសាដ៏អស្ចារ្យមួយរបស់វិទ្យាល័យយ៉នសេរ៉ាមិច Tang Sen K មួយគូសំណុំ Villa Riviera របស់ Thompson សំឡេងរមូរផ្ទាល់ខ្លួនគ្រូសាសំខាន់មួយក្នុងចំណោម John Hayes សម្រាប់ Great Families បង្ហាញក្បាលនាពី100ឆ្នាំនៃរិស័យចាក់ចិននៅក្នុងបេះដូងរបស់ John Hayes រុក្ខជាតិ Gynoderma lucidum អាយុ1សតវត្សរ៍ត្រកូល John Hayes ចំនួន100នាក់បានមកជាមួយអំណោយដ៏អស្ចារ្យដើម្បីអបអរសាទរជម្រាបសួរលោកវិជ្ជបណ្ឌិត Rice ដ៏មានតម្លៃខ្ទប់ខ្ញុំប្រាប់ខ្ញុំថានេះមិនមែនជាការពិតទេបងប្រុសរបស់ខ្ញុំពិតជាអ្នកគ្រូពេទ្យដ៏គួរឲ្យគោរពរបស់ខ្ញុំបានបង្កើតអ្វីមួយដោយខ្លួនឯងអូនសម្លាញ់តើអ្នកដឹងទេថានៅលើមេឃកូនប្រុសរបស់យើងបានបង្កើតអ្វីមួយដោយខ្លួនឯងត្រកូលរាប់រយនៃទីក្រុងសៀងហៃធ្វើពិធីគោរពអ្នកគ្រូពេទ្យដ៏គួរឲ្យគោរពមែនគ្មានការសង្ស័យទេអំពីវាគ្រូសាអ៊ូរបស់ខ្ញុំចប់ហើយលោកម្ចាស់វ័យក្មេងកាងតើអ្នកមិនបាននិយាយថាអ្នកបានជួបនឹងគ្រូពេទ្យដ៏ស័ក្តិសមទេតើវាអាចជាគាត់ដោយរបៀបណាវាចប់ហើយយើងបានខកខានឱកាសដ៏អស្ចារ្យបែបនេះសួស្ដីលីនពេលដែល Shawn តែងតែដូចអ្នកសុំទោសគាត់ឥឡូវនេះហើយប្រហែលជានៅតែមានឱកាស
ឃើញទេយីសិនកុំស្ទាក់ស្ទើរទៀតអីរបៀបដែលយើងប្រព្រឹត្តចំពោះគាត់នឹងសងសឹកយើងវិញគាត់គឺជាមេឆៅដ៏គួរឲ្យគោរពដោយគ្រាន់តែពាក្យមួយម៉ាត់យើងនឹងត្រូវវិនាសតើអ្នកកំពុងធ្វើអ្វីលោកក្រវៃក្មេងអូខ្ញុំលោកក្រវៃក្មេងវូប្រសិនបើអ្នកពិតជាយកចិត្តទុកដាក់ចំពោះសុខុមាលភាពកូនស្រីរបស់ខ្ញុំនឹងលីនឈួនដាំឡើយមានអារម្មណ៍ចំពោះគ្នាប្រសិនបើអ្នកមិនបានជ្រៀតជ្រែកទេពួកគេប្រហែលជាមានកូនរួចហើយគ្រួសារទាំងមូលរបស់អ្នកពិតជាដឹងពីរបៀបតាក់ទាញការពេញចិត្តអ្នកបដូរចំហៀងលឿនជាងឧបករណ៍វាស់អាកាសធាតុសូមអភ័យទោសលោកក្រវៃក្មេងវូលីនស៊ុនខ្ញុំមានអ្វីមួយត្រូវនិយាយទៅកាន់អ្នកព្រោះអ្នកងាយរងគ្រោះផ្នែកវិទ្យាសាស្ត្រអ្វីបានជាអ្នកមិនប្រាប់ខ្ញុំឲ្យលឿនជាងខ្ញុំមុននេះស្ថានភាពថ្ងៃនេះនឹងខុសគ្នាទាំងស្រុងការពិតដែលថាយើងបានឈានដល់ចំណុចនេះនៅថ្ងៃនេះគឺជាកំហុសរបស់អ្នកនៅចំណុចនេះតើអ្នកអាចបន្ទោសខ្ញុំបានទេអស់រយៈពេល8ឆ្នាំកន្លងមកនេះខ្ញុំតែងតែនៅក្បែរអ្នកជាគោរពតាមបញ្ជារបស់អ្នកទាំងអស់និងយកចិត្តទុកដាក់ចំពោះអ្នកយ៉ាងយកចិត្តទុកដាក់តែលទ្ធផលដែលខ្ញុំទទួលបានគឺការជាប់ពន្ធនាគារនឹងអ្នកប៉ុន្តែអ្នកនៅជាមួយអ្នកដែលបានបញ្ជូនខ្ញុំទៅពន្ធនាគារជាមួយគ្នាអ្នកនៅតែនិយាយថាយើងលែងជាមនុស្សនៅលើពិភពលោកដូចគ្នាទៀតហើយសូមឲ្យខ្ញុំមិនរារាំងសុភមង្គលរបស់អ្នកអ្វីដែលខ្ញុំត្រូវការគឺប្រពន្ធម្នាក់ដោយមិនគិតពីឋានៈឬតួនាទីរបស់ខ្ញុំអាចចែករំលែកការលំបាកជាមួយខ្ញុំហើយមិនដែលបោះបង់ចោលខ្ញុំឡើយតើអ្នកស័ក្តិសមទេតើអ្នកត្រូវធ្វើឲ្យខ្ញុំអាម៉ាស់បែបនេះដើម្បីមានសុភមង្គលអ្នកគឺជាគ្រូពេទ្យដ៏ខ្ពង់ខ្ពស់នោះជាការពិតប៉ុន្តែខ្ញុំក៏មានសេចក្តីថ្លៃថ្នូរដែរខ្ញុំបានសុំទោសនិងអន់ក្បាលចុះចំពោះអ្នករួចហើយតើអ្នកចង់បានអ្វីទៀតពីខ្ញុំលីនស៊ូងកុំទៅឆ្ងាយពេកអ្នកចាត់ការធានបានអន់ក្បាលហើយទទួលស្គាល់កំហុសរបស់នាងចំពោះអ្នកអន់ឲ្យគេដោយសារតែអ្នកនៅខាងត្រូវអូព្រះជាម្ចាស់ប្រសើរល្អរបស់ខ្ញុំពីមុនទាំងអស់នោះវាទាំងអស់គឺជាការយល់ច្រឡំខ្ញុំដឹងថាអ្នកជាមនុស្សមានចិត្តទូលាយចុះរឿងនេះវិញកុំរំខានយើងដែលមិនសំខាន់នៅថ្ងៃស្អែកអីទេថ្ងៃនេះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកយកសម្បត្តិអាពាហ៍ពិពាហ៍របស់អ្នកជាមួយវេនលិនរបស់អ្នកល្បឿននៃការផ្លាស់ប្ដូរមុខមាត់កាលពីពេលនោះគ្រួសារខ្ញុំបានលក់អ្វីគ្រប់យ៉ាងដែលយើងមានហើយអាចរកចំណូលបាន290តែដោយសារតែយើងខ្វះលុយ10,000បានចុះឈ្មោះក្នុងសៀវភៅគ្រួសារវារាំងខ្ញុំពីការនៅជាមួយកូនស្រីរបស់អ្នកថែមទាំងបានណែនាំ Richmond ដោយសម្ងាត់នៅពីក្រោយខ្នងខ្ញុំទៀតផងដូច្នេះវេនលីនតើអ្នកអាចគ្មានភាពខ្មាស់អៀនទៀតទេខ្ញុំអូព្រះជាម្ចាស់ឲ្យបាក់ខុសនៅពេលនោះខ្ញុំគិតថាបញ្ចេញកំហឹងណាមួយដែលអ្នកមានមកលើខ្ញុំដរាបណាអ្នកនិងលីនអាចផ្សះផ្សាគ្នាបានអូព្រះជាម្ចាស់ហើយកូនប្រសាល្អបើដូច្នោះតើត្រូវធ្វើដូចម្ដេចទើបអ្នកឈប់ខឹងបានបន្ទាប់មកខ្ញុំនឹងលុតជង្គង់នៅចំពោះមុខអ្នកលីនស៊ូនអ្នកធ្វើហួសហើយអ្នកខឹងនឹងខ្ញុំអ្នកអាចធ្វើឲ្យខ្ញុំអាម៉ាស់មុខបានប៉ុន្តែអ្នកមិនអាចធ្វើឲ្យម្ដាយខ្ញុំអាម៉ាស់មុខបានទេមើងងាយអ្នកចាស់ពើនឹងថានានុក្រមពាក្យនេះចេញមកតើអ្នកដទៃនឹងមើលលោកវិជ្ជបណ្ឌិតលេងឈួនដល់គោរពខ្ញុំបានសម្រេចចិត្តនៅជាមួយអ្នកម្ដងទៀតនេះជាឱកាសចុងក្រោយរបស់អ្នកដើម្បីមានខ្ញុំប្រសិនបើអ្នកនៅតែរក្សាអរិយាប័ត្រស៊ីនេះហើយអ្នកនឹងធ្វើជារៀងរហូតនៅពេលដែលអ្នកធ្លាប់ជាព្រះអាទិត្យនៅក្នុងបេះដូងរបស់ខ្ញុំសុខចិត្តលះបង់អ្វីទាំងអស់សម្រាប់អ្នកប៉ុន្តែអ្នកមិនបានឲ្យតម្លៃវាទេឥឡូវនេះខ្ញុំបានអនុញ្ញាតឲ្យអ្នកទៅហើយអ្នកមិនមែនជាថ្មទេឱកាសរបស់អ្នកខ្ញុំមិនខ្វល់ពីវាទេអ្នកកំសត់គ្មានបេះដូងឥតមេត្តាអ្នកបានស្បត់រួចហើយនៅពេលនោះថានឹងប្រព្រឹត្តចំពោះកូនស្រីរបស់ខ្ញុំឲ្យបានល្អពេញមួយជីវិតឥឡូវនេះតើអ្នកទទួលបានជោគជ័យហើយឬនៅអ្នកកំពុងរំខាននាងមែនទេអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកធ្វើបែបនេះអ្នកនឹងត្រូវរន្ទះបាញ់ហើយស្ថានសួគ៌នឹងមិនអត់អន់ឲ្យអ្នកបានបោះបង់ចោលអ្នកដែលអ្នកស្រឡាញ់ដំបូងមិនស្ថិតស្ថេរនឹងមិនស៊ីសង្វាក់គ្នាអ្នកណាជាអ្នកល្ងងខ្លាចខ្ញុំនឹងបង្ហាញអ្នកខ្ញុំនឹងឲ្យអ្នករាល់គ្នាឃើញមុខដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នកអ្នកមិនសមនឹងទទួលបានកិត្តិយសផ្នែកវិទ្យាសាស្ត្រខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកមិនអាចខ្លាចជាអ្នកគោរពដូចផ្នែកវិទ្យាសាស្ត្របានទេតើអ្នកគិតថាអ្នកស័ក្តិសមនឹងគម្រាមកំហែងឆ្មាំពេទ្យដ៏គួរឲ្យគោរពរបស់វាចេញហើយឲ្យឆ្កែស៊ីអ្នកចាត់ការឈានជួយសង្គ្រោះខ្ញុំពេលឆោនបើអ្នកមានកំហឹងអ្វីសូមបញ្ចេញកំហឹងមកអ្នកបញ្ចេញកំហឹងរបស់អ្នកទៅលើក្រុមគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំប្រភេទណាលោកវាចោលទាំងអស់ខ្ញុំមិនជឿថាអ្នកនឹងធ្វើបែបនោះទេលីងឈួនអ្នកកំពុងលេងសើចត្រូវហើយគេឲ្យឈប់យ៉ាងលឿនខ្ញុំចង់ដកអណ្ដាតចេញប្រគល់ការបញ្ជាទិញរបស់ខ្ញុំគ្រួសារហ៊ូណេឆងហេគឺឈួតទាំងស្រុងដោយគ្មានសិលធម៌អ្វីទាំងអស់ប្រាក់ចំណេញសុទ្ធមានប្រសិទ្ធភាពភ្លាមពួកគេត្រូវបានលុបចេញពីហងហេទ្រព្យសម្បត្តិទាំងអស់របស់ពួកគេត្រូវបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌ចំពោះសមាជិកគ្រួសារវូពួកគេត្រូវបានហាមឃាត់ជារៀងរហូតមិនឲ្យដើរចូលទៅក្នុងទីក្រុងសៀងហៃអ្នកមិនអាចធ្វើបែបនេះចំពោះខ្ញុំបានទេសុវត្ថិរបស់គ្រួសារអ៊ូរបស់យើងមិនអាចត្រូវបានបំផ្លាញតែដោយសារតែខ្ញុំវាអ្នកពីក្រោយបន្ទាប់មកខ្ញុំជាមីងនៅលើលីនវាទាំងអស់គឺនាងលបួងខ្ញុំនឹងអ្នកឲ្យជាប់គុកនោះជាគំនិតទាំងអស់របស់នាងនិងម្ដាយរបស់នាងទុកជីវិតខ្ញុំនឹងក្លាយជារបស់អ្នកសេះលីលៀនអ្នកគ្មានភាពខ្មាស់អៀនបើប្រៀបធៀបទៅនឹងក្រុមគ្រួសារទាំងមូលរបស់អ្នកអ្វីដែលខ្ញុំបានធ្វើគឺគ្រាន់តែជាផ្នែកតូចមួយបើប្រៀបធៀបទៅនឹងអ្វីដែលអ្នកបានធ្វើឃើញទេទីតាផ្នែកវិទ្យាសាស្ត្រតែគំរូតើវាមកពីអ្នកមិនគោរពអ្នកដែលមានឋានៈខ្ពង់ខ្ពស់ខាងវិទ្យាសាស្ត្រជំរាបសួរគ្រូពេទ្យដ៏ថ្លៃថ្នូរខ្ញុំបាននិយាយថាតាំងពីពេលដែលអ្នកចូលទៅក្នុងសាលពិធីជប់លៀងនេះមកអ្នកត្រូវបានកំណត់ឲ្យលុតជង្គង់យើងខ្វាក់ភ្នែកដោយសារភាពងងខ្លាចតែពេលនេះបានធ្វើឲ្យអ្នកគោរពខាងវិទ្យាសាស្ត្រសូមអភ័យទោសដល់យើងខ្ញុំវិជ្ជបណ្ឌិតដ៏មានគុណលោកគ្រូគង់ហេតុអ្វីបានជាលោកមិនទាន់លុតជង្គង់ទៀតលីនណូលោកម្ចាស់វិទ្យាសាស្ត្រខ្ញុំមិនស្គាល់អ្នកពីមុនមកទេហើយខ្ញុំបានធ្វើឲ្យអ្នកអាក់អន់ចិត្តដោយអភ័យទោសឲ្យខ្ញុំគ្រូសាស្ត្រស្ដេចរបស់ខ្ញុំសុខចិត្តផ្ដល់ភាគហ៊ុនរបស់យើងចំនួន50ជាសំណងលើសពីនេះទៅខ្ញុំសូមជូនពរឲ្យអ្នកនិងកញ្ញា Meren ចាស់ទៅជាមួយគ្នានឹងមានចំណងមិត្តភាពដ៏រីករាយរយៈពេល100ឆ្នាំសាលព្រះវិទ្យាសាស្ត្ររាជធានីអធិរាជ Adderley សាលតាំងពីពណ៌សាខាចំនួន34ជាដល់លោកវិជ្ជបណ្ឌិត Adder វេជួយសង្គ្រោះ Adder មួយឲ្យបានរហ័ស
លោកវិជ្ជាបណ្ឌិតដ៏ថ្លៃថ្នូររបស់ខ្ញុំតើអ្នកពេញចិត្តនឹងអំណោយរបស់ខ្ញុំទេក្លាហាននៅចំពោះមុខអ្នកគោរពបូជាផ្នែកវិទ្យាសាស្ត្រធ្វើសកម្មភាពព្រៃផ្សៃយ៉ាងដូចម្តេចខ្សែភាពយន្តនេះត្រូវបានបកប្រែនិងនិទានរឿងដោយមីឌាខ្ញុំបានយល់ជាយូរមកហើយថារាជធានីអធិរាជសាខា Pavilion មានចិត្តនីអាក្រក់ខ្ញុំមិននឹកស្មានថាអ្នកនឹងរួបរวมជាមួយសាខា Pavilion ច្រើនយ៉ាងនេះទេស្ដេចឡុងសិនឆ្កែចាស់នោះមិនព្រមសហការទូចង់ធ្វើជាទុកក៏បុគ្គលស្មោះត្រង់បើមិនដូច្នោះទេសារប្រជុំសាខាទី36មួយនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំជាយូរមកហើយលោកគ្រូទីបំផុតអ្នកមកដល់ហើយកុំខ្ជិះខ្ជីពាក្យសម្ដីជាមួយក្មេងសម្រាប់វាចោលទៅក្មេងល្ងងនេះទីបំផុតមានអ្នកដែលអាចសម្លាប់វាបានហើយប៉ាអ្នកទីបំផុតបានមកដល់ហើយក្មេងល្ងងម្នាក់នេះពឹងផ្អែកលើឋានៈរបស់ខ្លួនជាអ្នកគោរពខាងគ្រួសាររបស់ខ្ញុំដោយមិនរើសមុខការស្អប់ខ្ពើមនេះត្រូវតែសងសឹកនៅថ្ងៃនេះមើលរូបរាងឥតប្រយោជន៍របស់អ្នកកុំបារម្ភជាមួយ Idol Live នៅទីនេះថ្ងៃនេះគាត់នឹងមិនអនុញ្ញាតឲ្យយើងឆ្លងកាត់ថ្ងៃនេះទេលីងឈួនមួយផ្លេតខ្ញុំពិតជាគិតថាអ្នកមានដាវហើយទទួលបានអំណាចគម្លាតរវាងអ្នកនិងខ្ញុំគឺមិនអាចឆ្លងកាត់បានឥឡូវនេះវាហាក់ដូចជាសេរីរុងរឿងរបស់អ្នកគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះយ៉ាងលឿនអ្នកស្ថិតក្នុងភាពអស់សង្ឃឹមម្ដងទៀតសម្រាប់គាត់ឲ្យលឿនអ្វីហ៊ានធ្វើឃាតលោកវិជ្ជាបណ្ឌិត Venerable នៅទីនេះលើទឹកដីឆុងហេរបស់ខ្ញុំអ្នកនឹងត្រូវមើលថាតើគ្រួសារអភិជនឆុងហេរបស់ខ្ញុំយល់ព្រមឬអត់យប់នេះខ្ញុំនឹងសម្លាប់តើអ្នកណាអាចបញ្ឈប់ខ្ញុំបានតើអ្នកណាហ៊ានបញ្ឈប់ខ្ញុំលោកគ្រូពេទ្យដ៏គោរពប្រសិនបើអ្នកសហការយ៉ាងច្រើនបំផុតខ្ញុំនឹងធ្វើឲ្យខូចមេរេឌៀនរបស់អ្នកខ្ញុំនៅតែអាចទុកជីវិតអ្នកបានចរចាជាមួយខ្ញុំអ្នកមិនស័ក្តិសមទេក្មេងហើយរឹងមាំអ្នកមានស្មារតីខ្លះខុសគ្នាទាំងស្រុងពីមនុស្សចាស់ដែលគ្មានជីវិតទាំងនោះមុនពេលឆ្នាំរបស់ខ្ញុំព្រះបន្លាគ្រូពេទ្យដែលយើងត្រូវការគឺជាមនុស្សដូចអ្នកគួរឲ្យអាណិតណាស់ដែលអាចមានតែគ្រូពេទ្យដ៏គួរឲ្យគោរពម្នាក់គត់អ្នកចង់ក្លាយជាមនុស្សល្ងងខ្លៅខាងវិទ្យាសាស្ត្រចៅហ្វាយរបស់ខ្ញុំតាក់ទងនឹងភាពចាស់ទុំនិងកម្លាំងស័ក្តិសមជាងអ្នកក្នុងការធ្វើជាអ្នកគោរពខាងវិទ្យាសាស្ត្រប្រសិនបើអ្នកដឹងពីអ្វីដែលបន្តមកលះបង់តំណែងរបស់អ្នកដោយស្ដាប់បង្គាប់ហើយបន្តមកវិធីសាស្ត្រដាំដុះតែមួយគត់របស់ព្រះអស្ចារ្យបន្តដោយចៅហ្វាយនីនិកាយជាបន្តបន្ទាប់មកយើងអាចពិចារណាទុកជីវិតរបស់អ្នកលោកគ្រូពេទ្យដ៏គោរពអ្នកមិនអាចស្ដាប់ពួកគេបានទេហ្វឡូវថាបានបង្កើតការចុចនិងរំខានដល់ព្រះបន្លាព្រះអស្ចារ្យរបស់យើងអស់រយៈពេលយូរបើគាត់ទទួលបានការគ្រប់គ្រងទាំងស្រុងលើព្រះបន្លាព្រះអស្ចារ្យហួហៀរបស់យើងនឹងប្រឈមមុខនឹងភាពចលាចលក្នុងវិស័យវិទ្យាសាស្ត្រហើយវាសនារបស់ប្រទេសជាតិនឹងត្រូវខូចខាតនឹងធ្វើបាបប្រជាជនសាមញ្ញយាយចាស់ម្នាក់នេះគាត់ស្ទើរតែមិននៅរស់ទេប៉ុន្តែគាត់នៅតែប្រឆាំងនឹងខ្ញុំក្នុងការស្វែងរកសេចក្តីស្លាប់លោកគ្រូអ្នកគ្រូ Idol មួយសូមធានាថាខ្ញុំនឹងមិនប្រគល់មរតករបស់ម្ចាស់ទៅឲ្យសត្វនោះទេជេរប្រមាថម្ចាស់ខ្ញុំផងហ៊ានជេរប្រមាថចង់ស្លាប់ទៀតមិនអាក្រក់ទេវាហាក់ដូចជាអ្នកបានទៅដល់ឋានសួគ៌មនុស្សរួចហើយអ្នកខ្លាំងជាងខ្ញុំស្រមៃទៅទៀតតើឆ្មាំទាំងនោះមានប្រយោជន៍អ្វីដែលសុខចិត្តកម្ចាត់ក្មេងនេះចោលឲ្យខ្ញុំនៅពេលអនាគតនៅពេលដែលខ្ញុំឡើងកាន់តំណែងជាគ្រូពេទ្យដ៏ថ្លៃថ្នូរខ្ញុំនឹងផ្ដល់រង្វាន់ជាទ្រព្យសម្បត្តិជាមាសនិងងារជាអ្នកការពារដ៏អស្ចារ្យគ្រូសាវូរបស់យើងសុខចិត្តចែករំលែកបន្ទុករបស់ Idol Live ហើយនៃព្រះបន្លាព្រះអសតងយីមានឆន្ទៈចែករំលែកបន្ទុករបស់ Idol Live នៃរាជធានីអធិរាជគ្រូសាឡើងមានឆន្ទៈចែករំលែកបន្ទុករបស់ Idol Live ក្មេងនេះខ្លាំងមែន Idol Live កុំចាត់គាត់ចោលឲ្យបានលឿនបើមិនដូច្នោះទេនឹងមានបញ្ហាមិនចេះចប់អ្នកសម្រេចបានច្រើនរួចទៅហើយប្រសិនបើអ្នកបន្តរីកចម្រើនអ្នកប្រកាសជានឹងក្លាយជាអ្នកគោរពខាងវិទ្យាសាស្ត្រដ៏រឹងមាំបំផុតជាអកុសលខ្ញុំនឹងមិនផ្ដល់ឱកាសនោះដល់អ្នកទេថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកនេះជាទីបញ្ចុះសពរបស់អ្នកអ្នកបានលើសពីឋានសួគ៌រួចហើយអាណាចក្រមនុស្សហើយបានឆ្លងទៅកាន់អាណាចក្រនោះតើអ្នកមិនអាចក្លាយជាអ្នកចាស់ទុំល្អបានទេហើយអ្វីបានជាអ្នកត្រូវតែទូចសុំអស្ថានព្រះខ្ញុំបានលះបង់អ្វីគ្រប់យ៉ាងពាក់កណ្ដាលនៃមុខរបស់ខ្ញុំនេះក៏ត្រូវបានបូជាសម្រាប់ព្រះបន្លាព្រះអស្ចារ្យផងដែរថាខ្ញុំបានបញ្ចប់ដូចនេះហើយអ្វីបានជាពូជពងដ៏គួរឲ្យគោរពខាងវិទ្យាសាស្ត្រគួរតែត្រូវបានទៅចំនួនមួយប៉ុន្តែកុំធ្លាក់មកលើខ្ញុំឡើយព្រោះវាជាករណីនោះខ្ញុំក៏អាចបះបោរខ្លួនឯងបានដែរចុះអ្នកទាំងអស់គ្នាវិញលោកគ្រូពេទ្យយើងខ្ញុំទាំងអស់គ្នាត្រូវបានលោកបង្ខំគាត់បានចាប់គ្រួសារយើងដូច្នេះយើងគ្មានជំរឿអ្វីក្រៅពីគោរពតាមឡើយខ្ញុំសូមប្រកាសថាចាប់ពីថ្ងៃនេះតើបន្លាគ្រប់សាខាទាំងអស់នៃបន្លាព្រះអស្ចារ្យនឹងត្រូវរៀបចំឡើងវិញគ្រួសាររបស់បោទាំងអស់នឹងត្រូវលុបចោលទាំងស្រុងពីវត្តជាខ្សែជីវិតរបស់ពួកគេនឹងត្រូវកាត់ផ្តាច់គ្រួសារវូនៃយ៉េងហេគ្រួសារខងនៃ Imperial Capital ស្ថិតនៅក្នុងបញ្ជីជាពិសេសហើយសូម្បីតែគ្រួសារឆែនក៏នឹងត្រូវខ្សែធននិងរលីបាត់ទៅដែរយើងគោរពតាមដោយការគោរពនៅក្រឹត្យដ៏ពិសិដ្ឋខាងវិទ្យាសាស្ត្រ
គ្រូពេទ្យបានប្រាប់ឲ្យញ៉ាំទំពាំងបាយជូរឲ្យបានច្រើនដើម្បីឲ្យកូនប្រុសរបស់យើងមានភ្នែកធំនៅពេលក្រោយប៉ុន្តែប្រាប់ខ្ញុំដោយស្មោះត្រង់តើអ្នកនៅតែមានអត្តសញ្ញាណផ្សេងទៀតដែលលាក់បាំងពីខ្ញុំទេតើអត្តសញ្ញាណអ្វីខ្លះក្នុងរយៈពេល3ឆ្នាំកន្លងមកខ្ញុំបានឮថាមានអ្វីមួយហៅថាកិត្យានុភាពនៃ Dragon Hall គឺស្មើនឹងព្រះបន្លាព្រះអសតើអ្នកដឹងអំពីវាទេសាលជើងរបស់ខ្ញុំមិនអាចខ្វល់ពីព្រះអសស្ថានឥឡូវនេះទេខ្ញុំគ្រាន់តែចង់ក្លាយជាជើហ្វាយនីដែលមិនចេះខ្វល់ខ្វាយដើម្បីមើលថែអ្នកនិងកូនប្រុសរបស់យើងឲ្យបានល្អធ្វើជាស្វាមីល្អដើម្បីអ្វីសាលនាគខ្ញុំពិតជាមិនចាប់អារម្មណ៍តតែសោះពិតជាការពិតណាស់ប្រពន្ធសម្លាញ់របស់ខ្ញុំសាលធំបន្ទាប់ពីការអភិវឌ្ឍអស់ជាច្រើនឆ្នាំសាលនាគដែលអ្នកបានបង្កើតឡើងដោយឥឡូវនេះគឺជាអង្គការធំទី2របស់ Watcher ទី2បន្ទាប់ពីព្រះបន្លាព្រះអសអ្នកក្រោមបង្គាប់របស់អ្នកមានអ្វីមួយមិនច្បាស់លាស់និយាយអ្នកគឺជាព្រះដ៏ខ្ពង់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនៃព្រះបន្លាព្រះព្រៀបផ្ទឹមបាននៅក្រោមឋានសួគ៌ហេតុអ្វីបានជាអ្នករកឃើញសាលនាគប្រហែលជាវាគឺដើម្បីទប់ស្កាត់ពួកគេទៅវិញទៅមកបន្លាព្រះថ្នាំគឺសម្រាប់អ្នកស្នងតំណែងនាពេលអនាគតរបស់ខ្ញុំហើយ Dragon Hall វាសម្រាប់កូនប្រុសរបស់ខ្ញុំរងចាំគាត់ធំឡើងហើយទទួលមរតកវា